សួស្តីថ្ងៃនេះអត់ទាន់មានរឿងថ្មីមកសម្រាយទេមកសម្រាយរឿងចាស់តាមសំណុំពរដែលរឿងដែលមានយកមកសម្រាយថ្ងៃនេះគឺរឿង Semantic Error យើងដឹងហើយណោះថារឿងនេះវាល្បីល្បាញខ្លាំងប៉ុណ្ណាសាច់រឿងក៏ល្អមើល10លើ10ហើយបើទូវិញមិនបាច់និយាយទេ perfect ល្អឥតខ្ចោះល្អគ្មានទាស់ហ្មងលំអីបបនិយាយមិនបានសោះណាប្រកាសណាស់ថារឿងនេះគឺជារឿងសំណប់ចិត្តជា top 1របស់ admin ហ្មងណាចាងចែយ៉ងសិស្សច្បងឆ្នាំទី4ដែលចិត្តនឹងរៀនចប់ទៅហើយក៏ប៉ុន្តែមានហេតុការណ៍ធ្វើឲ្យគេមិនអាចបញ្ចប់ការសិក្សាបានព្រោះមិនបានទៅជួយធ្វើការងារក្រុមដែលជា project ត្រូវធ្វើជាមួយសិស្សប្អូនអីចឹងណាជាហេតុធ្វើឲ្យគេត្រូវរៀនបន្តមួយឆមាសទៀតដូច្នេះហើយគេក៏មិនអាចនៅស្ងៀមបានទេគំនុំនេះត្រូវតែជំរះបន្ទុកឲ្យដល់ស្អែកទេចាដោយដាំហែកនោះគឺឈូសាងអ៊ូកូនស្រីមុខងាប់ដូចជាមនុស្សយន្តរបស់យើងណាជាប្រធានក្រុម project នឹងឯងនឹងជាអ្នកដែលដកឈ្មោះចាយ៉ងចេញពីក្រុមក៏ប៉ុន្តែសងសឹកទៅសងសឹកមកក៏ធ្លាក់លងស្នេហ៍ភាគីម្ខាងទៀតដោយមិនដឹងខ្លួនតែការផ្លាស់ប្ដូរពីសត្រូវទៅជាស្នេហាមានដំណើរដើមតងយ៉ាងណាមកតាមដានសាច់រឿងទាំងអស់គ្នាផ្ដើមរឿងមកយើងនឹងបានឃើញទូកំពុងតែធ្វើដំណើរទៅកាន់កន្លែងមួយដែលមធ្យោបាយខុសគ្នាម្នាក់ដើរម្នាក់ជិះស្គីជាមួយនឹងបរិយាកាសស្រស់ស្រាយតែសភាពស្រស់ស្អាតទាក់ចិត្តអារម្មណ៍ហើយសាំងអ៊ូក៏បានទៅមើលការតាំងពីពណ៌ស្នាដៃ animation របស់សិស្សច្បងអីអញ្ចឹងនិងកំពុងតែចាប់អារម្មណ៍ស្នាដៃមួយខ្លាំងឈរមើលនឹងអន្តរណាទៀតហ្មងស្រាប់តែភ្លាមនោះក៏មានកំណត់សង្ហាខ្ពស់សិលាវម្នាក់ចូលមកចិត្តឈរចេះរឿងសង្ហាសហប្រៃផ្សៃព្រមទាំងសរសើរស្នាដៃមួយនេះថាពិតជាលយខ្លាំងណាស់ម្នាក់នេះពិតជាអច្ឆរិយៈមែនមានជាការអង្គុយលើចង្អេរលើកខ្លួនឯងព្រោះនឹងជាស្នាដៃរបស់គេនឹងហើយពេលនឹងកូនស្រីងាកមើលភិនភាកការតុបតែងខ្លួនរបស់គេឃើញចោះកវលចោះបោមាត់ក៏មិនសូវជាចូលចិត្តប្រមាណទេអាម៉េះមានជាការងាកមកញញឹមញាក់ចិញ្ចាំរីមុនស្នាឲ្យទៀតក៏ប៉ុន្តែសាំងអ៊ូមិនលេងចូលជាមួយទេទាញទូរស័ព្ទឡើងមកត្រៀមថតបងក៏ស្មានតែសុំថតរូបរបស់គេណាចង់ថតរូបមែនមិនចាំមានក៏មិនសុំគេមកឈរនៅត្រង់ហ្នឹងមិនដែរកាច់រៀងឲ្យថតស្រេចតាមមែនណាកូនស្រីងាកមកថតឈ្មោះរបស់ម្ចាស់ស្នាដៃសោះថតក្រែករួចដើរចេញអត់ខែអ្នកខាងនេះឈរឡើងស្កតដូចចောက်ខែប្រាំងនឹកស្មានមិនដល់ទៅទទួលបានភាពងើយកន្តើយអញ្ចឹងណាភ្លាមនោះសិស្សប្អូនមួយក្រុមចូលមកចាំរំអបអរសាទរគេដែរហើយគេក៏មានផាធីជាមួយមិត្តភ័ក្តិសិស្សប្អូនបន្តទៀតអបអរដែលបានតាំងពីពណ៌ស្នាដៃកំពុងតែថតរូបថតអីសប្បាយភ្លាមនោះសិស្សប្អូនប្រុសសក់រួញឈ្មោះថាហ៊ានថេកបានរមរយយ៉ាងផ្ទះសានិងហួសចិត្តខ្លាំងដល់គេនៅសប្បាយមិនដឹងអីសោះគេថែមទាំងហៅឲ្យចូលមកថតរូបជុំគ្នាទៀតអត់មើលមុខគ្នាទេហ៊ានថេកក៏ថាឲ្យពេលនេះមិនមែនជាពេលដែលបងត្រូវមកសប្បាយទេណាមើលប្រជែករបស់បងត្រូវបានប្រធានក្រុមដកឈ្មោះអ្នកដែលមិនទៅជួយធ្វើចោលអស់ហើយមានន័យថាបងក៏នឹងមិនអាចបញ្ចប់ការសិក្សាបានដែរគេបានដឹងបាបនឹងក៏កពុលមុខបដ ாய் អារម្មណ៍សប្បាយលេងទាញទូរស័ព្ទមកមើលភ្លាមក៏ឃើញថាក្នុងបណ្ដាញសង្គមកំពុងតែវឹកវរនឹងរឿងនេះខ្លាំងមែនទែនដែលប្រធានក្រុម project មួយបានដកឈ្មោះកូនក្រុមចៅទាំងអស់ហើយក៏ដាក់តែឈ្មោះខ្លួនឯងគ្រប់ទូនាទីការងារទាំងអស់ហ្មងនោះគឺឈូសាងអ៊ូតែមានអ្នកណាថតឲ្យឃើញមុខច្បាស់ទេអ្នកនៅក្នុងហេតុការណ៍នឹកស្មានមិនដល់ផងអស់សំណាយផងព្រោះមិនដាច់ប្រទេសដែលពេលនឹងអ្នកគ្រូក៏បានសួរបញ្ជាក់ថាសមាជិកក្រុមផ្សេងពិតជាមកជួយធ្វើការមែនអូសាំងអ៊ូក៏ថាអ្នកខ្លះឲ្យហេតុផលតកើតជំងឺនៅផ្ទះអ្នកខ្លះក៏ថាយាយខូចមានហេតុផលរាប់ចម្ពោះនេះគឺជាការផ្ដោតមេរៀនដល់អ្នកដែលមិនអាពើនឹងទូនាទីខ្លួនឯងបើគិតតែប្រយោគហេតុផលនេះហេតុផលនោះមកសំអាងមកជួយធ្វើអីវាអយុត្តិធម៌សម្រាប់អ្នកដែលខំប្រឹងប្រែងអញ្ចឹងណាចុងក្រោយអ្នកគ្រូក៏យល់ស្របហេតុផលនេះហើយឲ្យអ្នកដែលគ្មានឈ្មោះធ្លាក់ទាំងអស់ចាយកអស់វិចារតែម្ដងសាច់លេងសំបដោយជោគជ័យនៅនឹងមុខតែក៏ត្រូវរលាយបាត់ក្នុងមួយបព្រិចភ្នែកស្អែកឡើងតែឈរចាំតែមុខថ្នាក់ហ្មងបំណងគឺទៅសុំអង្វរនិងសម្រាប់ស្រួលគ្នារួចចាំតែឃ្លាជាមួយគ្រូបន្តអញ្ចឹងណាហើយក៏ទទួលបានតម្រុយថាសាំងអ៊ូចូលចិត្តពាក់អាវកាឡាការ៉ូអំឡុងពេលហ្នឹងគេក៏ឆាតសុំអង្វរនៅក្នុងក្រុម project ហ្នឹងដែរតែក៏អត់តបឆាតសោះសមាជិកផ្សេងៗក៏ឆាតដូចគ្នាហើយមិនយូរប្រហែលក៏មានសិស្សម្នាក់ដើរចេញពីថ្នាក់ថែមទាំងពាក់អាវកាឡាការ៉ូទៀតចាយ៉ងក៏ចាប់ដៃខាត់ភ្លាមហើយក៏ហាមម្នាក់នឹងថាឈូសាំងអ៊ូមកនិយាយគ្នាសិនម្នាក់នឹងក៏ធ្វើមុខឆ្ងល់និងបដិសេធថាមិនមែនទេគេមិនជឿនឹងហើយជាសាំងអ៊ូច្បាស់ណាស់ម្នាក់នឹងក៏បដិសេធទៀតឬក៏ដើរចេញទៅក្រោយមកអ្នកទី2ទី3ទី4អ្នកផ្សេងទៀតដើរចេញពីថ្នាក់គឺថាពាក់អាវកាឡាការ៉ូសឹងទាំងអស់ហ្មងកូនប្រុសក៏ឈងងីងងមិនដឹងមួយណាជាសាំងអ៊ូពិតប្រាកដទេហើយសិស្សប្អូនដែលស្គាល់គ្នាពីរនាក់ចេញមកឃើញក៏ឆ្ងល់ហើយបានជាគេមកនៅទីនេះគេមានជាការហួសចិត្តខ្លាំងព្រោះពីរនាក់នឹងក៏ពាក់អាវកាឡាការ៉ូនឹងគេដែរថៃបានជាពាក់អាវអញ្ចឹងណាត់គ្នាឬក៏យ៉ាងម៉េចថ្ងៃនេះមានពិធីអីមែនម្នាក់ទៀតក៏ដឹងថាគេមករកសាំងអ៊ូណានឹងប្រាប់ថាសាំងអ៊ូប្រឡងរួចមុនគេចេញទៅវិញយូរហើយចៃយ៉ងភ្ញាក់ផ្អើលព្រោះគេមកឈរចាំនៅមុខនឹងឡើង20នាទីប្រឡងរួចមុននឹងទៀតក៏លេងមកកូនស្រីក៏បានចូលអានក្រុមឆាតដែរគ្រាន់តែអានតែអត់តបហើយភ្លាមនោះក៏មានអ្នកខលមកដោយដាក់ឈ្មោះថាបញ្ញាក្អាច់លេខ3ជាសមាជិកក្រុមម្នាក់ក្នុងចំណោមនឹងឯងខំមកមិនក៏អត់ខ្វល់អត់ចង់ពាក់ព័ន្ធដែលសាំងអ៊ូបានមកបណ្ណាល័យដើម្បីជួបសិស្សច្បងរៀនផ្នែក design ម្នាក់ព្រោះមាន project ត្រូវធ្វើរួមគ្នាណាគឺជាការបង្កើត game ក្នុងទូរស័ព្ទក៏ប៉ុន្តែគាត់ក៏សុំទោសភ្លាមដោយសារតែគាត់បានការងារធ្វើបាបតន់ហន់ខ្លាំងមែនទែនគេអាចចាប់ផ្ដើមទៅធ្វើការថ្ងៃស្អែកនេះឯងគ្នាលង្កាំងឬក៏និយាយមកបែបឌីមដាមកទៀតពិតជាតន់ហន់មែនតែអ្នកពូយើងរៀបចំ plan ធ្វើ project ជាមួយគ្នារួចអស់ហើយគាត់ក៏ស្នើថានឹងរកសិស្សច្បងផ្សេងទៀតឲ្យពេញចិត្តណាអត់ថ្ងៃមុនបានទៅមើលការពិព័រណ៍ស្នាដៃដែរតែមិនដែរហើយកូនស្រីក៏បង្ហាញឈ្មោះចៃយ៉ងដែលថតទុកគាត់តែប្រហែលជាពិបាកបន្តិចហើយព្រោះលើថាចៃយ៉ងនឹងទៅរៀនបន្តនៅសហរដ្ឋអាមេរិកសាំងអ៊ូក៏ហីទៅសម្រាប់ថា concert ការធ្វើ project ជាមួយគាត់ត្រឹមហ្នឹងគាត់ចង់ប៉ាបាយមួយពេលជាការសុំទោសសាំងអ៊ូក៏អត់ទទួលត្រឡប់ទៅវិញទៅព្រោះអត់មានអីត្រូវពិភាក្សាជាមួយទៀតទេ
គាត់មិនដឹងនិយាយមិនដែរណាព្រោះស្គាល់ចរិតសាំងអ៊ូតែងតែអញ្ចឹងចំណាយចែយ៉ងវិញព្រិនខិតបានប្រកាសតាមរកសាំងអ៊ូពេញសាលាតែម្ដងគូមុខគ្នាដូចយ៉ាព្រោះអត់ស្គាល់មុខហ៎ស្គាល់តែភិនភាការតែងខ្លួនសិបអូនពីរនាក់ដែលស្គាល់សាំងអ៊ូក៏កប់យោបល់មិនដឹងទៅតាមរកនៅណាឃើញទេនឹងរៀបរាប់ឲ្យគេស្ដាប់ថាសាំងអ៊ូជាសិស្សដែលប្រកែប្រចាំ Department វិស្វកម្មកុំព្យូទ័រមិនចូលរួមក្លឹបណាមួយហើយក៏មិនចូលក្រុមឆាត Department ទៀតពួកគេមិនដែលនិយាយជាមួយសាំងអ៊ូសម្បីតែម្ដងដូចនៅភពផ្សេងគ្នាអញ្ចឹងនឹងឲ្យគេចោះចាញ់ទៅព្រោះមិនងាយរកឃើញទេបាត់ដឹងបាបនឹងគេក៏រត់ទៅចង់យកឈ្នះកំពុងតែលេងបិទពួនជាមួយគេបានត្រៀមខ្លួនណាគេនឹងចូលលេងហ្គេមតាមចាប់ខ្លួននឹងដែរទន្ទឹមនឹងនោះកូនសិនកំពុងតែអង្គុយលេងហ្គេមចាញ់ទៀតរបៀបថាកំពុងតែធ្វើ test system អញ្ចឹងណាហើយក៏កត់ត្រាពីដំណើរការរបស់ហ្គេមនឹងមិនអញ្ចឹងទៅហើយអូនសាក់រួញកំពុងតែជែកគ្នាជាមួយនឹងមិត្តភក្តិក្បែរនឹងថាបងចែយ៉ងកំពុងតែតាមរកឈូសាំងអ៊ូនាងស្គាល់អត់គាត់ថានឹងមិនព្រមដោះលែងសាំងអ៊ូទេនឹងរកឲ្យតតែឃើញណានាងក៏មិនស្គាល់ធ្លាប់ឮតែឈ្មោះពេលនឹងកូនស្រីក៏រុញប្រអប់ដាក់បិចបិទឈ្មោះខ្លួនឯងនៅលើក្បាលសភៅភ្លាមតែឃើញនៅតែរញ៉េរញ៉ៃហើយបន្ទាប់មកក៏ចេញទៅទិញកាហ្វេផឹកពេលនឹងក៏មានកញ្ញាពីរនាក់ឈរអត់លើមនៅពីក្រោយអ្នកនៅខាងក្រៅក៏ចាំមិត្តភក្តិឲ្យចូលមករកអញ្ចឹងណានាងក៏ចូលមករកអៀនឬក៏ថាសិស្សច្បងផឹកកាហ្វេម៉ាក់នឹងទៀតហើយសាំងអ៊ូក៏ធ្វើមុខឆ្ងល់អត់ស្គាល់ថាជានរណាទេនាងក៏ណែនាំខ្លួនថាឈ្មោះជីហេរៀនវិស្វកម្មកុំព្យូទ័រដូចគ្នាហើយចាំនាងអត់បានទេអូនាងធ្លាប់ខ្ចីលុយសិស្សច្បងណាកូនស្រីក៏នឹកឃើញភ្លាមថាធ្លាប់មានអ្នកខ្ចីលុយ800វ៉ុននាងក៏ដាក់លុយមកសងវិញណាតែសាំងអ៊ូថាអត់មានលុយអាប់ទេនាងក៏ឲ្យយកសិនទៅចាំមានពេលណាសាំងឲ្យវិញពេលនោះណាតាមពិតគឺជាលេសដើម្បីបានមកជួបគ្នាទៀតសោះហ្នឹងណាហើយនាងក៏យកខិតបានបង្ហាញឲ្យមើលនឹងជាសិស្សច្បងមែនអត់ឃើញបិទពេញសាលានាងគិតថាជាសិស្សច្បងហ្នឹងហើយគឺថាកូនស្រីនៅតែក្នុងបណ្ណាល័យអត់បានឃើញទេថែមទាំងសរសេរឈ្មោះខ្លួនឯងចំទៀតស្របពេលនោះចៃយ៉ងឬក៏បញ្ញាក្អែកលេខ3បានឆាន់មកគម្រាមថាឲ្យចេញមកជួបគ្នាភ្លាមគេបានស្គាល់ប្រវត្តិដឹងថាពីយូឈ្មោះចៅដើម្បីទៅបម្រើកងទ័ពហើយត្រឡប់មកចូលរៀនវិញថ្ងៃណាថ្ងៃនេះឡើងច្បាស់ឆាប់មកជួបគេពេលដែលគេនិយាយល្អៗជាមួយតួប្លុកក៏គ្មានប្រយោជន៍ដែរតែកូនស្រីក៏ប្លុកលេខរបស់គេភ្លាមអត់ខ្វល់ទុកនាំទៅភ្នែកស្របពេលហ្នឹងគេកំពុងតែដើរនៅតាមផ្លូវជាមួយមិត្តភក្តិឈ្មោះថាយូណានាងហួចចិត្តគេខ្លាំងមែនទែនមកដល់ថ្នាក់នោះមិនឲ្យប្លុកចោលទៅចម្លែកអ្នកណានឹងសប្បាយចិត្តតបសារទៅវិញនោះឬក៏រអ៊ូរទាំឃ្លានបាយព្រោះដើររកផ្ទះជួលថ្មីជាមួយគេយូរហើយគ្មានកន្លែងណាដែលគេត្រូវចិត្តសោះគេថាបើឲ្យទៅដេកកន្លែងចង្អៀតដូចរុនកណ្ដុរអញ្ចឹងណាសុកចិត្តរងាស្លាប់នៅខាងក្រៅល្អជាងកុំភ្លេចកប់សាកសពរបស់សាំងអ៊ូជាមួយគេផងណាយ៉ាងហោចណាស់បានជួបគ្នានៅឋាននរកក៏អស់ចិត្តដែរចងកម្មចងពៀសាហាវសូម្បីតែដល់ឋាននរកក៏មិនលើកលែងនាងក៏ដាំដាសាឆាប់ស្លាប់បាត់ទៅអញ្ចឹងភ្លាមនោះខាងសាលាក៏បានផ្ញើអ៊ីមែលមកប្រាប់ជាផ្លូវការថាឈ្មោះរបស់គេត្រូវបាន cancel មិនអាចបញ្ចប់ការសិក្សាឆ្នាំនេះបានទេយូណាក៏សាច់គល់ភ្លាមថាមែនតែអ្នកខាងនេះនៅអត់ក៏ផ្លាញជាមួយទេធ្វើមុខសាច់អត់សមទីហើយរត់តែគុំគួនជាមួយនឹងសាំងអ៊ូទៀតចាំមើលដឹងតែបានជួបមុខគ្នារហូតដល់ធុញជាមិនខានទេអរគុណដែលមានពេលបានមកលេងហ្គេមជាមួយគ្នាបានយូរទៀតណាល្ងាចឡើងក៏ផឹកស៊ីជាមួយមិត្តភ័ក្តិរំសាយអារម្មណ៍ខឹងភ្លាមនោះមិត្តភ័ក្តិម្នាក់ទៀតក៏បានមកដល់គឺជាសិស្សបងដែលរៀបធ្វើ project ជាមួយនឹងសាំងអ៊ូនឹងឯងក្នុងចំណោមមិត្តភ័ក្តិទាំងអស់មានតែនាងនឹងហើយដែលបានការងារធ្វើមុនគេហើយនិយាយឌឺដងដែលគេមិនអាចបញ្ចប់ការសិក្សាបានតាមកំណត់គេក៏រត់តែឈឺចិត្តទៀតបន្ទាប់មកនាងក៏សូមអង្វរអាចារ្យយ៉ងជួយបញ្ចប់ project របស់នាងដែលនៅគាំងជាមួយនឹងសិស្សប្អូនម្នាក់បានអត់ជាសិស្សខាងបច្ចេកវិទ្យាអញ្ចឹងណាគេក៏សួរលេងថាជាសិស្សនៅ Department វិស្វកម្មកុំព្យូទ័រមែននាងថាមែនហើយម្នាក់នឹងអត់សូវចេះនិយាយស្ដីទេតែពូកែហើយចូលចិត្តស្នាដៃ design របស់គេខ្លាំងមែនតើគេថាសិស្សប្អូនម្នាក់នេះព្រិចបុតដែរតាឈ្មោះអីដែរនាងក៏ប្រាប់ថាឈ្មោះឈូសាំងអូពីអ្នកនៅខាងមុខក៏ស្រែកហានាងលងផ្អើលងាកមកពួកគេទៅមកម៉ែម៉ាក់ចំណែកចៃយ៉ងវិញក៏អង្គុយសើចដូចមនុស្សឈួតព្រោះសប្បាយចិត្តខ្លាំងទីបំផុតក៏នឹងបានជួបដោយមិនបាច់ខំប្រឹងប្រែងតាមរកទៀតណាកាត់មកថ្ងៃណាត់ជួបគ្នាសិស្សច្បងក៏បានឆាប់មកប្រាប់ថាមិត្តភ័ក្តិរបស់គាត់ដែលសាំងអ៊ូចង់ជួបគេបានប្រាប់ថាទំនេរប្រាប់ទីតាំងនឹងពេលវេលាណាត់ឲ្យគេបានដឹងអស់ហើយកូនសិស្សរៀបចំសភៅឯកសារនឹងបិចខ្មោចនៅលើតុរងចាំយ៉ាងរៀបរយអត់ឲ្យផ្អៀងសូម្បីតែ1មីលីម៉ែត្រព្រោះសាំងអ៊ូគឺជាមនុស្សដែលមានវិន័យលើខ្លួនឯងខ្លាំងមែនទែនហើយគេមកយឺទៀតក៏រៀនមិនពេញចិត្តដែរនឹងវាតម្លៃគេភ្លាមថាមនុស្សដែលមិនគោរពពេលវេលាអញ្ចឹងសមត្ថភាពហាក់ជាមិនប្រមាណទេហើយមិនឲ្យយឺតម៉េចបើរវល់ទៅរំរែកបាច់ស្លឹកឈើងាប់ប្រោះព្រមមកវល់ខ្លួនពីប្រជុំហើយលោកជង្គង់អរគុណព្រះជាម្ចាស់រំភើបខ្លាំងព្រោះចិត្តបានជួបមុខសត្រូវហើយទម្រាំតែមកដល់អូកាឡាគូសំចូលមកក្នុងក៏សម្លក់សម្លឹងមុខគ្នារហូតបែបថាតាមរកយូរហើយឬក៏ស៊ូបញ្ជាក់ថានឹងជាជូសាំងអ៊ូមែនអត់មានជាការសម្លឹងបណ្ដាក់ភ្នែកសោកូនស្រីក៏ថាឲ្យសិស្សច្បាស់មកយឺតពេលណាឬគេក៏អានចូលមកចិត្តនឹងថាសង្ហាជាការគិតរបស់គេទៀតនេះអីធ្វើអីហ្នឹងឬក៏អង្គុយធ្វើមិនដឹងនឹងស៊ូមកទៀតស្គាល់ឈ្មោះគេហើយមែនអត់អូនក៏ថាស្គាល់ហើយគេក៏សង្ស័យបើស្គាល់ហើយអត់មានអារម្មណ៍អីទេអូគេថាចាំបាច់មានអារម្មណ៍អីទៅក្រែមកពិភាក្សាគ្នារឿងបង្កើតហ្គេមមិនអញ្ចឹងគេក៏អូខេតាមហ្នឹងឬក៏សុំមើលឯកសារទាក់ទងនឹងហ្គេមមើលពី detail សាច់រឿងអីចឹងណាអានមួយសបកគេក៏និយាយមកបែបអស់សង្ឃឹមឮថាជាសិស្សពូកែស្មានតែអស់ចាសាច់រឿងនៅក្នុងហ្គេមនឹងអន់ណាមិនបានការតទៅសោះកូនស្រីក៏សួរវិញចុះសិស្សច្បងធ្លាប់ធ្វើ project បង្កើតហ្គេមក្នុងទូរស័ព្ទពីមុនមកឬអត់គេថាអត់ធ្លាប់ទេសាំងអ៊ូក៏អស់សង្ឃឹមដូចគ្នាត្រៀមខ្លួនត្រឡប់ទៅវិញនឹងទៅរកអ្នកផ្សេងណាគេក៏ខ្ចោឯកសារឲ្យក៏គូ character ឲ្យមើលជាឧទាហរណ៍ប៉ុណ្ណឹងយកជាការបានអត់កូនស្រីក៏ញញឹមពេញចិត្ត character បែបហ្នឹងស័ក្តិសមនឹងហ្គេមដែលក្រុងនឹងបង្កើតតែក៏នៅនិយាយខ្មិតដាក់មកវិញតាមពិតទៅមិនចូលចិត្តតែសិស្សច្បងជាមនុស្សដែលមិនទៀងត្រង់តែសម
សមត្ថភាពក៏អាចយកជាការបានរួចសុំលេខទូរស័ព្ទទុកតាក់ទងគ្នាគេក៏វាលេខចូលបាន4-5ខ្ទង់ក៏លុតឈ្មោះឡើងពឹបព្រោះមានស្រាប់ហើយថែមទាំងដាក់ឈ្មោះថាបញ្ញាក៏អាចលេខ3អញ្ចឹងតាបានជាស្គាល់ឈ្មោះគេហើយមានអារម្មណ៍អីចាយ៉ងក៏ប្រាប់ថាមានលេខទូរស័ព្ទរបស់គេស្រាប់ហើយតារួចក៏ខលចូលមកខ្លួនឯងទៀតកូនស្រីឡើងឆ្ងល់មិនអាចទៅរួចទៅតែបានជួបគ្នាយកមកមើលក៏ភ្លឺភ្នែកបដ ដោយចំណែកចាយ៉ងវិញក៏លើកទូរស័ព្ទរបស់គេបង្ហាញឲ្យមើលដែរហើយគេក៏បានតាំងឈ្មោះលេខទូរស័ព្ទរបស់សាំងអ៊ូថាប្រធានក្រុមមានជាការនិយាយឌឺមកទៀតទីបំផុតយើងបានជួបគ្នាណាសាំងអ៊ូកិច្ចមកគេសបាយអត់ណ៎កូនស្រីហួចចិត្តបដ ដោយតាមពិតចឹងសោះសិស្សច្បងគ្រាន់តែយកការណាត់ជួបថ្ងៃនេះមកធ្វើជាលែនចឹងហ៎គេថាមានអីមិនល្អបានផ្សះផ្សាសម្ព័ន្ធភាពជាមួយគ្នាហើយបានពិភាក្សារឿងហ្គេមជាមួយគ្នាទៀតតែសាំងអ៊ូមិនយល់ថាល្អអីទេព្រោះមិនបានធ្វើអីខុសរហូតត្រូវមកអង្គុយផ្សះផ្សាគ្នាម្យ៉ាងទៀតក៏មិនសប្បាយចិត្តនឹងមកធ្វើការជាមួយនឹងមនុស្សដែលសើប្រវត្តិនៃប្រទេសផ្ដានចឹងទេហើយក៏ត្រៀមខ្លួនត្រឡប់ទៅវិញចាយ៉ងក៏គោះតុកឲ្យស្ដាប់គេសិនធ្វើអញ្ចឹងអត់ល្អសោះម្យ៉ាងទៀតចូលចិត្តរូបគំនូររបស់គេមិនចឹងហ៎កូនស្រីក៏ព្រមទទួលពិតជាចូលចិត្តមែនតែមកពីមិនដឹងថាសិស្សច្បងជានរណាហ្នឹងណាចាប់ពីពេលនេះតទៅកុំព្យាយាមតាក់ទងមកទៀតព្រោះពួកយើងនឹងមិនធ្វើការរួមគ្នាទៀតទេប្រងនឹងដើរចេញទៀតណាចាយ៉ងក៏ដាក់ជើងពាំងមិនឲ្យទៅហើយក៏ងើបមកប្រឈមមុខនឹងគ្នាណែមើលកម្ពស់គេផងបើបានអោបវិញពេញដៃល្អណាគេថាស្មានតែព្រមដោះលែងទៅដោយងាយៗមែនទម្រាំតែរកឃើញណាតែក៏មានដំណោះស្រាយដែរតាសុំទោសគេឲ្យស្រួលបួលនិយាយផ្អាំចេញពីចិត្តណាគេនឹងសាកពិចារណារឿងនេះថ្មីក៏បានកូនស្រីអត់ខ្វល់មានរឿងពីរយ៉ាងដែលសិស្សច្បងប្រហែលជាកំពុងតែយកច្រឡំហើយទី1សិស្សច្បងរៀនបញ្ចប់ក៏មិនមែនជាកំហុសរបស់គេទេហើយមួយទៀតសិស្សច្បងគ្រាន់តែរៀនបញ្ចប់ហ្នឹងមានអីត្រូវខ្វល់ទៅហើយក៏គ្មានអារម្មណ៍ថាខុសឆ្គងអីដែរចេះយ៉ងក៏សាច់បែបហួសចិត្តខ្លាំងនិយាយបែបនេះចង់រករឿងគេច្បាស់ណាសាំងអ៊ូដនខែតដែលដើរចេញទៀតគេក៏ហាមទៀតណែបងអូនប្រុសឯងមិនចូលចិត្តអីខ្លះណាសួររឿងផ្ទាល់ខ្លួនទៀតកូនស្រីក៏ព្រមឆ្លើយដែរគឺជាសិស្សច្បងនឹងហើយគេក៏សួរទៀតថាមិនចូលចិត្តពណ៌អីសាំងអ៊ូថាពណ៌ក្រហមឆ្លាស់ហើយក៏បាននឹកឃើញថាគាត់សួរអញ្ចឹងធ្វើអីកូនប្រុសក៏បោះសំណួរមកទៀតចាំមិនចូលចិត្តកន្លែងណាបំផុតហើយសាំងអ៊ូក៏ថាជាកន្លែងដែលមានសិស្សច្បងនៅក្នុងរយៈចម្ងាយ10ម៉ែត្របំរុងបន្តវ៉ាបន្តណាតែគេក៏និយាយកាត់មុនជាការប្រកាសសង្គ្រាមតែម្ដងសាំងអ៊ូដាំឡាយគេថានឹងដោះលែងអត់ធ្វើអីទេតែគេបដូរចិត្តវិញហើយត្រៀមខ្លួនចាំទទួលផងណាមានជាការអានទឹកសពហើយញាក់ចិញ្ចាំចេះសម្រាប់ដល់ស្រស់សង្ហាមកឲ្យទៀតញាក់សាច់យាយស្អែកឡើងសាំងអ៊ូក៏ប្រកាសរក designer ថ្មីភ្លាមធ្វើការជាមួយគេមិនការទេព្រោះជាប្រភេទមនុស្សដែលមិនចូលចិត្តដោយមេរោគនៅក្នុងកុំព្យូទ័រអញ្ចឹងណាជាហេក៏ដើរមកបិទខិតតែបានប្រកាសរក designer ដូចគ្នាមានលេះបានចូលមកនិយាយជាមួយគ្នាទៀតតែសាំងអ៊ូក៏ឈប់គិតសិនថានាងជានរណាចាំអត់បានទេមកសបកដែរបាននឹកឃើញថាយកលុយអាប់ឲ្យវិញនាងក៏ធ្វើមុខឡើងអស់សង្ឃឹមអត់ចាំឈ្មោះតែចាំថាត្រូវអាប់លុយឲ្យវិញណានាងក៏សួរថាបងផាជាដាក់លុយជាប់តាមខ្លួនរាល់ថ្ងៃដើម្បីរកឱកាសសងឲ្យវិញមែនអត់សាំងអ៊ូថាមែនហើយក្រែងលោចាត់អត់បានជួបគ្នាអញ្ចឹងណាបន្ទាប់មកនាងក៏ធ្វើក្លាហានសុំលេខទូរស័ព្ទដែលឲ្យហេតុផលថាទុកជជែកគ្នារឿង designer អញ្ចឹងកូនស្រីស្ដាប់ទៅសមហេតុសមផលដែរក៏ព្រមឲ្យទៅនាងក៏សប្បាយចិត្តមកឡើងរីកតែម្ដងខណៈពេលដែលចៅយ៉ងកំពុងទៅចូលបន្ទប់ថ្មីជាមួយនឹងយូណានិងអូនសាក់រួញដែរនាងក៏បានទិញរបស់ម្យ៉ាងមកឲ្យគេតាមបញ្ជាណាយន់តែក៏សុំមើលក៏មានជាការឆ្ងល់ព្រោះរបស់ហ្នឹងមិនមែនជារបស់ដែលគេចូលចិត្តទេណាទិញមកធ្វើអីគេក៏អត់បកស្រាយអីទេព្រោះទិញមកដើម្បីធ្វើផែនការអ្វីម្យ៉ាងនឹងឯងគឺថាញញឹមលាក់គំនួយតែម្ដងអារម្មណ៍ល្អប៉ាហាថ្ងៃត្រង់ឲ្យពីអ្នកនឹងទៀតកាត់ដល់ព្រឹកថ្ងៃថ្មីនាឡិការោភ្លាមសាំងអ៊ូក៏ងើបឡើងផ្លែតតាមពេលតាមវេលាកំណត់ហើយងើបមកគឺត្រូវហាត់ប្រាណជាសរសៃសសងជាមុនសិនរួចបានទៅដុសថ្មីងូតទឹកមានម៉ោងជាក់លាក់អត់ឲ្យលើអត់ឲ្យខ្វះបន្ទាប់មកក៏ឈររើសអាវដែលត្រូវពាក់ចេញទៅថ្ងៃនេះម៉ែអើយពិបាករើសដល់កកលាករោដូចគ្នាទាំងអស់បានអាវដែលត្រូវចិត្តហើយក៏មករើសមួករត់តែពិបាកលើដើមមួកពីរពណ៌ខ្មៅដូចគ្នាតែឈោកគិតលងស៊ីចម្រុះដូចកំពុងតែដោះសម័យកាលតែឯងខ្លួនរាល់តាមម៉ោងកំណត់ហ្មងដល់ពេលដែលធ្វើដំណើរទៅសាលាបើកទ្វារចេញមកក៏ទៅនឹងឡាំងដែលដាក់នៅទៅខាងមុខទ្វារមនុស្សមានរបៀបមានវិន័យមកឃើញចឹងអីអត់បានទេសរសេរกระดาษណូតទឿនភ្លាមបិទនៅមុខទ្វារបន្ទប់ជាប់គ្នាថាទុកឡើងល្អផងជាហេតុធ្វើឲ្យចេញទៅរៀនយឺតម៉ោងបន្តិចណាហើយសកម្មភាពបន្ទាប់ទៀតគឺត្រូវទៅទិញកាហ្វេផឹកសិនទោះបីជាចេញមករៀនយឺតបន្តិចតែចុងក្រោយក៏ម្ដងមុខទូតាមម៉ោងដែលបានកំណត់ណាញញឹមពេញចិត្តវិញទៅតែក៏ត្រូវកាំងព្រោះកាហ្វេដែលតែងតែផឹកចេញសញ្ញាខ្វែងក្រហមតែប្រអស់ពីទូលីងដូចមិនចង់ជឿថាអត់ទាំងព្រឹកណាហើយនេះមូលហេតុកូនប្រុសកំពុងខូចតែស្រស់សង្ហារបស់យើងមកជាឲ្យយូណាទៅប្រមូលទិញកាហ្វេនៅក្នុងទូមកទាំងអស់ហើយនេះក៏ឆ្ងល់ដែរថាឲ្យទិញធ្វើអីទិញឲ្យធ្វើមិនទៀតសំខាន់តាក់ទងទៅក៏អត់បានដែរមួមកខ្លាំងតែម្ដងងាកមកសាំងអ៊ូវិញចុះមកក្នុងថ្នាក់ថាមកអង្គុយកន្លែងប្រចាំនោះគឺតុកទី3ចុះមកអួយតែក៏មានអ្នកមកដល់មុនតុកតាបក្រហមនៅលើនឹងណាខំមកដល់មុន30នាទីហើយណាតែមានអ្នកមកដល់លឿនជាងទៀតរបស់ពីណាគេនេះចៃយ៉ងក៏បានប្រាប់ពីក្រាបថាជារបស់គេងាកមកក្រៅខ្វាច់ពលឺពណ៌ក្រហមតែតបាញ់មុខឆ្វាយក្រហមឆ្អិនឆ្អៅតាំងពីក្បាលដល់ចុងជើងកូកានៅក្នុងដៃក៏កំពុងក្រហមដាក់កូកាទាំងព្រឹកឲ្យសុខភាពមាំមួនតែទោះបីជាក្រហមឆេះយ៉ាងណា
ណាក៏នៅតែស្ងាត់ដដែលហើយដល់ទៅរកអូនសន្សើមធ្វើមកឌឺសាហាវមើលមុខកូនស្រីចង់ជុតរបស់គេឡើងក្រហមដែរណាជាផែនការរករឿងមកបំផ្លាញជីវិតដ៏ស្ងប់សុខរបស់អូនហ្នឹងណានិយាយរួមទៅមានបំណងចង់ខ្លាចជាមេរំខានចង់ប្រេងគ្នាដឹងតែគ្នាស្អប់ពណ៌ហ្នឹងហើយមានជាការសួរធ្វើពើទៀតមិននឹកស្មានថាឯងមករៀនមុខវិជ្ជានេះដែរគឺថាអូនមានមុខស្អុយប៉ែតែម្ដងការវិភាគការប្រើជីវិតប្រចាំថ្ងៃរអាក់រអួលតាំងពីចេញពីផ្ទះមកហើយមកជួបបាបនឹងទៀតរត់តែមួម៉ៅបដ ហើយដល់ម៉ោងរៀនកូនប្រុសគ្មានបានតាំងចិត្តស្ដាប់គ្រូហៅវត្តមានអីទេអង្គុយគូអ្វីម្យ៉ាងនៅក្នុងសភៅធ្វើមិនដឹងហើយលេចធ្លោជាងគេជាងឯងតែម្ដងនេះស្អប់ឃើញហើយមិនអើមួម៉ៅមិនលោកគ្រូគេហៅឈ្មោះគេពីម្ដងបានភ្ញាក់គាត់ឆ្ងល់ដែលសិស្សជំនាញ design មករៀនមុខវិជ្ជាតាក់ទងទៅនឹងវិស្វកម្មដែររៀនតន់អត់គេក៏បោះសម្ដីមកលងលយថាថៃមិនតន់គេចូលចិត្តវិស្វកម្មសឹងអីហើយសិល្បៈនិងវិស្វកម្មពេលរួមគ្នាទៅខ្លាចជាកូនចំហមួយដ៏លេចធ្លោអញ្ចឹងណាលោកគ្រូក៏សាច់ពេញចិត្តពេញថ្លើមចៃយ៉ាងក៏ងាកមកធ្វើមុខឌឺឲ្យសាំងអ៊ូថែមទៀតហើយអង្គុយគូនៅក្នុងសភៅមុនហ្នឹងមិនមែនគូអីទេគឺសរសេរឈ្មោះរបស់សាំងអ៊ូដែលប្រើប៊ិចពណ៌ក្រហមធំដើម្បីរំខានភ្នែកប៉ុនម្លេះមានគ្រប់សពដោយពេលនឹងខួរក្បាលរបស់កូនស្រីកំពុងតែគិតថាខ្លួនឯងនៅក្នុងហ្គេមហើយចៃយ៉ាងគឺជាសត្វឃ្មុំដែលត្រូវតែកម្ចាត់ចេញប្រើវិធីផ្សេងៗដើម្បីកម្ចាត់ហើយចុងក្រោយវិធីដែលបានផលបំផុតគឺការបង្ងើយកន្តើយកុំតខ្វល់ជាការបញ្ជាក់ប្រាប់ខ្លួនឯងហ្នឹងណាកាត់មកថ្ងៃថ្មីមួយទៀតនៅកងទៀនជីហេកំពុងតែអង្គុយសេតព្រោះឆាតទៅរកសាំងអ៊ូមុនហើយតែអត់តបមកវិញសោះមិត្តភក្តិថាប្រាប់ហើយតើសិស្សបងសាំងអ៊ូមកដូចជា system ដែលបង្កើតឡើងបានដោយងាយៗនោះទេអ្នកផ្សេងមិនដឹងទេតែនេះគឺជាសិស្សបងសាំងអ៊ូហើយតាំងពីរៀននៅទីនេះនាងម្នាក់បានឃើញគាត់ដើរទៅណាមកណាជាមួយអ្នកដទៃទេពេលក៏លេចតែឃើញសាំងអ៊ូកំពុងតែអង្គុយញ៉ាំបាយជាមួយនឹងចែយ៉ងពេលអាកាឡាការ៉ូហើយកពកក្រហមឆាត់ឆាយដដែលនឹងកំពុងតែអង្គុយញ៉ោះចាំប្រូកូលីដាក់ចានគ្នានឹងនិយាយរពើរំខានតិចខ្លាំងមែនទែនស្រីឃើញពីចម្ងាយក៏គិតថាពួកគេស្និទ្ធស្នាលនឹងគ្នាខ្លាំងហើយមើលទៅចែករំលែកអាហារគ្នាទៅវិញទៅមកទៀតសាំងអ៊ូព្យាយាមអត់ធ្មត់ធ្វើពងើយដាក់គេដដែលញ៉ាំតែរបស់ខ្លួនឯងអស់ហើយក៏ងើបយកចានទៅទុកវិញគេក៏ស្រែប្រាប់លឺថាញ៉ាំរបស់សអញ្ចឹងប្រយ័ត្នគេផាណាខ្ជិលមែនតែសាំងអ៊ូក៏នៅតែធ្វើពងើយដូចដើមអញ្ចឹងដើរចេញទៅអត់និយាយអ្វីទាំងអស់អ្នកខាងក្រោយសប្បាយចិត្តដល់កហើយក៏នៅតែមករំខានរហូតឲ្យតែមានឱកាសស្លៀកឈុតក្រហមរាល់ថ្ងៃតែក៏មានម៉ោងខ្លះត្រូវរៀនថ្នាក់ផ្សេងគ្នាណាមកវិជ្ជាផ្សេងគ្នាអីអញ្ចឹងយូណាឃើញការស្លៀកពាក់របស់គេហើយមានជាការហត់ high fashion ស្អីគេហ្នឹងដូចឈួតគេថាតែងខ្លួនអញ្ចឹងថៃមិនល្អថនតែមួយលយសឹងអីនឹងជាពណ៌លេចធ្លោអ្នកណាឃើញក៏ចាប់អារម្មណ៍មិនអាចបង្ងើយកតែបានទេតែមិនដឹងតែហេតុអីមិនជាប៉ែកនឹងបង្ហាញទឹកមុខបាប់នឹងសោះជាទឹកមុខធម្មតាឬគ្រាន់តែជាការសម្ដែងទៅណោះមានអារម្មណ៍ថាអសើពេញចិត្តសិននេះយូណាក៏សួរថាចង់សម្ដែងដល់សាំងអ៊ូមែនគេថាមែនហើយសាំងអ៊ូប្រាប់ថាស្អប់ពណ៌ក្រហមហើយក៏ស្អប់គេដែរនាងក៏ងើបចេញទៅអង្គុយឆ្ងាយបន្តិចនឹងប្រាប់ថានាងក៏ស្អប់គេដូចគ្នាតែខ្លួនចឹងអត់ចង់នៅចិត្តទេចំណែកចៃយ៉ងទិញកាលវិភាគម៉ោងរៀនមកមើលហើយក៏ពិតជាសោកស្ដាយបើគេកុំរៀនម៉ោងនេះម្ល៉េះបាននៅជាមួយគ្នាទៀតបាត់ដល់ម៉ោងមុខវិជ្ជាបន្ទាប់សាំងអ៊ូខំរត់មកថ្នាក់ឲ្យលឿនថាមកចាប់តុអង្គុយប្រចាំឲ្យបានមុនក៏ប៉ុន្តែនៅលើតុមានកាបូបក្រហមតែរបស់គេចាប់តុបានមុនបាត់ទៅហើយឈឺចិត្តដែរហ្នឹងណាភ្លាមនោះចៃយ៉ងក៏ស្ទុះមកគៀកកពីក្រោយរួចនិយាយឌឺមើលទៅថ្ងៃនេះប្រហែលជាត្រូវនឿយហត់ទៀតហើយកូនស្រីក៏គវាសដៃគេចេញភ្លាមមិនក៏ដឹងកាលវិភាគម៉ោងរៀនរបស់គេអញ្ចឹងចៃយ៉ងក៏ទាញតារាងកាលវិភាគមកបង្ហាញកាលថ្ងៃមុនទម្លាក់ចោលទៅឲ្យគេមើលមិនអញ្ចឹងហ៎គឺជាថ្ងៃដែលបានជួបគ្នាលើដំបូងនឹងឯងកូនស្រីយើងដើរចេញទៅក៏ចាត់ដល់ធ្វើធ្លាក់ហ្នឹងណាអញ្ចឹងបានអញ្ចឹងសាំងអ៊ូក៏ឆាប់មកវិញភ្លាមនាំតែខាតពេលទេធ្វើយ៉ាងណាក៏មិនចាប់អារម្មណ៍សិស្សច្បងដែរគេក៏អានចុះមកជើនឹងសរសើរពូកែទ្រាំដល់ហើយសុំសរសើរហ្មងណាឬក៏មកប៉ះថ្ពាល់អូនទៀតអីខ្នាញ់ខ្លាំងហើយមើលទៅរួចដល់តែអង្គុយកន្លែងគេមកចាប់បានមុនយ៉ាងមានក្តីសោកទាញកាហ្វេមកអួតទៀតរកទិញផឹកអត់បានទេតែគេមានណាកូនស្រីខំថ្មីសង្កត់ចិត្តអត់ទ្រាំបន្តដើរទៅអង្គុយកន្លែងផ្សេងឡើងចម្ងាយណាស់ណីហើយក៏ដឹងថាត្រូវបានគេសម្លឹងមករហូតរត់តែរំខានខ្លាំងទៀតតែអ្វីដែលគួរឲ្យរំខានមិនតបញ្ចប់ទេមកដល់ពួកគេកំពុងរៀនគឺជាមករៀនភាសាបារាំងហើយអ្នកគ្រូបានចាប់ក្រុមធ្វើអាស័យញមិនជាមួយគ្នាអញ្ចឹងណាមិនដឹងថាជាព្រមលិខិតឬក៏ជាកម្មពីកូនស្រីបានមកនៅក្រុមជាមួយនឹងសិស្សច្បងកំហូចហ្នឹងណាញញឹមមុខឡើងស្រស់ទេវតាអំណោយផលខ្លាំងសាំងអ៊ូមិនពេញចិត្តក៏សួរអ្នកគ្រូសិនថាបើសិនជាមិនពេញចិត្តនឹងសមាជិកក្រុមរហូតមិនអាចធ្វើការរួមគ្នាបានតែអាចបដូរសមាជិកថ្មីបានអត់អ្នកគ្រូថាមិនបានទេដើម្បីទទួលបានជោគជ័យគឺអាស្រ័យលើ team work នេះហើយអ្នកខាងនេះក៏រត់តែសប្បាយចិត្តមុខរីកដូចគ្រាប់ជី team work team work ចូលមកគៀកក៏យ៉ាងស្និទ្ធស្នាលហើយក៏និយាយឌឺមកទៀតថាទុកចិត្តលើបងចោចាំបងម្នាក់នេះជួយសង្ហាមែនតែច្រឡំគួរឲ្យខ្លាញ់ដើរទៅផ្ទះវិញសាំងអ៊ូក៏រៀបរាប់ប្រាប់ខ្លួនឯងគេពាក់ឈុតក្រហមដើរទៅពីមិនខុសច្បាប់ទេទៅដើមកន្លែងអង្គុយដែលចូលចិត្តក៏មិនខុសធ្វើឲ្យកាហ្វេឲ្យពីទូក៏មិនខុសការដែលមានវត្តមានរបស់គេក៏មិនខុសច្បាប់ដូចគ្នាហេតុអីច្បាប់ប្រទេសទៅជាអញ្ចឹងណោះគឺថាពេលនេះវត្តមានរបស់ចៃយ៉ងធ្វើឲ្យទៅតចិត្តខ្លាំងទៅហើយស្រោពេលនោះក៏កលេចឃើញវែម្យ៉ាងក្រហមតាមកញ្ចក់នៅខាងមុខពេលងាកទៅក្រៅក៏មិនឃើញពេលនោះក៏បានគិតអីច្រើនទេអាចមកពីស្វាងភ្នែកព្រោះឃើញពណ៌ក្រហមរាល់ថ្ងៃពេកតែពេលឡើងកម្មចដាទៅបន្ទប់ជាន់លើក៏មានអារម្មណ៍ថាដូចជាមានអ្នកណាដើរតាមពីក្រោយរហូតកាន់តែភ័យកាន់តែបុកពោះបដាហើយជើងក៏បោះចំហៀនញាប់ទៅដែរឆាប់បានទៅដល់បន្ទប់កំពុងតែចាក់សោទ្វាស្មៅនោះក៏ចូលមកចិត្តងើបបុកឡើងក៏ឃើញថាជាចៃយ៉ងហើយក៏ស្រែកផ្អើលគេក៏លុបព្រលឹងតាមដែរនឹងថាចាំបាច់ស្រែកធ្វើអីគេលុបព្រលឹងអស់លេងកូនស្រីក៏ក្តៅដូចបាយពុះសម្លុតគេវិញសិស្សច្បងនឹងឯងឈួតមែនចៃយ៉ងក៏ថាស្ងាត់ទីប្រយ័ត្នរំខានអ្នកដទៃកូនស្រីក៏គំរាមធ្វើបែបនេះនឹងប្រឹងប៉ូលីសគេថាប្តឹងរឿងអីទៅឬក៏ទាញគុណសាមកចាក់បន្ទប់បង្ហាញមើលហ្មងគ្រាន់តែមានសិស្សច្បងឬមនុស្សបន្ទប់ជាប់គ្នាក៏ជាហេតុផលឲ្យតែប្តឹងប៉ូលីសបានដែរសាំងអ៊ូមិនជឿ
ថាគ្រាន់តែមករើនៅធម្មតាគេក៏ហៃទៅព្រោះវាជាការប៉ិតហ្នឹងមិញហ្នឹងគេលួចព្រលឹងខ្លាំងណាស់កូនស្រីទ្រាំមិនបានក៏ជេរទៀតសិស្សច្បងនេះពិតជាឈួតមែនដំបងគិតថាគ្រាន់តែជាមនុស្សមិនល្អតែតាមពិតទៅឈួតមែនតើណាចាយ៉ាងក៏អត់ឈឺអីបន្តិចនឹងថាពាក្យអញ្ចឹងមាននិយាយប្រាប់រហូតធម្មតាសាំងអ៊ូក៏បន្តមកទៀតថ្ងៃមុនដែលសិស្សច្បងប្រាប់ថាត្រៀមខ្លួនចាំទទួលគឺជារឿងបាបហ្នឹងមែនមិនថាសិស្សច្បងធ្វើយ៉ាងម៉េចក៏មិនបានផលដែរព្រោះមិនអាចចាប់អារម្មណ៍ផងគេថានិយាយបាបហ្នឹងគ្រាន់តែមានកម្លាំងចិត្តតាមរោគរឿងថែមទៀតណាកូនស្រីក៏អូខេបើអញ្ចឹងសាក់បងបន្តតាំងជាមួយគ្នាមកក្តារមើលសិស្សច្បងរោគចិត្តចាយ៉ាងក៏មិនជំទាស់នឹងអរគុណខ្លាំងណាស់ដែលជួយលើកទឹកចិត្តសិស្សប្អូនសតិអត់គ្រប់បញ្ជូនគេសាភ្នែកឌឺដងគ្នាទៅវិញទៅមកដូចមានភ្លើងឆក់បែបការភ្លើងព្រាកអំពូលភ្លើងក្បែរនឹងក៏ភ្លឹបគឺថាបរិយាកាសក្តៅកគុកតែម្ដងត្រៀមស្អាតឡើងកូនស្រីក្តារខ្សោះម្នាក់ឯងដូចបាក់កម្លាំងចឹងណាភ្លាមនោះជីហេនឹងមិត្តភក្តិដើរមកពីក្រៅឃើញល្មមនាងក៏ថាស្ទូចមករកភ្លាមមកដល់អាកាសទេតែក៏ចម្លើយចិត្តពេលដែលបានឃើញទឹកមុខហត់នឿយរបស់សាំងអ៊ូដោយអត់សូវស្រួលខ្លួនចឹងណាក៏សួរថាកើតអីអត់កូនស្រីថាមិនអីទេតែក៏ឈាមចំហហូរឈាមមកស្រាក់ជីហេស្លន់ស្លោទិញកណ្ដាលមកជូនអាយភ្លាមព្រោះបារម្ភខ្លាំងស្របពេលដែលចាស់យ៉ងនិងសិស្សប្អូនបានដើរមកឃើញហាត់ការល្មមសង្ស័យថានៅជាមួយអ្នកណាសិស្សប្អូនក៏ប្រាប់ថានឹងជាជីហេតាឮថាកំពុងតែចូលចិត្តសាំងអ៊ូដែរបានដឹងព័ត៌មានសំខាន់មួយទៀតពេលចូលមកក្នុងថ្នាក់វិញក៏ផឹកកាហ្វេកំប៉ុងផងដែរផឹកហើយក៏ធ្វើមុខជូររសជាតិអត់ឆ្ងាញ់សោះបែបនឹងចេះផឹកចូលតកាដែរដល់ពេលនឹងសាំងអ៊ូក៏បានមកចាប់តុកបានមុននឹងកំពុងតែគេងលក់គ្នាអត់សូវស្រួលខ្លួនបងក៏មានអាការបានអង្គុយសម្លឹងមើលមុខអូនច្បាស់នឹងថាឲ្យទៅជួបមុខគ្នាពេលណាដឹងតែពាក់មួកនឹងរហូតដេកអញ្ចឹងអត់ស្អាប់ទេអីដល់ពេលអត់ធ្វើមុខមាំដូចរាល់ដងអញ្ចឹងក៏គួរអត់ចង់អភ័យទោសឲ្យវិញដែរតាអូសម្លឹងមិនដាក់ភ្លេចសិស្សទំដងឬក៏ញញឹមទៀតនឹងគិតអីទៅនេះហើយកូនស្រីក៏ដេកលក់ដល់ម៉ោងចូលរៀនឡងលោកគ្រូដាក់ភ្ញាក់វិញណាពេលងើបឡើងមកភ័យរួមថ្នាក់ងារមើលមុខប្រងព្រាតថែមទាំងនាំគ្នាសាច់ក៏ខែចេះយ៉ាងក៏សាច់នឹងគេដែរណាអត់យល់ថាមានរឿងអីកើតឡើងទេហើយដាំហេតុគឺគំនូកកវិចកវៀននៅលើមុខចានឹងមិនបាច់សង្ស័យទេថាជាស្នាដៃរបស់អ្នកណាសម្បីខ្លួនបានបង្ហាញប៊ិចហ្វិតឲ្យដឹងហ្មងឃ្លាតទៅហត់ចិត្តអើយហត់ចុះមកបន្ទប់ទឹកលាងមុខចេញសំខាន់ពិបាកលាងទៀតណាញញឹមនឹងចង់ដើរទៅទាំងស្បែកទៀតទ្រាំលេងបានទៀតហើយខំមែនតើណហើយដើរចេញពីបន្ទប់តាំងមករករឿងគេភ្លាមគឺថាបងនៅឈរចាំនៅខាងក្រៅស្រាប់ហើយមិនបាច់តាណាឆ្ងាយទេថែមទាំងឈរញញឹមមានក្តីសុខទៀតណាសាំងអ៊ុំក៏តម្លើងសម្លេងដាក់គាត់ភ្លាមតែឈួតហើយមែនហេតុអីក៏ធ្វើអញ្ចឹងគេក៏អានមកពិនិត្យមើលមកនឹងថាមានអីលេងជ្រះដែរតាស្មានតែអត់ជ្រះកូនស្រីក៏និយាយមកទៀតតែចុះធ្វើអីអត់ប្រយោជន៍ទៀតទៅយ៉ាងណាក៏នឹងមិនចាប់បដាទៅតាមការញោះរបស់សិស្សច្បងដែរតែគេក៏នៅតែញោះមកទៀតមើលខឹងនឹងជួយចិញ្ចាំអស់ហើយខ្លាញ់កូនស្រីមិនយល់តទៅសោះហេតុអីចាំបាច់ធ្វើដល់ថ្នាក់នេះធ្វើបាបនេះឲ្យស្មានតែត្រឡប់ទៅរៀនចប់វិញមែនគេក៏ឲ្យទុកចិត្តចោព្រោះតែមានសាំងអ៊ូទៅធ្វើឲ្យជីវិតពីមួយថ្ងៃទៅមួយថ្ងៃរបស់គេមានតែរឿងសប្បាយសាំងអ៊ូក៏សួរដូចឆាតទៀតបើធ្វើអញ្ចឹងឲ្យបានអីទៅវិញគេក៏ឆ្លាតធ្វើពើថាវាជារឿងដែលតាក់ទងទៅនឹងអារម្មណ៍របស់គេហ្នឹងណាកូនស្រីក៏សួរបញ្ជាក់ច្បាស់ហ្មងទៅត្រូវការអីឲ្យប្រកាសក៏ប្រាប់ច្បាស់មកមិនបាច់តាមរំខាននងវែងឆ្ងាយទៀតទេចេះចង់ក៏ធ្វើជាគិតរកមើលសិនណាអ្វីដែលគេត្រូវការអញ្ចឹងបានអញ្ចឹងដោះចេញមកមួកហ្នឹងណាដោះចេញមកនិយាយឲ្យក៏មកជួយគេសាភ្លេចបាប់ផ្កើនមកទៀតណាគឺថាប៉ុនហ្មងអាខាងរករឿងហ្នឹងតែក៏ស្ងាញ់ចរិតសំនឹងមុខសម្រស់សំនឹងកម្ពស់គ្រៀងរើបានមកចប់សរុបមក I love you អើយភាគទី1ទី2ក៏ស្លេះនៅត្រឹមនេះតសាច់រឿងរបស់យើងទីក្នុងភាគទី3ទី4គឺតបចុងភាគមុនដែលចង់យកដល់មួកចេញនឹងឯងសាំងអ៊ូក៏ដាក់ញ៉ាំមកវិញភ្លាមជាម៉ាហ្វៀមែនធ្វើខ្លួនដូចជាអ្នកលេងពពួកក្បត់ដតីតាមទៅចិនអញ្ចឹងណាគេថាគ្រាន់តែធ្វើតាមតម្រូវការតាមុននឹងសួរថាត្រូវការអីមិនអញ្ចឹងកូនស្រីតែគុំសង្ឃឹមឲ្យសោះថាការរំខានរបស់សិស្សច្បងនឹងបានផលហើយក៏មិនព្រមឲ្យសិស្សច្បងតាមរំខានទៀតដែរគឺមានន័យថានឹងលេងទ្រាំទៀតហើយអូគេហ៊ានបាំងឆាតសង្គ្រាមពពួកអារម្មណ៍កូនស្រីក៏មិនខ្លាចនឹងតតាំងដែរហើយបងនេះបង្ហាញទឹកមុខចេញមកដូចជាពេញចិត្តដល់ហើយដែលឃើញអូនកាចដាក់អញ្ចឹងអារម្មណ៍វារំភើបកាត់មកពេលដែលគេនៅក្នុងក្លឹបជាមួយនឹងយូណានិងអូនសាក់រួញនឹងបាននិយាយប្រាប់ពួកគេថាធ្វើបាបសាំងអ៊ូមិនខ្លះហើយក៏ត្រូវមាត់មកវិញអីខ្លះចឹងណាយូណាតែសាំងអ៊ូប្រហែលជាមិនធម្មតាទេមើលទៅដែលធ្វើឲ្យចាងចៃយ៉ងបាក់មុខដល់ថ្នាក់នេះអូនសាក់រួញក៏យល់ស្របនៅសុកចង់ទៅដោះមួកគេអញ្ចឹងជាទង្វើដែលខុសច្បាប់ណាចៃយ៉ងតែគ្រាន់តែចង់ឃើញទឹកមុខមិនពេញចិត្តរបស់សាំងអ៊ូប៉ុណ្ណោះយូណានឹងវ៉ាវហ្មងគេនិយាយអញ្ចឹងដូចមនុស្សរោគចិត្តណាចៃយ៉ងអត់ប្រកាន់នឹងអរគុណថែមទៀតដែលសរសើរពេលនោះអូនសាក់រួញក៏ឆែកឃើញរូបភាពតាប៉ែម្នាក់ដែលជាជនឆាបបោកតែងស្នាដៃរបស់និស្សិតក្នុងតម្លៃទាបអញ្ចឹងណាលក្ខណៈថាគេចំណេញលើនិស្សិតអីអញ្ចឹងហើយលើខ្លះជាទីប្រឹក្សានិស្សិតទៀតយូណាខឹងមែនតើអត់យល់សោះតែខាងសាលាកំពុងតែគិតអីមិននៅតែលើកមុខប៉នឹងទៀតណាអូនសាក់រួញក៏ដល់រតការពិតជាឈឺចាប់ធ្លាប់ត្រូវប៉នឹងបោកដែរកាលនោះគេស្រកទម្ងន់ឡើង5គីឡូចំណែកសាំងអ៊ូទៅមកពីខាងក្រៅវិញទិញបានកាហ្វេ2កេសមកស្តុកទុកតែប៉ុណ្ណេះអស់អារម្មណ៍ទីរ៉ៃតតែអញ្ចឹងណាចៃយ៉ងក៏អិនមុខបំភ្លើមរត់ត្រកមកពីក្រោយបោះកាបូបដាក់នៅលើកេសកាហ្វេហើយក៏លើកជើងដាក់លើកង់សុំខ្ចីកន្លាញចង់ខ្សែស្បែកជើងសិនរបត់ខ្សែល្មមហើយពេលព្រឹកជួយយកកាបូបក្រហមនឹងទៅចាប់តុកឲ្យគេផងដែរមើលព្រោះអត់សូវចូលចិត្តងើបទៅពីព្រឹកទេអូយគឺថាចង់ធ្វើអីធ្វើ
អត់ខ្វល់សោះកំពូលឌឺហ្មងហើយមកក្រាស់ទៀតកូនស្រីក៏អត់ក្រែងចិត្តដែរបោះក៏តាមទៅលើដីព្រុសចៃយ៉ងក៏ស្លន់រត់ទៅរើសវិញនឹងមិនពេញចិត្តជាខ្លាំងថាគេជាមនុស្សមិនល្អតែគេគិតថាសាំងអ៊ូជាមនុស្សមិនល្អជាងទៀតសាំងអ៊ូក៏ធ្វើពើវិញដែរបានចឹងសើចបងមើលថែរបស់ខ្លួនឯងឲ្យល្អៗផងឬក៏ម្ដាកងបន្តទៀតចៃយ៉ងក៏ស្រែកហាពីក្រៅឲ្យឈប់សិនឬក៏និយាយញឹមយប់នេះសុបិនឃើញគេផងណាខ្ជូនម៉ែឈៀនចូលដល់ថ្ងៃថ្មីសាំងអ៊ូកូនស្រីធាក់កង់មកសាលាតាំងពីមិនមិនតាន់ភ្លឺស្រួលបួផងប៉ះគេទៅដើមកន្លែងអង្គុយរហូតតតែប្រើវិធីអញ្ចឹងហើយពូសន្តិសុខឆ្ងល់នឹងមើលម៉ោងមកដល់លឿនហួសចូលមកក្នុងថ្នាក់មើលម៉ោងក៏ឃើញថាមកដល់តាមការព្រៀងទុកល្មមតែម្ដងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយទីបំផុតបានអង្គុយតុកសំណប់ចិត្តវិញហើយគឺតុកទី3ចុះបង្អួចថានឹកអើយនឹកដល់ថ្នាក់ស្ទាបងអាតុកនឹងទៀតហើយរៀបចំបិចសភៅយ៉ាងរៀបរយរៀបលងភ្លឹងនៅលើនឹងតាមទម្លាប់ទៅរហូតចៃយ៉ងបានមកដល់ចុះមកអង្គុយក្បែរគ្នាភ្លាមនឹងថាគេអាចអង្គុយតុកជាប់គ្នាអញ្ចឹងបានអត់ប្រហែលជាមិនអីទេមែនសាំងអ៊ូគ្រាន់តែញញឹមព្រោះបានត្រៀមខ្លួនរួចហើយឲ្យមកតែយករនាំងឈើមកបាំងអូយគាំងកូនស្រីក៏ប៉ុណ្ណាដែរណាគេស្ប្រាយខ្លាំងដល់ថ្នាក់នឹងណាយ៉ាងណាគេក៏នៅតែជាមេរំខានធ្វើជាគោះទ្វារពិសោធន៍ថាដល់ថ្នាក់នឹងផងប្រហែលជាគិតរកវិធីធ្វើបែបនេះពេញមួយយប់អត់បាត់ដេកបាត់ពួនទេមើលទៅកូនស្រីតែក៏មករវល់ជាមួយអ្នកដតីក៏តែបិខំរៀនខ្លួនឯងទៅតែបងក៏នៅមុខក្រាស់អឺតមករកអូនដដែលខំគិតរកវិធីនឹងពេញមួយយប់ហើយមិនឲ្យគេចាប់អារម្មណ៍ម៉ែគួរឲ្យស្ដាយតែអូនក៏នៅពងើធ្វើលំហាត់មិនដឹងបងនេះគឺចាប់ផ្ដើមប្រតិបត្តិការហើយបោះសម្រាប់មកខាងគ្នាណាអុយលបោតដៃធ្វើមិនទៅនេះខ្ទាទៅខាងនោះហើយចូលរើអត់បន្តិចមើលគោះទ្វារផងអីផងណាអ្នកខាងនេះក៏ខំអត់អើយខំរហូតដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់ចៃយ៉ងក៏ងាកឆ្វេងងាកស្ដាំរកមើលអូនទៀតដល់ម៉ោងតាមរំខានទៀតហើយតែភ្លាមនោះសាំងអ៊ូក៏បានដើរកាត់គេទៅវឹងចូលទៅអង្គុយជាមួយនឹងសិស្សសាលាមកក្រុមដែលស្គាល់គ្នាទេអ្នកនៅត្រង់នឹងងាកមើលមុខគ្នាម៉ែមកទឹកស្មានមិនដល់ថានឹងមកអង្គុយកន្លែងហ្នឹងណាអ្នកណាមិនល្បីទៅសាំងអ៊ូជាមនុស្សម៉េចចៃយ៉ងហួចចិត្តដែរដែលហ៊ានលះបង់លក្ខណៈហ្នឹងណាសាំងអ៊ូក៏ញញឹមឌឺឲ្យវិញទៀតតែបណ្ដឹងលេងរករឿងបានហើយឬគេក៏យករឿងនេះទៅប្រាប់យូណាបានដឹងដែរថាសាំងអ៊ូជាមនុស្សដែលមិនចូលចិត្តពាក់ព័ន្ធជាមួយអ្នកដទៃទេមិនចូលចិត្តនៅជាមួយមនុស្សជុំច្រើនណាតែថ្ងៃនេះបើជិះទៅអង្គុយញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងអ្នកផ្សេងដែលមិនស្គាល់គ្នាសោះមនុស្សដែលមិនចូលចិត្តអ្វីរញ៉េរញ៉ៃតែព្រមទៅអង្គុយនៅត្រង់នោះព្រោះតែគេណាយូណាក៏ធុញដែរណាថាដឹងហើយអញ្ចឹងមានន័យថាសាំងអ៊ូប្រហែលជាស្អប់គេដល់ឆ្អឹងហើយមើលទៅចូលរួមអបអរផងគេថារឿងនោះវាមិនសំខាន់ទេអ្វីដែលសំខាន់សាំងអ៊ូមិនដែលធ្វើឲ្យខុសពីវិន័យរបស់ខ្លួនឯងទេតែពេលនេះបើជាព្រមធ្វើឲ្យដែលមិនធ្លាប់ធ្វើក៏ដោយសារតែគេនេះក៏ថាបើអញ្ចឹងមែនវាមិនសួរដោយឆោតគេត្រូវការអីឲ្យប្រកាសបើសិនជាគ្មានម្នាក់នោះផ្លាស់ប្ដូរដោយសារតែគេមែនតើវាមានផលអីសម្រាប់គេដែរពេលមនុស្សដែលអាក្រក់ស្រាប់ហើយពេលនេះក៏ខ្លាចជាមនុស្សដែលអាក្រក់លើដើមទៀតនេះគឺជាអ្វីដែលនាងយល់ណាចៃយ៉ងក៏ពេញចិត្តទៀតនឹងថាថ្ងៃនេះនិយាយមកដូចជាមានហេតុមានផលណាយូណាតែគ្រាន់តែចង់ប្រាប់ឲ្យដឹងប៉ុណ្ណោះអ្នកណាមកឃើញក៏យល់ថាគេកំពុងតែតាមធ្វើបាបមនុស្សដែលចូលចិត្តណាអិនណាសូម្បីតែមិត្តភក្តិក៏យល់ដែរនេះតែសម័យខ្លួនវិញអត់ដឹងអីទេគិតថាធ្វើបាបធម្មតារួចនាងក៏ចេញទៅជុំនិយាយជាមួយហើយពេលដែលសាំងអ៊ូដើរកាត់កន្លែងបាច់ខិតតបានក៏ឃើញថានៅលើខិតតបានរបស់ខ្លួនបានសរសេរខ្វិកដូចហ្វឺតពណ៌ក្រហមសរសេរថាចាងចៃយ៉ងបានជ្រើសរើសម្នាក់នេះហើយយីប្រកាសជាម្ចាស់កម្មសិទ្ធិចឹងហ្មងនៅណាហ៊ានគ្នាថាហួសចិត្តខ្លាំងមែនទែនតាមរំខានគ្រប់កន្លែងហ្មងដូច្នេះហើយកូនស្រីឲ្យនៅស្ងៀមទៀតទេដល់ថ្នាក់ទៅរកសភើពីរបៀបសងសឹកមកអានទៀតណធ្វើមិនក៏មិនឈ្នះហ៎បើមិនពង្រឹងពីសមត្ថភាពខ្លួនឯងនឹងតែអត់ឈ្នះគេទេភ្លាមនោះជីយេក៏បានមករកនឹងនិយាយលេងថាឧស្សាហ៍ដល់ហើយទៅតែចូលរៀនណាអានសភើឡើងច្រើនឥឡូវលេងឈាមច្មោះទៀតហើយមែនអត់ថ្ងៃនោះនឹងលំភ័យណាកូនស្រីឆ្លៀតអាការនេះក៏អរគុណនាងតែម្ដងទៅដែលបានជួយនាងថាបើសិនជាចង់អរគុណមែនក៏ខ្ញុំនិយាយភ្លើការជាមួយនាងទៅនិយាយធម្មតាណាសាំងអ៊ូក៏ឆ្ងល់បើចង់អរគុណហេតុអីក៏ត្រូវឈប់និយាយភ្លើការនាងក៏អោយហេតុផលថាបងអាយុច្រើនជាងនាងឡង2ឆ្នាំយ៉ាងទៀតវាក៏សមហេតុសមផលដែរមិនចឹងហ៎សាំងអ៊ូស្ដាប់ទៅក៏សមហេតុសមផលមែនក៏ងក់ក្បាលយកព្រមណានិយាយធម្មតាជាមួយនាងហើយជីហេឡើងញញឹមសប្បាយចិត្តស្ដាប់ទៅដូចជាស្និទ្ធស្នាលនឹងគ្នាជាងមុនមែនស្របពេលដែលចៃយ៉ងកំពុងតែដើរគិតដល់ពាក្យសម្ដីរបស់យូណាមុនហ្នឹងថាគេត្រូវការអីឲ្យប្រកាសបើធ្វើបាបនឹងវាមានផលអីសម្រាប់គេអត់ដឹងខ្លួនឯងតែធ្វើអញ្ចឹងដើម្បីអីត្រូវការអីឲ្យប្រកាសណាហើយក៏បានឃើញសាំងអ៊ូកំពុងតែជជែកគ្នាជាមួយនឹងជីហេដែរគិតថាពួកគេកំពុងតែអង្គុយញ៉ាយគ្នាណាក៏សើចមានផែនការតាមរំខានទៀតហើយតែក្រោយមកសាំងអ៊ូក៏សុំត្រឡប់ទៅវិញព្រោះមានម៉ោងរៀនពិសេសមួយទៀតជីហេក៏សោកស្ដាយបើគុំតែជាប់ធ្វើការ part time នឹងសុំទៅដែរហើយតែមុននឹងទៅនេះក៏សុំសួរមួយទៀតសិនកាលពីតូចបងមានរហស្សនាមថាសាំងឈូមែនអត់សាំងឈូដែលប្រែថាសាឡាត់ណាកូនស្រីក៏ឆ្ងល់ឲ្យបានជានាងដឹងជីហេក៏សប្បាយចិត្តថាមែនបើអញ្ចឹងចាប់ពីពេលនេះតទៅនាងសុំហៅបងថាសាំងឈូឯណាហើយសាំងអ៊ូក៏យកព្រមហើយបាប់នឹងក៏អត់ប្រកាន់អីដែរនិយាយពីថាកាន់តែសប្បាយចិត្តទៀតណាឈ្មោះសាំងឈូឡើង cute អង្គុយអ៊ំអៀននឹងទៅហើយចៃយ៉ងក៏បានដើរចូលមកនឹងថាសាឡាត់អញ្ចឹងហ៎អត់ឆ្ងាញ់អីផងមានជាការចាប់ក្បាលគ្នាទៀតអង្គុយចុះក្បែរនឹងក៏ងាកទៅសួរនាងថាឈ្មោះជីហេរៀនវិស្វកម្មកុំព្យូទ័រដែរមែនអត់គេគឺចាងចៃយ៉ងរៀនជំនាញ design ណាជីហេក៏ថាស្គាល់ហើយនឹងជា fan របស់សិស្សច្បងដែរតែនិយាយចឹងអ្នកទៅពីស្គាល់គ្នាដល់របៀបណាដែរចៃយ៉ងក៏ងាកទៅគៀកកទៀតហើយនឹងថាដឹងពីរឿងរបស់សាំងអ៊ូគ្រប់រឿងតែម្ដងនាងក៏សួរទៀតអ្នកទៅពីសិស្សស្នានឹងគ្នាខ្លាំងមែនកូនក៏ឆ្លើយព្រមគ្នាចៃយ៉ងតែសិស្សស្នានឹងគ្នាណាចំណែកសាំងអ៊ូវិញថាអត់ទេជីហេអង្គុយសម្លឹងពួកគេទៅមកមិនដឹងជឿម្នាក់ណា
ទេបើឆ្លើយខុសគ្នាហ្នឹងចេះយ៉ាងក៏និយាយផោមកទៀតដែរថាកុំចឹងមើលពួកយើងនៅជាមួយគ្នារាល់ថ្ងៃណាហើយក៏ញញឹមជីហើយក៏រត់តែឆ្ងល់ទៀតតែសឹងអ៊ូអត់នៅយូរទេសុំចេញទៅវិញភ្លាមព្រោះមានរៀនបន្តក្រោយមកចេះយ៉ាងក៏ងាកមកសួរជីហេមុននេះឮថាសឹងអ៊ូមានរៀនម៉ោងពិសេសជាម៉ោងរៀនអីដែរនាងក៏ចង្អុលបង្ហាញ poster នៅខាងក្រោយគឺរឿងជាមួយតប៉ែដែលថាឆោបបោកនឹងឯងគេក៏បារម្ភពីអូនភ្លាមណាដើរទៅតាមដើម្បីប្រាប់ឲ្យបានដឹងពីរឿងនេះតែក៏និយាយអូកាឡាសិនមុនរយៈនេះឃើញនៅជាមួយគ្នាពីរនាក់រហូតជាសង្សារនឹងគ្នាមែនកូនស្រីថានាងគឺជាមនុស្សល្អកុំទៅធ្វើបាបនាងអីគេថាគ្មានបំណងធ្វើអីអញ្ចឹងឯណាតែនិយាយអញ្ចឹងណាទៅរៀនមកពិសេសនឹងមានដឹងអត់ថាប៉ែនឹងជំនួសអាក្រក់ខ្លាំងណាប៉ែនឹងចូលចិត្តលួចស្នាដៃរបស់សិស្សទៅធ្វើជារបស់ខ្លួនឯង free ណាតែកូនស្រីអត់ជឿមិនត្រូវការមតិយោបល់ពីសិស្សច្បងទេចេះយ៉ាងក៏នៅតែទឿនមកទៀតមានសិស្សចាញ់បងប៉ែនឹងច្រើនណាអត់ដឹងទេអូកូនស្រីក៏តាមមកទៀតថាមកពីមនុស្សក្បែរខ្លួនរបស់សិស្សច្បងល្ងងទៅត្រូវគេបោកប្រាស់បានហ្នឹងណាគេលងហួសចិត្តនិយាយប្រាប់ល្អហើយគេយល់ថាមិនដែលមានអ្នកណាមកដាស់តឿនពីសម្ដីរបស់សាំងអ៊ូទេសូម្បីតែនិយាយបណ្ដឹងមិនស្ដាប់ផងកូនស្រីអត់និយាយអីតទៅវិញទេឬក៏តាបយកកណ្ដាស់ខិតបានគប់ឲ្យមើលហ្មងចេះយ៉ាងរយយកមកមើលក៏អុញអត់មានអីបកស្រាយទេហើយធ្វើខ្លួនចឹងឲ្យគេស្ដាប់មកគាត់មិនក្រោយមកក៏ដោះសារសរសេរធំពណ៌ក្រហមចឹងមកឃើញច្បាស់សឹងអីកូនស្រីក៏និយាយមកវិញបាប់ហត់ចិត្តនឹងគេដែរសិស្សច្បងអាចចាត់ទុកថាវាជារឿងលេងសើចតែសម្រាប់គេវិញវាគឺជា project ដែលសំខាន់ខ្លាំងណាស់ហើយក៏ចាត់ទុកសិស្សច្បងជាអន្តពាលបាត់ថ្នាក់តែប៉ុណ្ណោះអត់មានអីលើសពីនឹងទៀតទេដូច្នេះហើយក៏ជប់មករវល់ជាមួយគ្នាទៀតទៅដើមបុកស្មាចេញទៅវឹងចេះយ៉ាងក៏ឈឺចិត្តដែរហ្នឹងណាខំមកប្រាប់ក្នុងបំណងល្អតែអូនក៏អត់ស្ដាប់កាប់ទៅកន្លែងផឹកស៊ីឈោគប់ព្រួយទាំងអន់ចិត្តណាអារម្មណ៍មិនល្អឈោគប់ព្រួយរហូតយូណាឃើញក៏សួរថាកាត់អីគប់ឡើងចង់ធ្លុះឯណាហើយថ្ងៃនេះអត់ទៅធ្វើបាបសាំងអ៊ូទេអូឮឈ្មោះសាំងអ៊ូភ្លាមក៏មួម៉ៅផ្លេតងាកមកថាឲ្យហាត់អីនៅសុកនិយាយដល់ឈ្មោះប៉ែហ្នឹងអញ្ចឹងនាងក៏រត់ទៅចង់សាយទៀតរាល់ថ្ងៃនឹងនិយាយពីសាំងអ៊ូរហូតសោះហ្នឹងណាអូនសក់រួញឃើញសិស្សបងអារម្មណ៍មិនល្អក៏ថានឹងជួនណានាំស្អីស្អាតឲ្យមិនដែរគេស្គាល់ម្នាក់បានរៀនមុខវិជ្ជាវិស្វកម្មជាមួយបងដែរយូណាក៏ទៅដឹងពីរឿងនេះគេចូលឈ្មោះរៀនមុខវិជ្ជាវិស្វកម្មដែរហ៎រៀនចូលដែរភ្លាមនោះក៏មានសិស្សមួយក្រុមចូលមកក្នុងហាងមកជាមួយតប៉ែដែលជាជនឆាបោកហ្នឹងយូណាឃើញក៏អារម្មណ៍ផឹកអលីងអីក៏ចៃដល់ម្លេះអត់តែតប៉ែនឹងស្វងដឹងតែធ្វើខ្លួនដូចមនុស្សឈួតអញ្ចឹងចាយ៉ាងងាកទៅមើលក៏ឃើញថាសាំងអ៊ូបានមកចូលរួមដែរតែក៏ធ្វើជាពងើយណានឹងថាមិនបាច់ទៅខ្វល់ទេមិនមែនជារឿងរបស់ពួកគេផងហើយក៏ផឹកបន្តស្ងាត់ទៅធ្វើជាមិនខ្វល់ផឹកបានមួយស្ទុះតប៉ែនឹងក៏ចាប់ដើមនិយាយរពរពយអត់ប្រយោជន៍លេងសាយជាមួយសិស្សក្បែរហ្នឹងណាម្នាក់ក៏ចាប់ដើមធុញទ្រាន់ហើយតែអត់មានអ្នកណាហ៊ាននិយាយអីទេសាំងអ៊ូក៏ធុញដូចគ្នានិយាយបបាយអត់ប្រយោជន៍នៅបន្តទៀតកំឡុងចំណើធ្វើអីក៏សូមអនុញ្ញាតត្រឡប់ទៅវិញមុនតប៉ែនឹងក៏ថាពួកយើងនិយាយការងារជាមួយគ្នាមិនទាន់ចប់ទេណាកូនស្រីថាបើរឿងការងារអីណាចាំនិយាយគ្នាពេលក្រោយទៅហើយក៏ផ្ញើឯកសារទៅដល់នឹងកម្មសិទ្ធិបញ្ញាអីមកឲ្យទៀតផងគេសូមត្រឡប់ទៅវិញសិនណាហើយប៉ែនឹងក៏និយាយមកដូចព្រៀងបដៅថានៅក្មេងអត់ទាន់ដឹងទេថាពិភពលោកគេដើរទៅដល់ណាហើយអញ្ចឹងមកជាធ្វើខ្លួនបែបហ្នឹងណាហើយបើចង់ទៅត្រូវតែផឹកឲ្យអស់សិនតែកូនស្រីមិនព្រមនៅតែអាងថានឹងទៅវិញដដែលតប៉ែនឹងខំខ្លងក៏ទះតុកផាំងគ្រប់គ្នាក៏ខ្លាចញញញ័រអន់មុខជ្រុកអត់ហ៊ាននិយាយអីទេស្ទុះមកចង់រករឿងគ្នាទៀតចេះយ៉ាងនឹងមិត្តភក្តិក៏បានឃើញហាត់ការពេលនឹងដែរយូណាហួចចិត្តខ្លាំងថាហើយថាចេញចរិតពិតមកមែនលង្គួរឲ្យស្អប់ពួកយើងដូរហាងថ្មីអត់ចេះយ៉ាងថាផឹកអស់ប៉ុណ្ណឹងសិនទៅចាំនាំគ្នាដូរហាងថ្មីចំណាយសាំងអ៊ូវិញក៏ប្រកាយតប៉ែនឹងវិញថាតំពិតទៅបើផឹកក៏ផឹកបានដែរតែគេមិនចង់ផឹកតប៉ែនឹងក៏និយាយមើងងាយទៀតហើយថាគ្មានមិនដឹងអីតែអញ្ចឹងណាឥឡូវចេញចរិតពិតមកហើយឬក៏ចាប់ទាញការស្រាមម្ចេះកដាមុខកូនស្រីឆ្វាចអីលង្គួរស្អប់មែនណាធ្វើចរិតកូនស្រីក៏នៅតែចិត្តចែទាញទូរស័ព្ទមកបង្ហាញគំរាមថានឹងប្តឹងប៉ូលីសធ្វើចរិតពេលដាក់គេតែម្ដងមិនអីទេតែបើមានលើកទី2នឹងប្តឹងប៉ូលីសណាតប៉ែនឹងក៏រត់តែច្រឡោតទៀតទីសភើមីនុយមកប្រងសំពងគ្នាពេលនឹងកូនស្រីក៏ត្រៀមចិត្តថានឹងត្រូវជាមិនខានទេក៏ប៉ុន្តែសិស្សបងកពុះខុសរបស់យើងក៏បានគប់ព្រួយចាំកដាមីនុយនឹងប៉តានឹងភ័យលងទុនជើងហើយមានជាការឆោចេះរឿងនឹងសង្ហារួចក៏ដាមកដកព្រួយវិញធ្វើចរិតពេលដោយសារតែស្វឹងតែម្ដងបានហើយហ៊ានទៅលើនឹងទៀតប្រយ័ត្នព្រួយនឹងចោះកដាក្បាលណាអូយកាច់ម៉ែអូនឡើងសប្រៃដែលមិននឹកស្មានថាបងក៏មានវត្តមានទីនេះដែរតានឹងបាក់មុខផងអីផងក៏រករឿងពួកគេតែពួកអញទាំងពីរនាក់គឺជាប៉ាពួកនឹងគ្នាមែនអត់កូនទាំងពីរក៏ឆ្លើយព្រមគ្នាទៀតហើយគឺឆ្លើយខុសគ្នាទៀតគេថាមែនតែកូនស្រីក៏ថាអត់ទៀតហើយហើយអ្នកស្ដាប់ក៏ងងើដូចគ្នាអត់ដឹងជឿខាងណាទេចៃយ៉ាងក៏បញ្ជាក់ម្ដងទៀតថាពួកយើងគឺជាប៉ាពួកនឹងគ្នាមែនតានឹងក៏ងាកមករករឿងចៃយ៉ាងវិញដើរចូលទៅច្រានគេរករឿងគេអត់មើលមានខ្លួនឯងសោះណាគេគ្រាន់តែគៀសដៃបន្តិចក៏ខ្ទៀតបាត់ដៃបាត់ជើងហើយនៅអត់តរៀងចោលទេងើបមករករឿងទៀតចៃយ៉ាងក៏ច្រានតែបន្តិចខ្ទៀតបាត់ជើងបាត់ដៃទៀតហើយឃើញហើយឡើងអស់សំណើចមិននៅទីនេះនាំខាត់ពេទៀតទេបងក៏ងាកមកចាប់ដៃអូនរត់ទៅជាមួយគ្នាអូមានជាការរត់មើលមុខគ្នាញញឹមឲ្យគ្នាទៅវិញទៅមកទៀតចិត្តទុកថានេះគឺជាឆាកស្វីតរបៀបថារំភើបដែលបានគេមកជួយដែរហ្នឹងណារហូតនាំគ្នាមកដល់ផ្ទះចៃយ៉ាងក៏បញ្ជាក់ប្រាប់តែគេមិនបានទៅតាមទេណាគ្រាន់តែជាការចៃដន្យទេកូនស្រីថាដឹងហើយតែបើធ្វើអញ្ចឹងបើសិនជាតប៉ែដឹងប៉ូលីសវិបត្តិធ្វើបាបរាងកាយគិតមិនទៅគេថាប៉ែនឹងមិនហ៊ានធ្វើទេព្រោះតប៉ែនឹងគម្រាមកំហែងក្មេងមុនណាបើហ៊ានធ្វើច្បាស់ច្រឡប់សតិហើយបំរុងថានឹងចូលផ្ទះតែក៏ភ្លេចគិតថារត់មកតែខ្លួនអត់បានយកកាបូបមកតាមទេហើយសោបផ្ទះក៏នៅក្នុងកាបូបទៀតទាញទូរស័ព្ទមកថាឆាត់ទៅរកមិត្តភ័ក្តិអស់ថ្មឲ្យលុតឆឹងចៃដន្យហើយនេះឬក៏និយាយជាមួយអូនគេសុំខ្ចីកុំព្យូទ័របន្តិចបានអត់ឆាត់ទៅរកមិត្តភ័ក្តិតែសាំងអ៊ូក៏ហុចទូរស័ព្ទមកឲ្យប្រើទូរស័ព្ទវិញ
ទៅគេក៏ច្រានដៃមកឲ្យវិញសម័យនេះហើយអ្នកណាចាំលេខទូរស័ព្ទបាននោះខ្ចីប្រាតែមួយផ្លែតតែសាំងអ៊ូថាបើសិនជាគេត្រឡប់ទៅយកកាបូបនៅហាងវិញមិនលឿនជាងកុំប្រុសក៏នៅតែដោះសាបើទៅឲ្យអាប៉ែតនឹងតាមរករឿងមិនឈប់ទៀតគិតមិនទៅគ្នាលឹងអស់សំណើចក្រាញ់គេជំនួសដាក់មិនខ្លាចអីមិនចឹងហ៎គេថាដែរខ្លាចអីទេតែវាតល់ច្រោះហើយសាំងអ៊ូនៅតែបដិសេធដដែលព្រោះនៅមិនអនុញ្ញាតចូលបន្ទប់ផ្ដេសផ្ដាស់ជាដាច់ខាតហើយក៏បើកទ្វារចូលទៅក្នុងអត់ខ្វល់ថាគេខឹងអើយខឹងអាមនុស្សគ្មានទឹកចិត្តមនុស្សចិត្តចង្អៀតចង្អល់ហើយគ្មានសិលធម៌ទៀតគេខំជួយក៏ប៉ុន្តែសាំងអ៊ូក៏បើកទ្វារចេញមកវិញនឹងប្រាប់ថា10នាទីតែប៉ុណ្ណោះលើពីនឹងអត់បានទេណាគឺមានន័យថាអនុញ្ញាតឲ្យចូលហើយវ៉ាវចិត្តរឹងមិនបានពេលចូលមកក្នុងបន្ទប់ភ្លាមក៏ងាកមើលឆ្វេងមើលស្ដាប់មើលការរៀបចំបន្ទប់ហេតុដៃក៏នៅអាស្ងៀមទេនឹងថាបន្ទប់នេះដូចម្ចាស់អញ្ចឹងគ្មានអារម្មណ៍អីសោះគេឲ្យមកខ្ចីកុំព្យូទ័រណាតែក៏ដើរមើលនេះមើលនោះតែដើរមើលឲ្យក៏វិភាគម្ចាស់គេចឹងណាកូនស្រីថាឆាប់ប្រើលឿនទៅព្រោះសល់ពេលតែ8នាទីទៀតទេបងមានជាការហួសចិត្តជានាឡិកាចាប់ពេលវេលាមែនតម្រាំទៅសរសេរ ID និង password ចូលបានក៏អស់ម៉ោងទៅហើយសាំងអ៊ូក៏អង្គុយមើលនៅក្បែរនឹងអត់ទៅណាសោះចៃយ៉ងក៏ងាកមកបញ្ជាក់ប្រាប់ថាគេមិនធ្វើអីទេហើយក៏មិនលួចដែរអត់ចេះ hack system អីទេកុំបារម្ភក៏ប៉ុន្តែសាំងអ៊ូក៏នៅនឹងដដែលអត់ងើបទៅណាបងក៏ងាកមកប្រាប់ទៀតថាធ្ងូតទឹកទៅក្លិនស្រាលនឹងឈួលហ្មងណាសាំងអ៊ូក៏សាក់ទាញអាមហិតគឺពិតជាឈួលក្លិនស្រាលមែនក៏ព្រមងើបទៅណាតែក៏មិនអស់ចិត្តនៅងាកក្រៅមកមើលគេរហូតបែបថាមិនទុកចិត្តសោះគេក៏ប្រាប់ញញឹមទៀតថាទៅមិនអីទេគេមិនលួចយុទ្ធនាទេចុងក្រោយក៏ដាច់ចិត្តព្រមចូលទៅក្នុងបន្ទប់ទឹកណានឹងនៅឈើសិញ្ចឹងគិតដល់ហេតុការណ៍មុននឹងសិនដែលគេបានចូលមកជួយយ៉ាងក្លាហានហើយក៏ភ្លេចខ្លួនញញឹមទៀតអីក៏ប៉ុន្តែចៃយ៉ងក៏អង្គុយលូនៅខាងក្រៅព្រោះ Web password បានតែ5ដងលូឡើងគិតដាច់អារម្មណ៍អស់លីងនឹងស្ដាយក្រៅមិនគួរណាឲ្យចូលបន្ទប់សោះកាត់តែពីអ្នកខាងនេះវិញគឺថាអូនសោរួញគ្រាយូរណាមកនឹងតដាប់ទៅដួសស្ពីកបោបរយីរយងទៀតភ្លាមនោះចៃយ៉ងក៏បានឆាតមកឲ្យយកកបោបទៅឲ្យប្រសាប់ផ្ទះនៅក្នុងហ្នឹងទម្លាក់យូរណាចោលហ្មងក៏លេចមកកូនខាងនេះវិញចៃយ៉ងក៏នៅតែអត់តន់តាណាទេរហូតដល់សាំងអ៊ូងូតទឹករួចចេញមកក្រៅគេក៏សួរថាអត់តន់រួចទេគេថាផ្ញើសារទៅហើយបំដងនឹងនិយាយបន្តទៀតតែក៏គាំងពេលដែលក៏មកឃើញអូនគឺថាពេលនេះលេងពាក្យមួទៀតហើយទីបំផុតក៏បានឃើញសម្រាប់អូនច្បាស់ច្បាស់អញ្ចឹងណាមកឡើងភ្លឹកភ្លាំងកាំងស្មារតីតែម្ដងកូនស្រីយើងវិញមិនជាការញីសក់ដែលសាមនឹងទៀតរត់តែបន្ថែមភាពទៀតទីអីយ៉យបងឃើញនេះឡើងគាំងនិយាយអត់ចេញតែម្ដងមិនដែរឃើញសម្លឹងយូរពេកអូនក៏សួរថាសម្លឹងមានការអីគេក៏និយាយតាមត្រង់ណាដល់ពាក់មួកអញ្ចឹងក៏សង្ហាគ្រាន់បានដែរតាហេតុអីក៏ចេះចិត្តពាក់មួកបិទមុខរហូតអញ្ចឹងតែសាំងអ៊ូអត់ចាប់អារម្មណ៍ពាក្យសម្ដីរបស់គេទេឈប់ខ້ອຍពីរឿងរបស់អ្នកដទៃបើរួចហើយក៏ឆាប់ត្រឡប់ទៅវិញទៅរួចដើរមកចាប់ទីនដៃគេងើបចេញទៅវិញតែចៃយ៉ងក៏នៅតែអូសកលាអត់ចង់ចេញទេនៅខាងក្រៅល្ងាសឹងអីឲ្យគេនឹងអង្គុយហាខ្យល់អញ្ចឹងចិត្តអាក្រក់ដល់ហើយចាំបើសិនជាពេលទៅរៀនគេអង្គុយកក់ក្បែរតិចគិតមិនទៅគ្នាមានជាការហួសចិត្តខ្លាំងគេនេះចូលចិត្តធ្វើឲ្យអ្នកដទៃហត់មែនរួចដើរទៅយកអ្វីម្យ៉ាងចៃយ៉ងនិយាយរងើពីក្រោយបើព្រមឲ្យអ្នកដទៃចូលផ្ទះហើយក៏គួរតែត្រៀមចិត្តខ្លះណាក្រៅមកសាំងអ៊ូក៏បានបោះថ្នាំលាបរបួសមកឲ្យកូនស្រីតែមានរបួសនៅកាញ់ដែរបងក៏ភ័យបុកពោះងើបមកមើលអូនភ្លាមនឹងថាមានរបួសត្រង់ណាមែនមានជាការបារម្ភកូនស្រីថាមិនគេទេគឺជាសិស្សច្បងហ្នឹងហើយបានលឺបែបហ្នឹងក៏ធូរទ្រូងខ្លាំងស្មានតែកាត់អីតាហើយចាំបញ្ចប់អូនក៏អ្នកធ្វើរបួសឲ្យតែមិនទាន់លាបដល់ទេណាក៏ស្រែកចាច់ឲ្យថ្នមគេថាអត់បានលាបដល់ផងគេក៏ប្រាប់ឲ្យហើយត្រូវតែលាបថ្នមណាកុំប្រាអារម្មណ៍សាំងអ៊ូខ្ជិលនិយាយច្រើនក៏បោះសម្ដីទៅគេព្រុសបើអញ្ចឹងលាបខ្លួនឯងទៅគេថាឲ្យលាបមិនបើមើលអត់ឃើញផងហ្នឹងហើយសាំងអ៊ូក៏ព្រមលាបឲ្យដដែលពេលហ្នឹងគេអង្គុយសម្លឹងមើលមុខអូនឡើងស្ងៀមមកសបកដែរណាក៏សួរថាសាំងអ៊ូតែងតែធ្វើអញ្ចឹងមែនគ្រាន់តែគិតថាសាំងអ៊ូអត់នឿយហត់ជាមួយនឹងមនុស្សបែបហ្នឹងទេកូនស្រីថាមិនប្រមាណដែរគេក៏សួរទៀតវាមានតែផលអាក្រក់មិនអញ្ចឹងដែលទៅសាំងសត្រូវបែបហ្នឹងតែកូនស្រីក៏ថាអត់ខ្វល់ព្រោះក្នុងជីវិតមនុស្សយើងមានមនុស្សបែបនេះច្រើនណាស់ហើយក៏បានកំចាត់មនុស្សបែបនេះចោលអស់ហើយគេក៏និយាយឌឺកំពុងតែថតរឿងវីរៈបរោះជួយពិភពលោកមែនកូនស្រីថាមួយរយៈនេះនៅដែលធ្វើឲ្យនឿយហត់បំផុតគឺជាសិស្សច្បងនឹងហើយក៏ប៉ុន្តែថ្ងៃនេះក៏អរគុណខ្លាំងណាស់រឿងដែលស្អប់ក៏ទុកម្លែកចំណែករឿងដែលអរគុណក៏នៅម្លែកដូចគ្នាដល់ពេលហ្នឹងសាំងអ៊ូក៏បានជួយបិទបងឲ្យឡើងទន់ភ្លន់ធ្វើឲ្យបងនេះរំជួលអោរ៉ាថែមទាំងមកជួយកសាភ្នែកភីងអាក្រេទៅវិញទៅមកទៀតរបៀបថាដកកសាភ្នែកចេញទៅណោតបានសអូយស្វីតសាហាវបរិយាកាសកំពុងតែរ៉ូមែនទិកហើយកំពុងតែស៊ីអារម្មណ៍ខ្លាំងដែរណាស្រាប់តែពេលនោះអូនសៅរួញក៏បានមកដល់នឹងស្រេញហើយទៅបានយកកបោមកឲ្យវិញហើយគេភ្ញាក់ខ្លួនហើយក៏ងប់ចេញទៅវិញភ្លាមរបៀបថាអារម្មណ៍មិននឹងណូទៀតទេអេមានអ្វីម្យ៉ាងប្រែប្រួលហើយជាហេតុធ្វើឲ្យគេនឹកឃើញតែភាពទន់ភ្លន់របស់អូនកាលពីយប់នឹកដល់កសាភ្នែកដល់ស៊ីជម្រៅនឹងមុខមាត់ដ៏គួរឲ្យស្រឡាញ់របស់អូនណាដល់ថ្នាក់ភ្លេចខ្លួនគូរូបអូនចេញមកទៀតវ៉ាវគូរូបរួចហើយបានដឹងខ្លួនហេតុអីក៏នឹកដល់រហូតអញ្ចឹងណោះគេឈួរដែរមើលទៅបំរុងថានឹងបិទកុំព្យូទ័រណាក៏ប៉ុន្តែកុំព្យូទ័រនឹងក៏ error ធ្វើឲ្យលេងកាតបដ ហើយស្របពេលនោះជីយ៉ែក៏បានស្រែកហៅសាំងអ៊ូដែរដែលហៅឈ្មោះលេងថាសាំងឈូណាបានឃើញពួកគេមនុស្សជាមួយគ្នាទៀតហើយមានជាការមិនពេញចិត្តហ្មងនឹងសង្ស័យថាមកធ្វើអីតាមពិតទៅពួកគេទាំងពីរក៏តំណាត់គ្នាមកពិភាក្សាគ្នារឿង designer ហ្នឹងណាជីយ៉ែបានជួយណែនាំ designer ផ្សេងៗមកឲ្យអញ្ចឹងក៏ប៉ុន្តែមើលអស់ហើយក៏មិនពេញចិត្តណាទៅសោះហើយនឹកឃើញស្នាដៃរបស់ចៃយ៉ងមុន
មុនហ្នឹងគឺថាពេញចិត្តនឹងស្នាដៃគំនូររបស់គេខ្លាំងមែនទែនជា character ដែលត្រូវនឹងហ្គេមខ្លាំងណាដកចិត្តទៅណារួចសោះភ្លាមមនុស្សចាស់យ៉ងក៏បានហុយកុំព្យូទ័រមកឲ្យនឹងប្រាប់ថាជួយមើលកូនប្រុសគេផងវាជិតស្លាប់ហើយដូច្នេះហើយជីហៀក៏បានត្រឡប់ទៅវិញបាត់ដែរទៅទេគឺថាហឹកហាក់មិនពេញចិត្តជាខ្លាំងបរិយាកាសអំណោយផលហើយពេលងាកក្រៅទៅមើលវិញកូនប្រុសមានជាការងាកមកញញឹមចំអកឲ្យទៀតអូយឌឺ9សាំងអ៊ូក៏សួរថាកុំព្យូទ័រខូចដោយសារអីគេថាអត់ដឹងដែរប្រើសុកក៏ error មិនដឹងមកពីអីទេនឹងជួសជុលឲ្យមែនអត់តែសាំងអ៊ូក៏ស្ងាត់អត់ឆ្លើយគេថាបើចង់ជួសជុលឲ្យក៏អត់អីទេយកទៅលក់អេតចាយហ្មងតើយ៉ាងហោចណាស់ក៏បានលុយចាយខ្លះដែរអូមានជាការនិយាយទាក់ទាញចំណាប់អារម្មណ៍កូនស្រីក៏ថាឲ្យភ្លើមែនខូចប៉ុណ្ណឹងសោះយកទៅលក់អេតចាយចាំមើលឲ្យក៏បានដែរនិយាយថាញញឹមសប្បាយចិត្តតែក្រោយមកក៏ដើររអ៊ូរទាំរហូតព្រោះសាំងអ៊ូបានលុបរូបរបស់គេចោលអស់លេងឥឡូវនឹងធ្វើម៉េចលុបរូបរបស់គេអស់លេងហើយហ្នឹងកូនស្រីក៏ថាក្រាញ់គេមាន file copy ឲ្យមិនចឹងដូច្នេះហើយបានជា reset កម្មវិធីឲ្យវិញទាំងអស់ណាតែគេក៏នៅលូមិនពេញចិត្តសុទ្ធតែរូបសំខាន់សាំងអ៊ូថាកុំព្យូទ័រក៏ដូចជាមនុស្សអញ្ចឹងដែរបើទុក file រូបភាពបន្តិចតួចនៅក្នុងកុំព្យូទ័រនឹងចោលណាយូរទៅក៏នឹងធ្វើឲ្យកុំព្យូទ័រដំណើរការ slow នឹងលែងមានប្រសិទ្ធភាពដូចដើមវិញណាគេក៏អូខេយល់ហើយដឹងហើយថាសាំងអ៊ូបកាយអូនមានជាការធ្វើមុខងងក់កំពុងតែនាំឆ្លោះទៀតហើយមែនគេថាអត់ផងគ្រាន់តែយកពីគំនិតរបស់សាំងអ៊ូថាគិតមិនចឹងណាអូនក៏និយាយមកទៀតសិស្សបងកំពុងតែចាត់ទុកគេដូចជាឧបករណ៍អេឡិចត្រូនិកមែនអត់គេថាដូចដែរគ្នាក៏កាន់តែងងក់ទៀតដើរចេញទៅវិញហើយបងនេះក៏ដើរតាមរំខានវាក្រាស់ត្រុកអើយឡើងឃ្លូតហើយគេក៏បានទៅបង្ហាញគំនូរនឹងក្លឹបបន្តទៀតណែចាប់ផ្ដើមបដាហើយយូណាក៏បានសួរពីការវិភាគរៀនរបស់គេថាគេនឹងដូរថ្មីមែនអត់ដំបងឡាយចាស់យ៉ងថានឹងដូរអរៀនវិស្វកម្មទៀតទេក៏តែលើគេដូរចិត្តវិញហើយគឺនៅរៀនបន្តនាងក៏ឆ្ងល់ណាបន្ទាប់មកក៏សុំបង្វល់ឲ្យគេមកជួយធ្វើ project បញ្ចប់ការសិក្សាជាមួយនាងផងតែគេក៏បដិសេធភ្លាមនាងក៏អត់បានគិតអីទេហើយក៏កលេសទៅឃើញគំនូរនៅក្នុងកុំព្យូទ័រតាមធម្មតាគេមិនដែលគូររូបមនុស្សទេតែរូបនោះដូចជាមានការដាក់អារម្មណ៍ច្រើនណាទាំងការចាក់ពណ៌ទាំងទម្រង់នៃការគូរអីអញ្ចឹងគេក៏យល់ស្របហេតុអីក៏ទៅជាអញ្ចឹងណោះអត់គួរឲ្យស្រឡាញ់អីបន្តិចនាងក៏រត់តែឆ្ងល់ទៀតមិនដឹងនិយាយពីអីទេក៏ហីទៅធ្វើការខ្លួនឯងបន្តចំណែកចែយ៉ងវិញក៏គិតដល់អូនតាំងពីថ្ងៃដំបូងដែលបានជួបគ្នាដែលប្រាប់ថាស្អប់គេហើយនឹងថ្ងៃដែលអូនបានជួយលៀបរបួសឲ្យទោះបីជានិយាយថាស្អប់គេឬមួយក៏រំខានគេក៏ដោយតែគេបើជាមានអារម្មណ៍ល្អវិញអញ្ចឹងណាថាបងប្រែហើយកាត់មកថ្ងៃថ្មីមួយទៀតមិត្តភក្តិបានសួរជីយ៉េថាតើជាមួយសាំងអ៊ូថ្ងៃមុននឹងមិនដែររលូនអត់នាងក៏និយាយមកយ៉ាងអស់សង្ឃឹមផែននឹងការត្រូវបានដួលរលំខ្ទេចអស់លីងមិនដូចជាការគិតទេបើសិនជាសិស្សបងម្នាក់នោះមិនមកកាត់ចង្វាក់មិត្តភក្តិក៏ឆ្ងល់សិស្សបងមួយណាតែនិយាយមិនទាន់ចប់ផងក៏កលេសតែឃើញប្រុសសង្ហាម្នាក់ញញឹមឡើងរំភើបហើយម្នាក់នោះមាននរណាទៀតគឺកូនប្រុសរបស់យើងនឹងឯងគឺថាថ្ងៃនេះជប់តែងក្រហមហើយតែធម្មតាតាម style របស់ខ្លួនឯងវិញណាដែលជារឿងសង្ហាឡើងចិញ្ចាចមានជាការរៀបដូចដល់នៅលើវេទិកាបង្ហាញម៉ូដតែទទួលស្គាល់ថាបងពិតជាសង្ហាមែនហើយក៏ដើរមកឈប់នៅមុខស្រីព្រិចភ្លេងឲ្យមួយទៀតចាគឺជាការឌឺដងចង់ខ្លាចជាគូប្រជែងស្នេហាជាមួយគេរៀងពិបាកបន្តិចហើយមួយសម្រាប់គេផងណាអូគេអង្គសាហាវណាហើយអូនខាងនេះវិញគឺមានជាការអង្គុយរងចាំចាដាក់របាំងឈើចាំរួចជាស្រេចអូនខាងនេះក៏ប្រែដូចគ្នាអង្គុយចាំរៀងយូរដែរក៏មិនឃើញគេមកសោះហើយក៏អិតលឹមមើលផ្លូវអានមើលម៉ោងទៀតណទៅម្នាក់ទៀតហើយចាយ៉ាងក៏សួរពីក្រោយថាកំពុងតែរងចាំគេមែនពេលងាកមកឃើញគេហើយលងភ្លើកបែបថាគេនឹងតែងខ្លួនប្លែកសង្ហាជាងមុនចឹងណាភ្លេចខ្លួនសម្លឹងមើលអត់ដាក់ភ្នែកព្រោះលងនឹងសម្រស់គេក៏សួរថាសម្លឹងមើលអញ្ចឹងណាព្រោះតែឃើញថាគេសង្ហាមែនទេកូនស្រីក៏អត់និយាយទេធ្វើពើរហូតដល់គេអង្គុយចុះបាននឹកឃើញសួរថាអីមកក៏អត់តែងខ្លួនក្រហមទៀតអញ្ចឹងគេថាសង្កេតឃើញដែរតែនិយាយអញ្ចឹងណាថ្ងៃនេះគឺជាមេរៀនសន្ទនាភាសាបារាំងដករបាំងឈើនឹងចាញ់ទៅតែកូនស្រីក៏សរសេរលើกระดาษខ្វាច់រួចក៏សូកឲ្យតាមប្លុកខាងក្រោមដែលសរសេរប្រាប់ថានឹងនិយាយគ្នាតាមកระดาษហ្នឹងណាគេមានជាការហួចចិត្តស្មានតែសម័យបុរាណមែនឆ្លើយឆ្លងគ្នាតាមកระดาษមើលតាជនមកប់អីសាំងអ៊ូក៏អូខេព្រមដកចេញណាតែបងក៏អង្គុយមើលអក្សររបស់អូនញញឹមដឹងអីទេរួចសាំងអ៊ូក៏សួរគេថាមាន idea អីឬអត់អំពីការសន្ទនាគ្នាណាគេថានឹងសម្ដែងរឿងស្នេហារ៉ូមែនទិកសាំងអ៊ូក៏ប្រកាយភ្លាមចាំបាច់ធ្វើអីវិញឆ្ងាយគាត់តែសម្ដែងធ្វើជាភ្ញៀវទេសចរសួររកផ្លូវក៏បានហើយគេថាធ្វើអញ្ចឹងមិនលយធម្មតាពេកអត់មានគំនិតច្នៃប្រឌិតអីសោះម្យ៉ាងទៀតនេះគ្រូចូលចិត្តរឿងស្នេហារ៉ូមែនទិកណាកូនស្រីស្ដាប់ហើយក៏សមហេតុសមផលព្រោះចង់បានបន្ទុកច្រើនដែរក៏ងក់ក្បាលយកព្រមតាដូច្នេះហើយចាយ៉ងក៏ស្ម័គ្រចិត្តជាអ្នកសរសេរប្រូលចំណែកសាំងអ៊ូទៅរកពីអញ្ចឹងណាដើម្បីបង្កើតជាប្រយោគសន្ទនាកូនស្រីក៏សង្ស័យតែគេចេះសរសេរប្រូលដែរគេថាចេះព្រោះធ្លាប់នៅក្នុងក្លឹបសម្ដែងរឿងលើឆាកពេលខ្លះក៏សរសេរប្រូលឬក៏ជាអ្នកដឹកនាំដែរតែសាំងអ៊ូក៏សម្លឹងមើលគេបានបន្ទុកចិត្តសោះគេថាវាមិននឹងគិតថាគេជាបញ្ញាក្អែកទៀតមែនក្រៅចេញពីរៀនពួកគេក៏បានទៅសំប្រូលជាមួយគ្នាណាចាយ៉ងមានជាការអស់សង្ឃឹមទោះបីជាខំសរសេរប្រូលល្អមិនក៏ដោយបើអ្នកសម្ដែងអញ្ចឹងក៏ទៅមិនរួចដែរអានប្រូលអន់ជាងមនុស្សយន្តទៀតគ្នាក៏ហត់ដែរណាចាំបាច់ចូលតួធ្វើអីគ្រាន់តែបញ្ចេញសម្លេងឲ្យត្រូវទៅបានហើយគេក៏សួរដូច
ឆោតធ្លាប់មានសង្សារអត់កូនស្រីថាតេតងអីនឹងការសំប្រូលទៅគេថាមកពីសាំងអ៊ូអាចដូចជាតឡាការកាត់ក្តីអញ្ចឹងសួរមែនតើណាធ្លាប់ចូលចិត្តនរណាឬអត់កូនស្រីក៏និយាយពីកំណត់របស់ខ្លួនឯងចេញមកណាបើសិនជានិយាយដល់រូបភាពបំផុនភ្នែកផ្លូវអារម្មណ៍វិញណាក៏អាចចូលចិត្តនរណាទេបងមានជាការឆ្ងល់ទៀតហើយរូបភាពបំផុនភ្នែកអញ្ចឹងហ៎កូនស្រីក៏អាចហេតុផលមកទៀតស្នេហាគឺជាអ្វីគ្មានអ្នកណាអាចនិយមន័យបានច្បាស់លាស់ពិតប្រាកដផងទាំងអស់នេះក៏ដើម្បីតែជីវិតរស់នៅរបស់មនុស្សតែប៉ុណ្ណោះគេលឹងអស់សំណើចគិតបាប់នេះគឺអកតេខ្លាំងណាស់តែកូនស្រីថាវាសមហេតុសមផលបំផុតដែរគេក៏សួរទៀតអញ្ចឹងគិតយ៉ាងម៉េចដែរចំពោះរឿងដែលអ្នកមានសង្សារកូនស្រីថាវាគ្រាន់តែជាហេតុផលមួយដែលមនុស្សប្រុសមនុស្សស្រីប្រើដើម្បីរៀបការជាមួយគ្នាប៉ុណ្ណោះអាចចាត់ទុកថាជាប្រូក្រាមដើម្បីពិសាអ្វីម្យ៉ាងក៏បានដែរអ្នកស្ដាប់នេះឡើងកវីក្បាលហ្មងរួចក៏ទិញកាហ្វេមកឲ្យនឹងថាផឹកកាហ្វេនឹងទៅគេអាចចូលចិត្តរសជាតិនឹងទេទៅបោះចោលហ្នឹងណាកូនស្រីក៏សួរវិញហេតុអីសុកក៏ធ្វើអញ្ចឹងមើលទៅសើច្បងដូចជាបដូរផែនការប្រាប់ហេតុថាធ្វើយ៉ាងម៉េចក៏មិនបានផលដែរមិនបាច់ខំមកធ្វើជាស្និទ្ធស្នាលជាមួយទេចាយ៉ាងថាមនុស្សដូចជាគេមិនដែលរៀបចំផែនការអីទេគេគ្រាន់តែធ្វើតាមសម្លេងបេះដូងប៉ុណ្ណោះអីឡើងដោយសារភាពហ្នឹងហើយក៏សុំត្រឡប់ទៅវិញអត់បកស្រាយអីទេសាំងអ៊ូមកដល់ផ្ទះក៏ធ្វើការបន្តណាអង្គុយមើលប្រូដែលគេសរសេរក៏សរសើរថាធ្វើបានល្អដែរតាតាមរឿងតែខ្លួនឯងអាចធ្វើបានអត់ទេព្រោះក៏នឹកឃើញកាហ្វេដែលគេឲ្យអត់ទាន់បានផឹកទេណាព្រោះតែអត់ទុកចិត្តនឹងសង្ស័យតែបានដាក់ថ្នាំពុលអីអត់ណោះស្អែកឡើងក៏ទៅបណ្ណាល័យជាមួយគ្នាដើម្បីទៅស្រាវជ្រាវបន្ថែមអីចឹងហើយក៏យករបាំងឈើមកទៀតហើយកូនប្រុសក៏គ្មានបានជួយស្អីទេដេកយ៉ាងរំភើយហើយគ្រាមានជាការហត់ចិត្តខ្លាំងក៏ប៉ុន្តែពេលដែលឃើញគេលក់ស្គៀមអញ្ចឹងក៏នឹកឃើញចង់សងសឹកវិញទាញបិចនៅចិត្តនឹងតេតើចង់គូលើមុខវិញហ៎សម្លឹងមកគេហើយក៏សង្ស័យថាគេមិនមកអញ្ចឹងយូរហើយហ៎របៀបថាឃើញគេសង្ហាអញ្ចឹងណាហើយក៏យកបិចចូលទៅចិត្តនឹងសឹមស្ទាក់ស្ទើរដែរដូចជាចង់គូបន្តិចអត់បន្តិចចាស់យកក៏សួរឡើងថាឲ្យគេទៅបិទភ្នែកអញ្ចឹងដល់ពេលណាទៀតគ្នាក៏ជ្រុលដែរទៅចាក់មុខគេជ្រុចហើយបងក៏បាក់ភ្នែកឡើងមកថែមទាំងញញឹមមកឲ្យណាអូយសងហាចឹងអីមិនឲ្យគ្នាលងមិនកាត់សម្រងនិយាយពីថាបានក៏ហើយកូនស្រីក៏មកអង្គុយបោកក្បាលនឹងធ្នើសភៅដែលទៅធ្វើខ្លួនភ្លាមដូចប៉ានឹងអញ្ចឹងកើតពិតជាគួរឲ្យអាម៉ាស់មុខមែនភ្លាមនោះចាស់យ៉ងក៏បានឆាតមកផ្ញើលីងវីដេអូរៀនភាសាបារាំងឲ្យមើលតាមអញ្ចឹងណាវីដេអូនឹងការបញ្ចេញសលេងល្អអីអញ្ចឹងទៅបន្ទាប់មកក៏ផ្ញើឈុតគំរូមកឲ្យមើលដែលនឹងត្រូវពាក់ថ្ងៃឡើងសន្ទនាជាមួយគ្នាហើយក៏បានឆាតលេងជាមួយគ្នាតិចតួចអញ្ចឹងទៅណែអូនឡើងញញឹមណាចំណែកចាស់យ៉ងក៏ល្អូរទាំទៀតហើយចូលអានហើយតែអត់តបណាបញ្ចេញក៏រើសឈុតឲ្យខ្លួនឯងហើយយូរណាស់ក៏សង្កេតឃើញស្នាមចុចនៅលើថ្ពាល់នាងក៏ប្រាប់ថាប្រឡាក់អីជាបជ្រុយអីមែនគេក៏អួតភ្លាមហ្នឹងនឹងក៏ជាស្លាកស្នាមបង្ហាញពីចំណាប់អារម្មណ៍អូយឡើងមោទនភាពបន្ទាប់មកក៏សួរយោបល់យូណាថាសាំងអ៊ូក៏ទៅពាក់ឈុតពណ៌អីដែរជួយរឿងតិចមើលតែគិតទៅនាងមិនដាច់ជួបមុខសាំងអ៊ូទេណោះប្រហែលជាអត់ដឹងទេក៏រើខ្លួនឯងបន្តយ៉ាងយកចិត្តទុកដាក់នាងក៏អស់វិចារតែម្ដងកាត់ដល់ថ្ងៃឡើងសន្ទនាអីយ៉យគឺថានាំគ្នាតាំងខ្លួនស្ទាយបារាំងណាពាក់ឈុតពាក់អីឡើងមួយសេតពាក់សក់ទៀតហើយក៏ចាប់អូសគ្នាទៅថ្នាក់គ្នាខ្វះគេហើយក៏មិនសឹកចិត្តដែលខ្លួនឯងពាក់សក់វែងតែគេបានសក់ខ្លីគេថាមិនអីទេស្អាតអីអូនក៏នៅតែមិនព្រមបាប់នឹងវាលើសពេកហើយគេក៏និយាយបញ្ចុះបញ្ចូលក្រុមផ្សេងទាំងច្រៀងផងទាំងរាំផងពួកយើងប៉ុណ្ណឹងមិនអីទេចាំប្រូបានអស់ហើយមែនអត់ហើយសាំងអ៊ូក៏ព្រមជឿគេទៅនឹងងូក៏បានតែចាំបានអស់ហើយធ្វើចិត្តមកសបកត្រៀមចូលក្នុងបន្ទប់ណាអញ្ចឹងទៅរួចក៏អង្គុយសំប្រូបន្តគេថាបើសិនជាគ្មានទំនុកចិត្តក៏សរសេរនៅលើបាតដៃទៅសាំងអ៊ូបដិសេធធ្វើបែបនឹងមិនត្រឹមត្រូវទេគេក៏មិនចម្លែកចិត្តសមមកដូចជាសាំងអ៊ូរួចក៏សរសេរទិញទូរស័ព្ទមកថតហើយក៏ហៅសាំងអ៊ូឲ្យងាកមកបន្តិចងាកមកហើយក៏ថតក្រែកបានសម្រាប់គ្នាក៏ទៅទៅតាមទូរស័ព្ទឲ្យលុបចោលភ្លាមគេក៏មិនព្រមចង់ឲ្យលុបអញ្ចឹងបើចង់ឲ្យលុបហៅគេបងមកអូនក៏មិនព្រមដែរហើយក៏ប្រទីបបន្ទងទៅតាមទូរស័ព្ទបន្តត្រូវទៅលុបចោលភ្លាមស្របពេលនោះអ្នកគ្រូក៏បានចូលថ្នាក់ល្មមគេក៏ធ្វើជាចាប់អារម្មណ៍អ្នកគ្រូទឹកទូរស័ព្ទវិញធ្វើមិនដឹងដល់ពេលឡើងសន្ទនាឃើញថាចូលទូបានល្អមែនតែនធ្វើបានតាមប្រូយ៉ាងរលូនដល់ពេលធ្វើក៏ធ្វើបានដែរតាអត់ខ្មៅអៀនអត់អីទេនឹងបញ្ចប់ទៅយ៉ាងល្អគួរជាទីពេញចិត្តណារួចក៏នាំគ្នាយកឈុតបន្ទុកនៅក្លឹបសម្ដែងល្ខោនលើឆាកវិញកូនស្រីក៏ចាំមើលផ្លូវណាគឺថាឲ្យដងលត់លុកដាក់ភ័យផងអីផងនឹងប្រាប់ថាលឿនឡើងគេក៏អស់សំណាយនឹងថាមិនអីទេខ្ចីតែមួយផ្លែតសងគ្រាមានជាការហួសចិត្តបែបហ្នឹងគឺជាការលួចច្បាស់ណាបើដឹងថាលួចឈុតមកអញ្ចឹងគ្មានថ្ងៃពាក់ទេភ្លាមនោះក៏មានអ្នកចូលមកក្នុងធ្លាក់ខ្លាំក្តុកតែម្ដងបងក៏ថាចាប់ដៃទីងតពួនជាមួយគ្នាភ្លាមចាស់ដនដល់ជន់កងតាក់បាំងពូគ្រីស្តាល់យ៉ាងលោបន្តិចទៀតគេក៏ថាគួរតែចេញទៅសុំទោសអត់ណែមានជាការប៉ះពាល់ទៀតហើយនៅសុកមានណាគេធ្វើអញ្ចឹងទេបើមិនគិតអីសាំងអ៊ូក៏អាចស្ងាត់មើលតែបងក៏នៅតែចង់ញោះចាប់ទៅជាគ្នាលេងទៀតអូយខ្លាញ់ឥឡូវម៉េចគួរតែចេញទៅសុំអំបរឬក៏សុំទោសអត់គ្នាលងពិបាកចិត្តអត់ចង់មានឈ្មោះអត់ស្រូវថាជាចោលទេដោយខណៈនោះអ្នកដែលចូលមកក្នុងកំពុងតែជជែកគ្នាពីរឿងទៅមើលកូនណាសុកចាស់យ៉ាងក៏អានចង់មកចិត្តសន្សឹមអេធ្វើអីហ្នឹងណែចូលមកចិត្តទៅណាកូនស្រីក៏ភ័យបុកពោះតែនៅស្ងៀមអត់គេចមុខចេញទេមើលទៅដូចមានបំណងចង់ថោកតែគេគ្រាន់តែមកខ្សើពួកយើងចេញទៅមើលកូនជាមួយគ្នាមិនដែរអូធ្វើស៊ីអារម្មណ៍សាហាវពេលនៅអារម្មណ៍កូនស្រីរបស់យើងច្បោកច្បល់ខ្លាំងហើយមិនដឹងថានឹងមានរឿងអ្វីកើតឡើងបន្តទៀតទេព្រោះភាគទី3ទី4បានចប់នៅត្រឹមនេះ
Semantic error ភាគទី5ទី6គឺបន្តឆាកនៅក្នុងបន្ទប់ដាក់សម្លៀកបំពាក់នឹងឯងដែលចៃយ៉ងមានជាការអោនចុះមកចិត្តធ្វើរឹកពីដូចអានចុះមកថោកចឹងណាហើយគ្នានៃរងចាំនឹងភ័យបុកពោះតើមានណាគ្រាន់តែខ្សឹបសួរថាតើមើលកូនជាមួយគ្នាឬអត់លេងសាយអារម្មណ៍គ្នាសាហាវថែមទាំងធ្វើមុខកុំិចកំមាមដាក់ទៀតណែគ្រាខំគិតវែងឆ្ងាយណាដោយពេលនឹងអារម្មណ៍របស់សាំងអ៊ូច្បុកច្បល់ឡើយខួរក្បាលចាប់ផ្ដើម error ហើយក៏នៅមិនសុខទៀតដែរច្រើនគេចេញឲ្យក៏រត់ចេញទៅក្រៅភ្លាមពេលនេះអារម្មណ៍វាលេងនឹងដូចដើមទៀតហើយងាកទៅណាក៏មានតែពាក្យថា error ណាប្រៀបដូចជាក្នុងចិត្តរបស់សាំងអ៊ូនៅពេលនេះចឹងហើយក៏រត់ចូលទៅសម្រួលអារម្មណ៍នៅក្នុងបន្ទប់ទឹកថែមទាំងបន្ទប់ទឹកខូចទៀតណានឹងឆ្ងល់ខ្លួនឯងខ្លាំងមិនដឹងថាកាត់អីទេជាអារម្មណ៍ដែលមិនធ្លាប់ជួបស្អែកឡើងសាំងអ៊ូក៏បានទៅរៀនទៀតចៃយ៉ងឆាត់ទៅសួរមកកណោថាកាត់អីខឹងមែនអីចឹងណាខណៈនោះលោកគ្រូក៏កំពុងតែហៅវត្តមានសិស្សពេលហៅដល់ឈ្មោះសាំងអ៊ូក៏អត់មានអ្នកឆ្លើយព្រោះម្ចាស់ខ្លួនបានមកទេមិត្តភ័ក្តិនៅក្នុងថ្នាក់ក៏ឆ្ងល់ថ្ងៃនេះសាំងអ៊ូអត់មករៀនចឹងហ៎ចម្លែកខ្លាំងមែនតើតែមិនគួរឲ្យជឿទោះបីជាបែកក្បាលសាំងអ៊ូក៏នៅតែមករៀនដែរមិនងាយឲ្យវត្តមានចឹងទេពេលបានលឺបាប់នឹងគេព្រួយបារម្ភខ្លាំងឬមួយក៏អត់សូវស្រួលខ្លួនមែនតដឹងបងនេះក៏អន្ទះអន្ទែងនៅអត់សុខដែរណារត់ចេញពីបន្ទប់រៀនភ្លាមអត់មានចិត្តចង់រៀនសូត្រទេក្លែងមកកូនស្រីគឺនៅអង្គុយឆែកអ៊ីនធឺណិតមើលតែទៅត្រឹមបំរើបំរួលរាងកាយឬភាពខុសប្រក្រតីនៃអរម៉ូនអីចឹងណាអូយដល់ថ្នាក់ហ្នឹងណោះបើគ្នាកប់ច្បល់ហើយមានតែអញ្ចឹងភ្លាមនោះចៃយ៉ងក៏បានមកដល់ហើយក៏គោះទ្វារផាំងស្រែកហៅផងអីផងថានៅក្នុងនឹងអត់បើនៅក៏ឆ្លើយផងតែក៏ស្ងាត់ឆឹងគោះទ្វារកាន់តែខ្លាំងទៀតស្រែកហៅឈ្មោះរំពងនឹងប្រាប់ថាបើសិនជាមិនឆ្លើយគេនឹងប្តឹងប៉ូលីសណាខ្លាចតែគ្នាស្លាប់ស្លែកនៅក្នុងនឹងសួរបញ្ជាក់ម្ដងទៀតថានៅក្នុងនឹងអត់គេប្តឹងប៉ូលីសមែនតើណាហើយក៏ទាញទូរស័ព្ទមកត្រៀមខលទៅប៉ូលីសមែនហើយសាំងអ៊ូក៏ព្រមបើកទ្វារចេញមកក្រៅព្រមទាំងធ្វើមុខកុំកមើដាក់គេណានឹងថាឲ្យភ្លាមគឺជាខ្លួននេះហើយដែលគួរតែប្តឹងប៉ូលីសគួរទ្វាររំខានអ្នកដទៃអញ្ចឹងកើតចៃយ៉ងថាបើសិនជាឈឺក៏ប្រាប់ថាឈឺមកមិនក៏ស្ងាត់អញ្ចឹងរួចបំរុងរលឹកដៃទៅវាស់កម្ដៅតែកូនស្រីក៏គវាដៃចេញភ្លាមគេលងកាំងគេគ្រាន់តែចង់វាស់កម្ដៅមើលអន្តាថាក្ដៅខ្លួនអត់អីអញ្ចឹងណាកូនស្រីក៏លំឡើងសម្លេងដាក់គេបែបធុញទ្រាន់ណាមិនបាច់ខ្វល់ពីគេទេត្រឡប់ទៅវិញទៅមុននឹងគេប្តឹងប៉ូលីសពីបទរំខានអ្នកដទៃគេថាសភាពបែបហ្នឹងមិនឲ្យបារម្ភហ្មងហេតុអីក៏ស្ងាត់អញ្ចឹងយ៉ាងហោចណាស់ក៏គួរតែតបឆាតដែរមិនក៏មិនតបកូនស្រីក៏តបមកទៀតមានសុំឲ្យសើចបងមកព្រួយបារម្ភឯណាកូនប្រុសលឺបែបហ្នឹងក៏រត់តែកាំងណែគេខំរត់មករកយ៉ាងព្រួយបារម្ភណាល្អមិនបានប្រមាណផងឥឡូវទៀតហើយមិនពេញចិត្តស្អីទៀតហើយសាំងអ៊ូក៏ដាក់មកទៀតពូយើងគ្រាន់តែធ្វើអាសាញមិនជាមួយគ្នាតែប៉ុណ្ណោះវាគ្មានអ្វីកើតឡើងទេហើយគេក៏នៅតែជំនួសអាក្រក់ដូចដើមព្រោះតែសើចបងនឹងហើយចៃយ៉ងហួចចិត្តខ្លាំងគេខំរត់មករកយ៉ាងព្រួយបារម្ភតែបើជាត្រូវមកអញ្ចឹងវិញយល់ស្របថាគេក៏ជាមនុស្សដែរអាក្រក់ក៏ប៉ុន្តែគេតាមរករឿងតែ4ថ្ងៃតាបន្ទាប់ពីនឹងមកគេក៏ប្រាប់ឲ្យតាតែឈប់ធ្វើបែបហ្នឹងហើយសាំងអ៊ូអត់ខ្វល់សើចបងធ្វើអីក៏ធ្វើខ្លួនឯងតាមានបានមកសួរយោបល់អីផងចៃយ៉ងថាកាំងហើយកាំងទៀតពូកែណាខាងតែធ្វើឲ្យអ្នកតែនិយាយអីអត់ចេញអញ្ចឹងណាកូនស្រីក៏និយាយចេះមុខទៅទាំងកំហឹងប្រាប់តាមត្រង់ចុះគ្រាន់តែឃើញមុខសើចបងក៏ធ្វើឲ្យមុំម៉ៅដែរគេក៏សួរមកវិញចុះកន្លងមកហេតុអីក៏នៅទ្រាំនឹងភាពធុញទ្រាន់នេះបានបន្ទូវាសំខាន់ដល់ថ្នាក់នឹងផងឯនេះពិតជាចំមែនសាំងអ៊ូថាបើដឹងហើយក៏ត្រឡប់ទៅវិញទៅគេលងខឹងដែរណាគួរមកបញ្ជាសោះអាកូនឆ្កែរបៀបថាកំហឹងទល់កំហល់ឯណាគ្មានណាស្ដាប់ណាទេហើយគេក៏អូខេចាប់ពីពេលនេះតទៅក៏មកជួបមុខគ្នាទៀតក៏វត្តថងថ្នាំចោលព្រុសគេបារម្ភទៅទិញថ្នាំឲ្យដែរណាតែកូនស្រីក៏អត់ខ្វល់ចូលទៅក្នុងតុវិញផ្លុកហើយក៏មួម៉ៅនឹងខ្លួនឯងមិនគួរណាវត្តទៅមានដោយសារតែមនុស្សបែបនេះសោះវាមានតែផលអាក្រក់សម្រាប់ខ្លួនឯងណាល្ងាចឡើងចៃយ៉ងក៏ទៅកន្លែងផឹកស៊ីជាមួយនឹងមិត្តភ័ក្តិយូណាក៏ឆ្ងល់ព្រោះគេប្រាប់ថាអត់មកដែរមកដល់ភ្លាមក៏កំងស្រាយកភ្លាមទៀតងាកទៅឃើញអូនសោករួនកំពុងតែញ៉ាំសាឡាត់ក៏មានជាការមួម៉ៅក្តៅកាហាយស្ដីឲ្យគ្នាថាណាគេញ៉ាំសាឡាត់មានអីឆ្ងាញ់មិនក៏មិនញ៉ាំអាផ្សេងទៅយោបន្លែផ្សេងទៅញុកមាត់គ្នាទេណាយូណាក៏សួរថាថៃមានបញ្ហាអីមែនគេថាគ្មានអីទេហើយចាប់ពីពេលនេះទៅក៏គ្មានបញ្ហាអីទៀតដែរអូមានជាការតូចចិត្តតូចថ្លើមណាពេលត្រឡប់ទៅវិញក៏សម្លឹងមើលកង់អូនងើយទៅមើលបន្ទប់បងអូនទៀតគិតដល់ហេតុការណ៍ដែលអូនថាឲ្យកាលពីថ្ងៃក៏រត់ទៅតូចចិត្តនឹងថាបើសិនជាស្អប់គេដល់ថ្នាក់ហ្នឹងគេលេងមកឲ្យឃើញមុខទៀតក៏បានដែរគឺមានន័យថាកាត់ចិត្តនៅត្រឹមហ្នឹងស្អែកឡើងចៃយ៉ាងក៏ប្រើជីវិតសប្បាយជាមួយមិត្តភក្តិធម្មតាលេងសាយជាមួយគ្នាអញ្ចឹងណាបន្ទាប់មកក៏អង្គុយមើលរូបបន្ត scroll ទៅមកក៏បានឃើញរូបចាស់ដែលធ្លាប់ថតជាមួយអូនអារម្មណ៍ល្អសុកក៏ត្រឡប់មកមើលទៀតហើយធ្វើចិត្តមកសបក៏សម្រេចចិត្តលុបរូបនឹងចោលទៅអត់ចង់គិតដល់ទៀតណាយូណាប្រើទៅទិញថ្នាំឲ្យល្មមដោយសារតែនៅ hangover គេក៏យកអាសាទៅទិញឲ្យទៀតណាធ្វើនេះធ្វើនោះប្រឡប់ដើម្បីកុំឲ្យនឹកដល់គ្នាទៀតចំណែកសាំងអ៊ូវិញចេះសំដែងអាក្រក់ដាក់គេមែនតែក៏ភ្លេចខ្លួនធ្វើខ្លួនតាមទម្លាប់ដដែលណាមាននឹងយករនាំងឈើមកដាក់បាំងទៀតណានឹកដល់បងដែរសោះយប់ឡើងក៏មកឈរនៅមុខទូភេសជ្ជៈឈរចុចយកកាហ្វេទីមតើមដូចគ្នាភ្លឹងប្លែនក្នុងខ្លួនទេរហូតជាដើមមកឃើញឬក៏ប្រាប់ថាបងអត់ទាន់ញាត់កាក់ចុះផងហ្នឹងចង់ផឹកកាហ្វេនឹងមែនអត់ចំណេញទិញឲ្យមានអារម្មណ៍ថាចង់ផឹកកាហ្វេនឹងដែរចិត្តដូចគ្នាដល់ហើយបន្ទាប់ពីបានកាហ្វេហើយសាំងអ៊ូក៏ឲ្យលុយនាងភ្លាមជីហេក៏មិនដឹងនិយាយមិនដែរណាមានតែទទួលមកឲ្យអាប់លុយទៅវិញនឹងឯងសាំងអ៊ូផឹកបានមួយចេបក៏ធ្វើមុខឈ្មោលនាងក៏ថាកាត់អីមែនឬមួយក៏ប៉ះកាហ្វេខូចគេថាអីទេតែរសជាតិអត់ឆ្ងាញ់ដូច
កាពីមុនណាទាំងតែសារធាតុផ្សំក៏នៅតែដដែលសោះជាយាថាផ្លាស់ប្ដូរអីផងរសជាតិក៏នៅតែដូចកាហ្វេលាយទឹកដដែលហ្នឹងភ្លាមនោះនេះក៏កលេចឃើញថាសាំងអ៊ូពីអបច្រាស់ទៀតលង្កាំងខ្លាំងកូនស្រីក៏កានឹងខ្លួនឯងដែរណាពាក់ឡើងមួយថ្ងៃហីហើយនាងក៏និយាយលេងសើចជាមួយផ្លាស់ប្ដូរបរិយាកាសបន្តិចទៅចាប់តាំងពីពេលនោះមកចៃយ៉ងក៏ត្រឡប់មកធ្វើខ្លួនហៃអាទៀតហើយទំនេរក៏មកលេងស្គីជាមួយនឹងសិស្សច្បងណាតែក៏នឹងអង្គុយសង្ហេះសង្ហោយម្នាក់ឯងសិស្សច្បងក៏មកសួរថាកើតអីមិនក៏ធ្វើមុខសែនអញ្ចឹងមនុស្សដូចចាងចៃយ៉ងចាស់សែនដែរមានរឿងអីមែនឬក៏ជារឿងមនុស្សស្រីចៃយ៉ងក៏ថាគេមកដូចសិស្សច្បងឯណាហើយមានអីអត់មករកគេហ្នឹងណាចង់ឲ្យធ្វើអីមែនហើយគាត់គឺពិតជាមានបំណងវែងយ៉ាងមែនណាតាមពិតទៅគាត់បានបាក់ភោជនីយដ្ឋានថ្មីតែអត់មានក្មេងរត់តុកសង្ហាសោះបើសិនជាអាចជួយណែនាំឲ្យបានអត់ឬក៏ជួយផុសនៅក្នុង social media ប្រម៉ូទឲ្យគាត់ក៏បានដែរថ្មីអាចទៅហៅភៀវបានណាក៏ប៉ុន្តែចៃយ៉ងក៏ស្ម័គ្រចិត្តទៅជួយដល់ខ្លួនឯងគាត់នឹងសប្បាយចិត្តខ្លាំងនិយាយហើយណាហាមកន្លះសំដីវិញតែមានភៀវច្រើនណាអាចរវល់បន្តិចហើយគេថាបែបនឹងរត់តែល្អចង់តែធ្វើខ្លួនរវល់នឹងឯងគាត់ក៏សប្បាយចិត្តហឹកហាក់រត់ទៅប្រាប់មិត្តភក្តិភ្លាមគឺថាធ្វើខ្លួនឲ្យរវល់ដើម្បីកុំឲ្យគិតដល់អូននឹងណាចំណាយសាំងអ៊ូពេលត្រឡប់ដល់ផ្ទះវិញក៏ឃើញថានៅមុខបន្ទប់របស់គេសុទ្ធតែកដាខិតតបាននិងកដាកសានអីជាដើមមានន័យថាមួយរយៈនេះម្ចាស់បន្ទប់បានមកទេឬក៏និយាយប្រាប់ខ្លួនឯងថាឥឡូវនេះដូចដើមវិញហើយតាគ្មានអីចម្លែកផងក៏ប៉ុន្តែយប់ឡើងក៏ដេកព្រួយឬមួយគេរត់ទៅនៅកន្លែងផ្សេងមែនទៅដឹងឆាច់មើលទូរស័ព្ទលេងផងណាក៏បានឃើញ Instagram របស់គេផុសរូបនៅថ្ងៃដែលពួកគេបានឡើងសន្ទនាភាសាបារាំងជាមួយគ្នាអូមានន័យថាគេលុបរូបនឹងចាស់ក៏គ្មានន័យដែរព្រោះបានផុសក្នុង Instagram ហើយដែរហ្នឹងគ្នាមកជាការភ្ញាក់ផ្អើលទៅបានឃើញណាស្អីគេផុសរូបតាមតែចិត្តអត់ចូលយោបល់គ្នាសោះតាមពិតសប្បាយចិត្តដែរសោះហ្នឹងណាជាហេតុធ្វើនឹងដល់ហេតុការណ៍ថ្ងៃនោះទៀតក៏ភ្លេចខ្លួនញញឹមណាហើយក៏ screenshot ទុកពើបណែហើយក៏អត់ទាន់ជប់ប៉ុណ្ណឹងទេចូលមកនៅក្នុង account របស់គេហើយក៏បានឃើញរូបថ្មដែលគេទៅតែផុសណាគឺថតជាមួយនឹងសិស្សច្បងដែលទៅលេងស្គីជាមួយគ្នានឹងឯងមើលបដាក៏ថាគេបណ្ដាថាមកទៅក្រុងក្មេងស្ទាវថាគេមែនតែ screenshot ទុកពើបចេះតែមានហ្មងមើលបន្តទៅទៀតឃើញរូបណា cute ក៏អាចស្រឡាញ់ក៏ screenshot ទុកទៀតកូន scroll មើលរូបចាស់បន្តទៀតហើយក៏ screenshot ទុករហូតមិនទេ scroll ទៅក្រោមយូរទៅក៏បានឃើញរូបដែលថតជាមួយសិស្សច្បងនៅភោជនីយដ្ឋានថ្មីរបស់គាត់នឹងបានឃើញ location ទៀតមិនថាឆ្ងាយដល់ហើយស្គាល់កន្លែងហើយក៏មានអារម្មណ៍ថារារែកចង់ទៅរកគេដល់កន្លែងហ្នឹងណាអារម្មណ៍មិនស្ងប់ក៏ទៅអង្គុយធ្វើលំហាត់នៅក្នុងបណ្ណាល័យតែមកអង្គុយឡើង2ម៉ោងហើយតែមានអារម្មណ៍ថាដូចជាបានអីសោះភ្លាមនោះជាយាក៏បានដាក់ចម្រោកនៅបបួលទៅអង្គុយនៅខាងក្រៅជាមួយគ្នាព្រមទាំងសួរភ្លាមតើកើតអីឬអត់មានអីដែលមិនសូវសប្បាយចិត្តអត់អីចឹងណាព្រោះមួយរយៈនេះសង្កេតឃើញថាសឹងដូចជាអង្គុយភ្លឹកម្នាក់ឯងរហូតហើយនៅក្នុងបណ្ណាល័យមិញណាក៏ឃើញអង្គុយបលេងដង្ហើមធំរហូតដែរសាំងអ៊ូក៏ព្រមប្រាប់ណាមកពីមួយរយៈនេះមានបញ្ហាមួយដែលមិនអាចដោះស្រាយបានសោះនាងក៏សួរភ្លាមតែជាបញ្ហាអីដែរអាននិយាយប្រាប់នាងបានណាមានមនុស្សច្រើនណាស់ប្រាប់ថានាងឆ្លាតទោះបីជាម្ដងបងក៏ដោយពេលនឹងកូនស្រីក៏នៅតាក់ទើឬក៏និយាយពង្រៀងប្រាប់នាងណាថាបញ្ហាបានកម្ចាត់ចោលហើយតែ system ក៏នៅតែមិនទាន់ដំណើរការបានប្រក្រតីវានៅតែតាក់ញយដងណានាងក៏ថាបានចឹងដើមហេតុមិនមែនជាបញ្ហាដែលបានកម្ចាត់ចោលនោះទេអញ្ចឹងសាក restore វាមកវិញហើយពិចារណាសាជាថ្មីទៅមិនដែរសាំងអ៊ូក៏ចាប់អារម្មណ៍វិធីនេះណាកំពុងតែអង្គុយពិចារណាភ្លាមនោះក៏កលេចទៅឃើញចៃចង់កំពុងតែត្រូវបានសិស្សប្អូនសុំវល់ឲ្យទៅណាត់ date ជាមួយគ្នាបើមានគេទៅនឹងទីទីស្រីបានច្រើនណាតែចៃយ៉ងបដិសេធព្រោះគេត្រូវតែធ្វើការងារ part time មិនអាចទៅជាមួយបានទេសុំវល់មិនក៏មិនព្រមដែរដាកិច្ចពីអ្នកនឹងទៅកូនស្រីក៏នឹកឃើញវិធីមួយភ្លាមឬក៏និយាយពង្រៀងជាមួយនាងទៀតដែរថាគេអាចចិត្តក្តៅពេកដែលកំចាត់បញ្ហានឹងចោលណាជួនកាលក្នុងបញ្ហានោះក៏មានទិន្នន័យសំខាន់ដែរនាងក៏ញញឹមសប្បាយចិត្តណាដែលមានចំណាយអាចជួយគេបានបើអញ្ចឹងនាងសុំអ្វីម្យ៉ាងវិញបានអត់សាំងអ៊ូក៏អូខេដើម្បីជាការតបស្នងទៅវិញណានាងក៏ធ្វើមុខជួណាមិនចាត់ទុកថាជាការតបស្នងក៏បានដែរគឺនាងសុំចេញទៅញ៉ាំអីជាមួយគ្នាមកពេលបានអត់តែមិនញ៉ាំនៅកងទៀនទេណាញ៉ាំនៅខាងក្រៅសាំងអ៊ូថាបានអញ្ចឹងចេញទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាថ្ងៃនេះតែម្ដងទៅមិនដែរនាងក៏រត់ទៅសប្បាយចិត្តទៀតមនុស្សស្មានថាលឿនដល់ថ្នាក់នេះហើយប្រកាសណាកន្លែងដែលកូនស្រីយើងនាំទៅគឺភោជនីយដ្ឋានដែលចៃយ៉ងបានទៅធ្វើការងារ part time នឹងឯងរកលេសមកទៅបានជាយាយក៏និយាយរពិលពុជតែម្នាក់ឯងទៅណាថាញ៉ាំអីអញ្ចឹងទៅតែសាំងអ៊ូនេះគឺថាភ្នែករំបីរកមើលបងរហូតអត់ចាប់អារម្មណ៍នេះខាងនេះទេមកក៏ដើម្បីជួបបងនឹងឯងមិនយូរប្រហែលចៃយ៉ងក៏បានចង់មកក្រោមលើកមកហូបមកឲ្យភៀវណាក៏កលេចតែឃើញសាំងអ៊ូជាមួយជាយាយល្មមដំបងក៏ចម្លែកចិត្តណាក្រោយមកក៏តូចចិត្តវិញនឹងថាមកដល់ទីនេះប្រហែលជាមិនដឹងតែគេធ្វើការនៅនឹងណាបើសិនជាដឹងប្រហែលជាមកទេអារម្មណ៍ធ្វើការបតបដោយហើយមកហូបទៅឲ្យសិស្សច្បងឲ្យក៏សុំសម្រាប់សិនរួចដើរចេញទៅក្រៅវឹងកូនស្រីក៏លេចឃើញចឹងក៏ភ័យបដោយតិចថាគេចេញទៅធ្វើការទៅមិននៅបងអង្គយូរទៀតទេរត់ចេញទៅតាមភ្លាមជីហែក៏មើលតាមឆ្ងល់ណាមិនក៏រត់ទៅខាងហ្នឹងព្រោះបន្ទប់ទឹកនៅខាងនេះវិញណាក៏លេចមកខាងក្រៅជីយ៉ាងកំពុងតែឈរនិយាយទូរស័ព្ទជាមួយណាម្នាក់ណាសាំងអ៊ូក៏ដើរតាំងដំឡងទៅរកគេហ្មងតែគេក៏នៅនិយាយទូរស័ព្ទបន្តធ្វើជាអត់ខ្វល់ណាកូនស្រីនៅឈរអុយឡើងមកសបកដែរឬក៏និយាយឡើងបងដាក់ទូរស័ព្ទចាស់សិនទៅព្រោះមានរឿងសំខាន់ចង់និយាយជាមួយបងណាចៃយ៉ងឈុកកាំងខ្លាំងមែនទែនបានលឺអូនហៅតបងជាលើកដំបូងអូយព្រមហៅតបងហើយ
ហើយមានមិនទៀតព្រមដាក់ទូរស័ព្ទចុះមែនអូយទៀងសោកូនស្រីក៏វល់មកទៀតនិយាយលំផ្អែមបងពួកយើងមកធ្វើហ្គេមជាមួយគ្នាទៀតណាគេល្អសម្លាយតែម្ដងថ្ងៃមុនទៅថាធុញទ្រាន់គេសោះហ្នឹងណាថែមទាំងដេញក្បាលគេចេញទៅឆ្ងាយឆ្ងាយទៀតតែធ្វើដាក់គេដល់ថ្នាក់ហ្នឹងហើយនៅបបួលឲ្យមកធ្វើហ្គេមជាមួយគ្នាទៀតហ៎កំពុងតែលេងសើចជាមួយគេមែនកូនស្រីក៏ប្រាប់តាមត្រង់ថាត្រូវការ designer ដែលមានសមត្ថភាពដូចជាបងហ្នឹងណាចៃយ៉ងចាប់ផ្ដើមមួម៉ៅហើយមកលួងលោមតែមិនប្រមាណម៉ាត់នឹងឲ្យគេធ្វើតាមមែនហើយក៏ឈប់ហៅថាបងទៀតទៅកូនស្រីថាបងជាអ្នកឲ្យហៅមិនចឹងហ៎គេថាមិនបាច់ទៀតទេឈប់ហៅទៀតគឺថាតឡើងសលេងដាក់គ្នាទៅមកណាចៃយ៉ងក៏ធ្វើចិត្តជាវិញហើយចោះជុំនិយាយពីវាទៀតទៅព្រោះគេមិនមែនជាមនុស្សយន្តដែលគ្មានអារម្មណ៍ដូចជាសាំងអ៊ូនោះទេហើយគេក៏នឹងមិនត្រឡប់ទៅធ្វើ project បង្កើតហ្គេមទៀតដែរដែលជាមួយសង្សារស្ងាត់ហើយក៏ត្រឡប់ទៅផ្ទះវិញទៅប្រច័ណ្ឌដែរសោះហើយក៏ដើរចេញមកវិញអត់រងចាំស្ដាប់អីទាំងអស់ប៉ុន្តែអត់ត្រឡប់ចូលភោជនីយដ្ឋានវិញទេចេញទៅក្រៅទីឡើងយូរសិស្សច្បងឡើងល្អូណាថាទៅណាយូរម៉ែមិននឹងគាត់ធ្វើកម្មម្នាក់ឯងឡើងវល់ក្បងគេក៏សុំទោសតោះសិស្សច្បងក៏សួរទៀតថាម្នាក់នឹងអង្គុយតុកនៅត្រង់នោះគឺជាមិត្តភ័ក្តិរបស់គេមែនគេក៏បដិសេធថាអត់ទេគាត់មិនជឿមិនឃើញដើរចេញទៅជាមួយគ្នាសោះហើយក៏យកឯកសារនេះទៅឲ្យមិត្តភ័ក្តិវិញផងគឺសាំងអ៊ូបានផ្លេចឯកសារនៅលើតុហ្នឹងណាតែបងក៏នៅធ្វើឲ្យមិនចាប់អារម្មណ៍ទៀតគង់តែមកយកខ្លួនឯងនឹងឯងក៏លេមកូនស្រីដដាត្រឡប់ទៅវិញគឺថាដើមមួយម៉ាំងបានស្ដាប់ថាជីយាបាននិយាយអីខ្លះទេនាងក៏ដើរនិយាយតែម្នាក់ឯងឲ្យមានក្តីសុខទៅណាតែអ្នកគ្នាគឺទៅដល់បងបាត់ហើយនាងក៏បំរុងថាបបួលទៅហាងកាហ្វេជាមួយគ្នាបន្តតែសាំងអ៊ូក៏សុំត្រឡប់ទៅវិញបដិញ្ញាចិត្តនឹងខ្លួនឯងហើយថានឹងរកវិធីដែលសមហេតុសមផលជាងនេះដើម្បីទាញគេត្រឡប់មកវិញឲ្យបានណាអីស៊ូឡើងចំណាយចៃយ៉ងទៅអត់ខ្វល់ទេតែក៏យកឯកសារមកជាប់ខ្លួនដដែលហើយក៏នៅអង្គុយសម្លឹងហើយក៏បិទភ្នែកធ្វើដូចជាមិនចង់ឃើញណាយ៉ាងណាក៏ត្រូវតែហាមចិត្តខ្លួនឯងឲ្យបានមិនយកទៅឲ្យជាដាច់ខាតតែចង់បញ្ចប់ក៏មិនអាចយកឈ្នះចិត្តខ្លួនឯងបានដដែលនឹងនិយាយជាមួយខ្លួនឯងយ៉ាងហួសចិត្តគេនេះពិតជាចិត្តងាយមែនគ្រាន់តែប៉ុណ្្នឹងសោះក៏មិនអាចហាមខ្លួនឯងបានដែរធាក់តុកយ៉ាងមួម៉ៅធ្វើឲ្យឯកសារនឹងជ្រុះធ្លាក់រស់រាយទៀតក៏ត្រូវតែងើបទៅរើសវិញណាគឺជាឯកសារទៅទៅនឹងការបង្កើតហ្គេមរបស់សាំងអ៊ូនឹងឯងប្រមូលក៏បានឃើញកំដួលរបស់ខ្លួនឯងណាមិននឹកស្មានថានៅតែរក្សាទុកទៀតគ្រាន់តែប៉ុណ្្នឹងក៏ចិត្តទន់ដូចជាហួយទៅហើយខណៈដែលសាំងអ៊ូកំពុងតែអង្គុយអានសភើពីវិធីអូទានជាមនុស្សអីអញ្ចឹងណាបើគ្នាមិនចេះត្រូវតែអានអញ្ចឹងឯងតែក៏មិននឹកស្មានថាវាមានច្រើនដល់ម្លឹងណាមិនដឹងតែអាចធ្វើបានអត់ទេអស់កម្លាំងចិត្តបដ ாய் ហើយក៏ទាញទូរស័ព្ទឆាតទៅរកគេតែម្ដងទៅតែហើយគេថាបងទៀតហើយបងចេះយ៉ងជួយពិចារណាសំណាម្ដងទៀតបានអត់តែក៏នឹកឃើញហាត់ការដែលគេមិនពេញចិត្តដោយសារតែហាត់គេថាបងនឹងបញ្ជាឲ្យឈប់ហៅបងទៀតលុបសារនឹងចៅសរសេរថាសិស្សច្បងវិញខ្លាចធ្វើឲ្យគេមិនពេញចិត្តទៀតហ្នឹងណាភ្លាមនោះចេះយ៉ងក៏បានដាំរកនឹងថាអានសភើអស់ហ្នឹងស្មានតែបានផលមែនអានហើយក៏ថាអាចអូទាញជាមនុស្សបានពិតមែនបានជាគេមកដល់ហើយកូនស្រីក៏សារភាពកំហុសតែម្ដងទៅថាពេលនោះខ្លួនពិតជាធ្វើទង្វើមិនត្រឹមត្រូវចំពោះសិស្សច្បងពិតមែនដូច្នេះក៏ចង់ផ្សះផ្សាឡើងវិញណាគេក៏ហាយតែមិនបាញ់និយាយទៀតទេហើយក៏យកឯកសារនេះទៅវិញទៅគ្មានអីទៀតទេគេទៅហើយក៏ដើរចេញទៅមែនណាកូនស្រីក៏ស្ទាក់ស្ទើរប៊ីនឹងហៅហើយណាតែក៏អត់វិញបើហើយគេឈប់ហើយក៏មិនដឹងនិយាយអីទៀតចឹងណាហើយពេលដែលបាក់មើលឯកសារក៏បានឃើញថា character គេបានគូបន្ថែមទៀតមានជាការបន្ថែមមកពាក្យមុខ speak តាមនឹងកាន់កាហ្វេនឹងទៀតណាគឺជាកាហ្វេដែលសាំងអ៊ូចូលចិត្តមានន័យថារូបនឹងតំណាងឲ្យសាំងអ៊ូនឹងឯងបានឃើញបែបនេះហើយកូនស្រីក៏មិននៅស្ទាក់ស្ទើរទៀតទេងើបហើយគេឈប់ភ្លាមណែបងឃើញគេធ្វើមុខសប្បាយចិត្តដែរហ្នឹងណាតាមពិតរំពឹងទុកថាចង់ឲ្យអូនហៅដែរអីល្បិចសាហាវសាំងអ៊ូក៏ញ៉ាំមកបាប់សំវណាបងមិនមែនជាសិស្សច្បងទេក៏គ្មានអ្នកណាមកជំនួសបានដែរត្រូវតែជាសិស្សច្បងម្នាក់កូនដូច្នេះហើយជឿគិតម្ដងទៀតបានអត់នឹងជឿជាក់ថាពួកយើងអាចធ្វើទៅជាមួយគ្នាបានណាបងណាអូហៅថាបងវិញហើយអេអ្នកឃើញគេចិត្តទន់ទៀតថែមទាំងដើរចូលមកចិត្តអូនវិញនឹងសួរបញ្ជាក់សិនថាធ្វើតន់ធើមនេះអត់កូនស្រីក៏ងក់ក្បាលតែអាចធ្វើតន់ណាគេថានឹងផ្លាស់ប្ដូរ character ថ្មីទាំងអស់ព្រោះ character ចាស់របស់សាំងអ៊ូមិនអាចយកជាការបានទេកូនស្រីក៏ងក់ក្បាលយកព្រមទៀតថែមទាំងញញឹមឲ្យគ្នាទៅវិញទៅមកអូឡើងឈួតហើយបរិយាកាសឡើងភេងស្រស់ស្រួលគ្នារួចហើយស្អែកឡើងក៏មកជួបគ្នាសាំងអ៊ូបានយកតារាងការងារមកឲ្យមើលណាគេអានឲ្យកវីក្បាលតែម្ដងតារាងការងារតឹងរឹងសាហាវហើយសាំងអ៊ូក៏បញ្ជាក់ប្រាប់ថែមទៀតបើធ្វើការជាមួយគ្នាមានលក្ខខណ្ឌពីរយ៉ាងដែលគេត្រូវប្រតិបត្តិទី1ត្រូវផ្ញើការងារតាមពេលកំណត់ហើយទី2ត្រូវធ្វើការយ៉ាងយកចិត្តទុកដាក់មិនអាចធ្វើលំបានទេចៃយ៉ងក៏អត់និយាយអីទាញភេសជ្ជៈយកមកផឹកហើយក៏ចង់ក្អួតទៀតចេះតែមិនអាចគេផឹកកាត់ដែរកូនស្រីថាបើសិនជាសិស្សច្បងមិននិយាយអីមិនថាយកប្រូមែនណាប្រជុំលើកក្រៅត្រៀមយក plan ថ្មីមកឲ្យមើលផងគេឡើងហួសចិត្តនិយាយមើលតែអ្នកលេងលើកក្រៅនេះគឺជាថ្ងៃស្អែកនេះហើយសាំងអ៊ូក៏អាចហាត់ផលថាវិគៀកថ្ងៃមែនតើណៃអញ្ចឹងមិនអាចខាត់ពេលនឹងការរៀប plan បានទេដូច្នេះហើយទុកពេលឲ្យត្រឹមម៉ោង12យប់នេះត្រូវតែផ្ញើរបាយការណ៍ឲ្យមើលត្រួសសិនណាចៃយ៉ងអស់វិចារតែ
ម្ដងធ្វើចរិតមើលតែអ៊ំនៅ office ហើយរបស់ញ៉ាំដែលទិញមកឲ្យគេនឹងសុទ្ធតែរបស់បុរាណសាំងអ៊ូអត់ខ្វល់ត្រៀមខ្លួនចាញ់ទៅវិញតែចាយ៉ងក៏ចាប់ដៃខាត់កំតនអាយទៅប្រញាប់ទៅណាគ្រាលង្កាំងហើយក៏លាស់ដៃចេញភ្លាមឬក៏ប្រាប់ថាមានធុរៈសំខាន់ដែលត្រូវតែធ្វើបន្តគេក៏សួរទៀតថាជាធុរៈអីតែកូនស្រីមិនចង់ប្រាប់ម្យ៉ាងទៀតលើកក្រៅក៏ជួយប្រយ័ត្នប្រយែងនឹងការមកប៉ះខ្លួនដែលមិនបានប្រាប់ដំណឹងជាមុនផងព្រោះគេមិនសូវសប្បាយចិត្តនឹងរឿងហ្នឹងទេចាំជួបគ្នាថ្ងៃប្រជុំលើកក្រោយគេថាចាំបាច់និយាយថាលើកក្រោយធ្វើអីមិនក៏មិននិយាយថាថ្ងៃស្អែកហ្មងទៅវែងឆ្ងាយមែនសាំងអ៊ូក៏ហីទៅចង់និយាយមិនក៏បានដែររួចក៏ដាក់ចេញទៅមែនតែនគេក៏បានយករឿងនេះទៅប្រាប់សិស្សប្អូនណាបែរនឹងថាសិស្សច្បងត្រូវបានគេបោកហើយមកធ្វើ project ពាក់កណ្ដាលធើមអញ្ចឹងណានឹងតាន់មែនហើយរឿងនេះវាក៏ស្ថិតនៅលើគុណភាពសម្រាប់អ្វីដែលសាំងអ៊ូត្រូវការគឺច្បាស់ជារបស់ដែលមានគុណភាពខ្ពស់នឹងឯងអាចទៅរួចអត់ចែយ៉ងក៏យល់ស្របភ្លាមលុះសាំងអ៊ូក៏ឆានមករំលឹកសល់តែ5នាទីទៀតទេណាអត់ទាន់ឃើញគេផ្ញើផ្លានមកឲ្យមើលទេសិស្សប្អូនថាឃើញហ៎ដាក់សម្ពាធតាំងពីដំបូងអញ្ចឹងឆាប់ដកខ្លួនចេញទៅមិនល្អទេចែយ៉ងក៏ជំទាស់ភ្លាមនឹងគេមិនហៅថាដាក់សម្ពាធទេគេហៅថាយកចិត្តទុកដាក់អីកាន់ជើងអូនទៀតហើយក៏ឈប់មើលសារញញឹមទៀតណាពេញចិត្តឲ្យអូនតាមរំខានដែរចំណែកសាំងអ៊ូក៏កំពុងតែរងចាំឲ្យគេតបឆានមកវិញដែរតែចាំនឹងយូរឲ្យឃើញតបមកវិញសោះក៏សម្រេចចិត្តថាខលទៅវិញតែក៏រៀងតាក់ទើដែរហ្នឹងណាខ្លាចតែពេលនឹងគេរវល់អីអញ្ចឹងហើយចៃយ៉ងក៏កំពុងតែតបឆាតទៅវិញដែរថាគេអាចចាត់ការបានមិនអីទេតបឲ្យភ្លាមកូនស្រីក៏ខំមកផ្លែតចម្លាច់ចិត្តខ្លាំងនឹងសប្បាយចិត្តខ្លាំងដូចគ្នាតែកំពុងតែគិតអីហ្នឹងមិនខំរកគេមុនណាហើយទទួលភ្លាមកូនស្រីក៏ប្រាប់ថានឹងជាឈូសាំងអ៊ូគេថាដឹងហើយមិនការអីមែនសាំងអ៊ូក៏ប្រាប់ឲ្យអូននោះថាឥឡូវម៉ោង 2:10 ហើយណាអត់ឃើញគេផ្ញើផ្លែនអីមកឲ្យមើលផងបងនេះហួសចិត្តហើយហួសចិត្តទៀតស្មានតែរឿងអីតាមដល់ហើយចាំគេយកទៅឲ្យមើលស្អែកនេះក៏បានដែរហើយកូនស្រីក៏បញ្ជាក់ប្រាប់គេទៀតណាថាលើកក្រោយធ្វើការទៀងម៉ោងផងគេក៏ដឹងហើយសុញសានច្រើនមែនសាំងអ៊ូលើកក្រោយនិយាយគ្នាតាមទូរស័ព្ទអញ្ចឹងហើយមិនបាច់ឆ្លើយឆ្លងគ្នាតាមសារទៀតទេកូនស្រីក៏សួរថាហេតុអីទៅគេថាបែបហ្នឹងវាល្អជាងហ្នឹងមានតែប៉ុណ្្នឹងឯងសបិនល្អណាសាំងអ៊ូក៏ឆ្លើយមកវិញថាបងក៏សបិនល្អដូចគ្នាណាឆ្លើយហើយក៏ជួយបិទយ៉ាងលឿនបងគ្នាមានម្នាក់ឯងនឹងក្មេងតូចរួចហើយក៏មិនលេងអត់ប្រយោជន៍ទៀតទេត្រឡប់ទៅធ្វើ project បន្តភ្លាមមានកម្លាំងចិត្តសើតអង្គុយធ្វើនៅក្លឹបយ៉ាងយកចិត្តទុកដាក់អូនសោករួនក៏កំពុងតែលេងទូរស័ព្ទក្បែរនឹងដែរអូចៅអូឡានក៏ឃើញជីហេបានផុសរូបរបស់សាំងអ៊ូទៀតហើយក៏បង្ហាញឲ្យចៃយ៉ងមើលភ្លាមដោយសារតែអូនសោករួនកំពុងតែចាប់អារម្មណ៍ជីហេចៃយ៉ងក៏ទៅបានដឹងដែរលឺនិយាយថាចាប់អារម្មណ៍ជីហេដែរក៏មិននឹកស្មានថាជីហេម្នាក់នេះអូនសោករួនក៏សួរភ្លាមថាម្នាក់នឹងជាណាឃើញនៅខាងក្រៅសង្ហាអត់ការតុបតែងខ្លួនមិនដែរចៃយ៉ងក៏ថាមានអីគ្រាន់បានដែរតាហើយពេលញញឹមក៏គួរឲ្យស្រឡាញ់ទៀតលឺជាសារផ្ទាល់ខ្លួនណាឥឡូវមិនបានទេណាហើយក៏បន្តធ្វើការដាច់យប់ទៅអូនសោករួននាំទៅផ្ទះវិញក៏មិនទៅដែរត្រូវតែធ្វើរួចតាមពេលកំណត់ណាស្អែកឡើងក៏យកទៅឲ្យមើលព្រមទាំងអង្គុយចាំអត់មើលយ៉ាងរំភើបថាអូននឹងនិយាយអីខ្លះចឹងណាបន្ទាប់ពីពិនិត្យមើលអស់ហើយសាំងអ៊ូក៏អូខេយកតាមនឹងក៏បានដែរគេក៏ញឹមអ៊ំមានទៀតសប្បាយចិត្តនឹងណាហើយក៏ឲ្យខមមិនបន្តតាមពិតចង់ឲ្យអូនសរសើរច្រើនជាងនេះហើយក៏ធ្វើជារអ៊ូរទាំស្មានតែផ្លែនប៉ុណ្ណឹងត្រូវតែធ្វើឲ្យមកយប់មែនទូចគេរហូតកូនស្រីថាបើសិនជាមិនមែនជាសិស្សច្បងក៏មិនសង្ឃឹមដែរមកពីសិស្សច្បងពូកែហ្នឹងណាបានលឺបាប់នឹងក៏អៀនទៀតអូយខ្ជិតសាហាវស្អីទៅគាត់នេះហើយកូនស្រីតែសុំប្រាប់មុនឲ្យហើយមកពិសេសច្បងធ្វើបានល្អចឹងហើយក៏នឹងអាយក្បាលជារង្វាន់មិនមែននិយាយលេងទេគឺងើបបងអាយក្បាលរបស់គេមែនអូវ៉ាវបងនឹងមានជាការគាំងផឹងស្មារតីតែម្ដងមិននឹកស្មានតែធ្វើមែនធ្វើហើយក៏អៀនខ្លួនឯងដើរចាញ់វឹងចៃយ៉ងក៏រត់តាមភ្លាមមិនដឹងធ្វើអីនិយាយមកមើលអូនក៏បាត់សាច់ជាដាច់ខាតគេក៏តាមនិយាយបបាច់បបាយសួររកហេតុផលទៅធ្វើដើម្បីអីចឹងណាដល់ម៉ោងយ៉ាមហាថ្ងៃត្រង់ចៃយ៉ងនឹងជីហេមកអង្គុយធ្វើមុខយ៉ាដាក់គ្រានៅកង់ទីនណាគេលឺថាសាំងអូននឹងញ៉ាំអាហារថ្ងៃត្រង់នៅទីនេះមិននឹកស្មានថានេះក៏មកដែរសោះមានគេថាកិនចឹងដូចតែគ្នាមិននឹកស្មានថាសិស្សច្បងក៏មកដែរសិស្សច្បងអាចញ៉ាំអីម្នាក់ឯងទេគេថាប្រកាសហើយចៃដនអីគេមានប្រជាប្រិយភាពខ្លាំងមិនចាំបាច់ញ៉ាំតែម្នាក់ឯងទេលក្ខណៈតែចង់អួតណាមិនយូរប្រហែលសាំងអ៊ូក៏បានមកដល់ហើយពេលហ្នឹងក៏ទៅដាំឲ្យមកអង្គុយជិតគ្នាបោកឆាកសង្គ្រាមខ្លាចជាម្ចាស់បេះដូងអូនហើយសាំងអ៊ូចូលសម្លឹងមើលភ្លឹកពីអ្នកនឹងមិនដឹងកាត់អីទេដាក់សម្ពាធឲ្យគ្នារើណាចុងក្រោយសាំងអ៊ូក៏ជ្រើសរើសអង្គុយជិតជីហេនាងញញឹមមុខរីកសាហាវចំណែកចៃយ៉ងវិញទៅបួមកក្តារកាហាយខ្លាំងមែនតើរួចនាងក៏សួរថាសិស្សច្បងអត់មានសង្សារទេចៃយ៉ងក៏ឆ្លើយមកបែបឌៀមដាមណាគេអត់ទាន់មានទេព្រោះតែអ្នកខ្លះធ្វើឲ្យជីវិតរបស់គេមួយរយៈនេះមិនគួរឲ្យធុញទ្រាន់ហ្នឹងណារឿងនេះក៏ងាកមកសួរសាំងអ៊ូម្ដងបញ្ហាថ្ងៃមុននោះបានដោះស្រាយហើយមែនអត់ពេលនឹងគាត់ស្រីឡើងបុកពោះដែរណាព្រោះបញ្ហាគឺអង្គុយនៅចំពោះមុខនេះឯងហើយក៏និយាយប្រាប់ទៅណាថាបានដោះស្រាយរួចរាល់ហើយនាងថាបើមានរឿងមិនសប្បាយចិត្តលើកក្រោយឲ្យមកពិភាក្សាគ្នាទៀតបានណាចៃយ៉ងអន់ចិត្តបដ ாய் សុទ្ធតែពិភាក្សាគ្នាទៀតមកឃើញវិញតាមតការងាររហូតក្រោយមកជាយាយក៏បួសាំងអ៊ូចេញទៅក្រៅជាមួយគ្នាបើសិនជាទំនេរតែចៃយ៉ងថា
មិនបានជាដាច់ខាតព្រោះសាំងអ៊ូត្រូវទៅជាមួយគេហើយសាំងអ៊ូនឹងជីហៀក៏សួរព្រមគ្នាថាទៅណាអ៊ីសម័យខ្លួនគេអត់ដឹងអីផងចេះយ៉ាងក៏និយាយអេអញថាទៅនេះមួយគ្នាអូតែការងារថ្មីជាមួយគ្នាត្រូវទៅអូមានជាការងងក់ដាក់ទៀតបន្ទាប់ពីញ៉ាំអីហើយក៏ចាប់ទិញខ្សែកតាបទៅជាមួយភ្លាមចំណែកសាំងអ៊ូមិនដឹងថាគេនាំទៅណាទេក៏នៅទៅមិនចង់ទៅគេក៏នៅតែចាប់ទិញបុកខំឲ្យទៅជាមួយគ្នាតោះទៅបាននឹងថានាំទៅមើលកន្លែងធ្វើការរបស់គេតាបានលឺបាបនឹងក៏រឿងចាប់អារម្មណ៍ណាចង់ឃើញបរិយាកាសកន្លែងធ្វើការរបស់គេដែរចាយ៉ងបានចិត្តបដ ហើយទិញខ្សែកតាបទៅជាមួយគ្នាទៀតពេលបានមកដល់ក្នុងបន្ទប់ធ្វើការគឺបានដេកសំជា design មែនណាមានស្នាដៃជាច្រើនដែលបានដាក់តាំងនៅក្នុងនឹងកូនស្រីក៏ដើរមួយយ៉ាងចាប់អារម្មណ៍ទៅចាយ៉ងក៏ឲ្យរកកន្លែងអង្គុយតាមស្រួលណាហើយយូណាក៏បាននៅក្នុងនឹងដែរចម្លាច់ចិត្តមែនតែសាំងអ៊ូចូលមកទីនេះណាចាយ៉ងថាមិនបាច់ខ្វល់ពីនាងទេរកកន្លែងអង្គុយមកក៏ប៉ុន្តែក្នុងបន្ទប់សឹងតែថាដូចទងសម្រាមនៅលើតុក៏មានសម្រាមអាហារដែលញ៉ាំឲ្យទុកចោលណាងាកទៅណាក៏មានតែសម្រាមក៏ក្រិចខ្លាំងមែនតែនធ្វើចិត្តអង្គុយមិនកាត់ទេក៏មិនជឿគេសម្អាតភ្លាមត្រូវតែសម្អាតលើគេក៏មិនជឿថាលើហ្នឹងម៉េះកូនស្រីថាមែនហើយត្រូវតែសម្អាតឲ្យស្អាតដូច្នេះហើយចាយ៉ងក៏ត្រូវតែងើបគួតមកសម្អាតបន្ទប់សិនដល់មានអូនឈរអប់ដៃចាំពជានៅត្រង់ហ្នឹងតែម្ដងមិនស្អាតគឺមិនអង្គុយហើយក៏មិនអាចឈប់ដែរតោះតែឃើញថាភ្លឹងបានអនុញ្ញាតឲ្យអង្គុយវិញហើយក៏ថាពេញចិត្តនៅចូលមកបន្ទប់គេសោះតែធ្វើខ្លួនតាមតែចិត្តអញ្ចឹងកើតល្អមែនតែក៏ព្រមធ្វើតាមនឹងស្អាតណាហើយក៏នៅធ្វើការជាមួយគ្នាបន្តរហូតដល់យប់ទៅហើយក៏កាន់តែគៀកថ្ងៃដែលសាំងអ៊ូត្រូវបានបញ្ជូនស្នាដៃនេះទៅឲ្យក្រុមហ៊ុនដែរជាសមិទ្ធផលត្រួសឲ្យគេពិនិត្យមើលសិនអញ្ចឹងណាគេឃើញថាមករយៈនេះសាំងអ៊ូរវល់រហូតធ្វើការងារផងរៀនផងមិនហត់ទេអូកូនស្រីថាមកអីទេមករយៈនេះអារម្មណ៍ល្អធ្វើឲ្យមានសមាធិរៀនខ្ពស់ណាចាយ៉ងថាមកពីគេមិនបានទៅរៀនជាមួយទើបធ្វើឲ្យមានសមាធិមែនសាំងអ៊ូក៏ថាមែនអញ្ចឹងទេគេក៏សាកសួររកហេតុផលណាតែក៏ដូចដើមអញ្ចឹងមិនព្រមប្រាប់សោះហើយគេក៏សួរទៀតហេតុអីនៅសុកចង់បង្កើតហ្គេមអញ្ចឹងសិស្សបង្កើតដូចជាសាំងអ៊ូទៅដាក់ពាក្យការងារកន្លែងណាក៏គេទទួលដែរចាំបាច់ខំប្រឹងប្រែងដល់ម្លឹងធ្វើអីគ្នាថាមកពីចូលចិត្តហ្នឹងណាហ្គេមទាំងអស់គឺត្រូវចាប់ផ្ដើមពីចំណុច0ដូចគ្នាហើយលទ្ធផលដែលទទួលបានគឺស្ថិតនៅលើគុណភាពរបស់វាគេចូលចិត្តភាពជោគជ័យដែលសមហេតុសមផលបំផុតហ្នឹងណានេះស្ដាប់ហេតុផលនេះក៏រំជួលចិត្តដែរហើយជ័យយ៉ងក៏សុំអាយក្បាលវិញនឹងថាមួយនីតិតទៅនេះគេនឹងអាយក្បាលណាតែបើមិនចូលចិត្តក៏មិនអីដែរបំរុងនឹងដើរទៅបន្តទៀតតែសាំងអ៊ុក៏ថាមិនចូលចិត្តឯណាអីយ៉ាគឺមានថាមិនបដិសេធទេហើយជ័យយ៉ងក៏មិនបង្អង់យូរទៀតដែរលឹកដៃអាយក្បាលវិញព្រមតែនិយាយឡើងថាបើអញ្ចឹងណាពួកយើងមកធ្វើរឿងដែលចូលចិត្តទៅជាមួយគ្នាណអូមិនដឹងជាស្អីទេតែដូចការសារភាពអញ្ចឹងលឹកស៊ីចម្រៅហ្មងហើយកូនស្រីក៏តែញញឹមម្នាក់ឯងបន្តគឺដល់ហេតុការពេលហ្នឹងណាអូមានជាការអៀនខ្លួនភួយទៀតបរិយាកាសនេះទាំងពីរចាប់ដើមភីងណាស្អែកឡើងក៏ទៅធ្វើការនៅក្លឹបរបស់គេទៀតហើយចៅយ៉ងធ្វើការច្រើនពេកលង្វល់ខ្លួនឯងថាចុច save ការងារតែបើជាអត់ save វិញណាកញ្ញាញ់ខួរបដ ாய்កូនស្រីក៏ឲ្យគេទៅសម្រាប់សិនទៅព្រោះធ្វើការច្រើនពេកខួរក្បាលអត់ដំណើរការណាហើយគេក៏ធ្វើការខុសច្រើនដងហើយដែរទៅសម្រាប់សិនទៅចៅយ៉ងក៏អូខេសុំទៅដេក10នាទីសិនដល់មកចាំជួយដាស់គេផងណាសាំងអ៊ូក៏យកព្រម10នាទីក្រោយមកសាំងអ៊ូសសៀចូលទៅចិត្តគេទៅដាស់គេទៅណាតែប្រើសម្លេងលឹងខ្សោះថាសិស្សបងគេងលក់ហើយមែនបងគេងលក់ពិតមែនអូហើយក៏នៅអង្គុយសម្លឹងនៅហ្នឹងអីមានជាការវិចសក់គេទៀតណែចូលទៅចិត្តសឹមហើយព្រមទៅសួរបញ្ជាក់ម្ដងទៀតថាពិតជាគេងលក់មែនអូបន្ទាប់ពីជឿជាក់ថាគេពិតជាគេងលក់មែនសាំងអ៊ូក៏អាចចូលទៅថាវ៉ាវលេងមែនតើទុបចិត្តលេងបានទៀតហើយ error មែនតើហើយមើលនេះមើលសម្រស់គេផងសម្រស់ឡើងចាញ់ចាំងអ្នកណាទុបចិត្តបានបន្ទាប់ពីដឹងខ្លួនវិញក៏រត់ចេញទៅរុយអូយភ័យបុកពោះ Oh my god ចែយកអត់បានគេងលក់ទេគេស្ទុះងើបឡើងវឹបធ្វើមកងើមានអារម្មណ៍ថាដូចយល់សក់បន្តិចហើយឡើងអញ្ចឹងភាគទី5ទី6ក៏បានបញ្ចប់ចូលដល់ភាគទី7 8ដែរជាភាគបញ្ចប់ដល់ពេលជារឿងចាស់ដែលចេញចប់ស្រាប់អញ្ចឹងមានអារម្មណ៍ថាលឿនណាស់នេះហើយការបញ្ចង់ភាគមុនដែលកូនស្រីលួចថាបគេពេលគេងលក់អូគឺថាបងនៅធ្វើពើបបួលឲ្យមកភោជនីយដ្ឋានជាមួយគ្នាទៀតគឺកន្លែងគេធ្វើការនឹងឯងពេលមកដល់គេរៀបចំផ្សាររៀបចំគ្រឿងក្លែមឲ្យអញ្ចឹងណាគ្នាក៏ឆ្ងល់ក្រាំប្រាប់ថាមិនញ៉ាំអាហារពេលល្ងាចមិនអញ្ចឹងអូគេថាការជប់លៀងត្រូវតែមានស្រាអញ្ចឹងហើយអ្នកណាដាក់ការងារគេធ្វើដាច់យប់រាល់ថ្ងៃត្រូវតែឲ្យរង្វាន់ខ្លួនឯងអញ្ចឹងខ្លះណាកូនស្រីក៏ស្មានតែគេរំលឹកដល់ហេតុការណ៍កាលពីថ្ងៃដែលគេលក់ឲ្យមិនព្រមដាស់អូសាំងអ៊ូក៏ថាដាស់សុចបងឲ្យភ្ញាក់ហើយណាតែអត់ភ្ញាក់ខ្លួនឯងគេក៏ញញឹមទេណាអូអញ្ចឹងហ៎ហេតុការណ៍ពេលនឹងមិនខ្លះគឺថាដឹងទាំងអស់រួចនិយាយឌឺដងទៀតមិនមែនពេលនោះលួចធ្វើអីគេទេអូគ្នាកំពុងតែផឹកទឹកផងឡើងឆ្លក់ចេញពីរត់បាត់ហើយក៏ប្រកែកមកភ្លាមថាខ្លួនមិនជាសិស្សច្បងទេណាតែធ្វើឲ្យឈួតអញ្ចឹងអូរួចក៏និយាយដល់ការងារថាបានផ្ញើអ៊ីមែលទៅឲ្យក្រុមហ៊ុនហើយតិចក៏នឹងដឹងលទ្ធផលវិញណាគេកាន់ហើយទៅកុំនិយាយពីរឿងនេះទៀតរឿងការងារក៏ต้องអនុខាននោះចាត់ការទៅបន្ទាប់មកសាំងអ៊ូក៏សួរនៅក្នុងហាងមានអ្នកណាផ្សេងទេអូហាក់អីក៏ស្ងាត់ម៉ែគេថាម្ចាស់ហាងបានបិទហាងទៅដល់លេងបាត់ហើយអូនលំភ្ញាក់ផ្អើលអញ្ចឹងមានថាមានតែពួកយើងពីរនាក់អញ្ចឹងហ៎គេថាមានអីស្ងាត់ល្អអន្តារួចក៏នឹកឃើញថាសាំងអ៊ូអត់ផឹកស្រាទេក៏និយាយអាសាផឹកជំនួសវិញណាក៏ប៉ុន្តែពេលនោះសាំងអ៊ូសេវាការស្រាមួយលើកអកលើកដាច់ហើយថានទៅសុំបកែវទៀតម៉ែផឹកបានមកស្ទុះ
ក៏ស្វឹងមុខឡើងក្រហមនិយាយងងល់ដឹងរឿងដឹងរ៉ាវទេហើយចេញចរិតក្មេងតូចមកឡើង cute គេក៏សារថាបកាយផឹកដែរអន្តាកូនស្រីក៏ប្រាប់ថាតាមពិតទៅពេលនោះអត់មានអារម្មណ៍ផឹកហ្នឹងណាគេក៏សួរទៀតបើអញ្ចឹងពេលនេះមានអារម្មណ៍មែនហើយសាំងអូក៏សម្លឹងមើលបបរបស់គេណ៎នឹកដល់ហេតុការណ៍នឹកដល់អារម្មណ៍ពេលហ្នឹងសោះក៏លើកអកស្រាមបកាវទៀតដើម្បីដាស់សតិខ្លួនឯងគេលឹងអស់សំណាចអត់ទៅស្វឹងនឹងតែអញ្ចឹងមែនបន្ទាប់មកសាំងអ៊ូក៏បួលមកលេងហ្គេមជាមួយគ្នាគឺហ្គេមឆ្លាស់អាយុគ្នាឲ្យគេធ្វើប្អូនម្ដងចំណែកខ្លួនវិញក៏ធ្វើជាបងគេវិញចឹងណាចឹងយ៉ាងក៏យកព្រមហើយកូនស្រីក៏និយាយជាមួយគេដោយភាសាអត់សមរម្យចឹងណានិយាយកបត់ដូចគ្នាអញអីចឹងគេក៏និយាយជាមួយសុភាមានអីមែនបងអូនក៏ថាមានដឹងអត់គេគឺជាមនុស្សឈួតខ្លាំងណាស់ចឹងយ៉ាងក៏និយាយធ្វើមុខឌឺគេដឹងដែរតាដឹងជាណាទាំងអស់លើលោកនេះទៀតគ្នាមានជាការហួសចិត្តគេនេះពិតជាឈួតផុតលេខហើយតែគូក៏វិចនៅលើមុខគ្នាអញ្ចឹងកើតគេក៏តាមមកវិញបែបដឹងកំហុសចឹងណាគេនេះពិតជាចំមែនមិនគួរណាតគូលើមុខបងអញ្ចឹងសោះហេតុអីក៏ធ្វើអញ្ចឹងណោះចាក់គូលើមុខដែលមានតម្លៃរបស់បងអញ្ចឹងតកើតគេនេះពិតជាអាក្រក់មែនកូនស្រីក៏ថានៅមិនអស់ទេក្រៅពីនេះក៏តែងតែមករំខានគ្នារហូតដើមឡាយក៏ថានឹងអត់ធ្មត់អីណាគេថាអត់ធ្មត់រឿងអីពេលនងគ្នាលង្កាំងបដៅនិយាយអត់ចាញ់ហើយក៏នឹងអង្គុយសម្លឹងមុខគេលឹងយូរដែរហើយក៏ប្រាប់ថាបើសិនជាគេមិនសង្ហាក៏មិននិយាយជាមួយដែរនៅសឹកសឹកក៏សរសើរគេបងនេះក៏បានដៃញាស់ទៀតហើយកាត់ចុះមកចិនទេក៏សួរគេពិតជាសង្ហាមែនបងសាំងអ៊ូកូនស្រីធ្វើជាមិនដឹងមិនលឺមិនយកទៅគេនិយាយពីអីទេក៏ច្រានចាញ់តែបងក៏មិនរៀថយអើនជើមកកាន់តែចិត្តទៀតព្រមទាំងបញ្ជូនកសែតភ្លេចបញ្ជាក់ពីអ្វីមួយយ៉ាងហើយសាំងអ៊ូក៏រកច្រានគេទៀតហើយក៏ប៉ុន្តែលើកនេះគេចាប់ដៃជាប់ហើយក៏ទាញចុះមកចិត្តព្រមទាំងសួរទៀតហើយថាគេពិតជាសង្ហាមែនដល់លើកនេះសាំងអ៊ូក៏ព្រមទទួលតាមត្រង់សិស្សបងក៏ពិតជាសង្ហាខ្លាំងណាស់ហើយកសែតភ្លេចបងក៏ទម្លាក់របងមាត់អូនហើយចាប់ផ្ដើមបើកឆាហើយឬក៏ថាគេសុំប្រាប់មុនទៅហើយណាមុននីតិតទៅនេះគេនឹងថាបើសិនជាចង់រត់ក៏រត់ពេលនេះតើអូមានជាការដាក់បំរាមឲ្យហើយទៀតហើយស្មានតែអូនរត់មែនផ្ទុយស្រឡះមានជាការឆ្មក់ទៅរកគេមុនមិនធម្មតាអូយមកលង្កាំងនឹកស្មានមិនដល់ថាអូននឹងក្លាហានធ្វើមុនបែបហ្នឹងហើយបងក៏មិនទ្រាំទៀតដែរសវ៉ាចាប់កោអូនយកមកថាបន្តទៀតវ៉ាវលើកនេះគឺបែបស៊ីជំរឿអូ my god ណែបោះគេយាយមិនលំលេងអត់ទៅបានទេណាហើយអូនក៏មកប្រឆាំងអីដែរមិនដែរតាមបេះដូងតាមអារម្មណ៍គឺថាបងថាប់យ៉ាងស្ទាត់ជំនាញខ្លាំងមែនតើអូយបកាយទៀតសិនណារឿងកូរ៉េកាលពីសម័យនោះបើមានថាប់ដល់ម្លឹងគឺថាអស់ចាណាមកមើលពេលហ្នឹងហើយគ្រាន់តែបកាយទៀតបន្ទាប់ពីថាប់នឹងអស់ចិត្តហើយបានកូនស្រីយើងភ្ញាក់ខ្លួនហើយបងនេះក៏ធ្វើមកឡើងមានក្តីសោកតែអូននេះគឺបុកពោះភឹបហើយលងខ្លួនទៅមែនតើហើយអូក៏ត្រៀមខ្លួននឹងរត់កិច្ចទៀតហើយណែបរិយាកាសកំពុងតែល្អផងតែចៅយ៉ងក៏ចាប់ដៃតែចង់ទៅណាលួចថាប់គេពីរដងហើយចង់រត់អញ្ចឹងមែនសាំងអ៊ូក៏មានតែធ្វើចិត្តសុំទោសណាពេលថាប់លើដំបងគឺសុំទោសពិតមែនអត់មានអីកាយខ្លួនទេក៏ប៉ុន្តែលើកនេះពួកយើងខុសទាំងពីរនាក់ជិះបំភ្លេចវាចោលបានអត់ដោយសារតែពួកយើងមកថាប់ក្រៅពេលផឹកស្រាអូពួកយើងភ្លឹងភ្លាត់ដោយសារតែស្វឹងទេចៅយ៉ងក៏ប្រកាច់ភ្លាមពួកយើងមិនបានធ្វើអីភ្លឹងភ្លាត់ផងហើយសាំងអ៊ូក៏មានអារម្មណ៍ដូចជាគេមិនអញ្ចឹងអូកូនស្រីក៏វិះដៃចេញមិនព្រមទទួលណាគេថាមិនបាញ់និយាយរឿងអារម្មណ៍ក៏បានដែរឥឡូវគាត់ថាពេលសម្លឹងមើលមកគេបេះដូងលូតញាប់អត់កូនស្រីក៏និយាយធ្វើពើទៀតថាបេះដូងអត់លូតគឺស្លាប់នឹងហើយអូយហួចចិត្តខ្លាំងមិនកំពុងតែរៀនមុខវិជ្ជាជីវៈទេណាសាំងអ៊ូក៏នៅតែមិនព្រមទទួលស្គាល់ចិត្តខ្លួនឯងទៀតថាវាគ្រាន់តែជាអារម្មណ៍មួយឆាវទេបើនៅឆ្ងាយគ្នាយូរទៅក៏នឹងភ្លេចហើយដូច្នេះហើយកុំតន់បោះបង់រឿងហ្គេមណាត្រូវតែជួយគ្នាធ្វើឲ្យចប់ណាគេថាក្នុងកលៈទេសៈនេះនៅមានមុខនឹកដល់រឿងហ្គេមទៀតពិតជាគួរឲ្យខ្ពើមមែនដល់ដំណាក់កាលនេះនឹងឲ្យបញ្ឈប់យ៉ាងម៉េចឲ្យគេបដៅរឿងនេះទៅហើយក៏ធ្វើហ្គេមបន្តដល់មិនគិតអីអញ្ចឹងហ៎ក៏ស្អីគេថាអាចធ្វើបានបើសិនជាគ្រប់គ្រងអារម្មណ៍ណាចៃយកតាហួសចិត្តអូយហួសចិត្តនឹងធ្វើឲ្យគេមួម៉ៅដល់ណាទៀតសាំងអ៊ូក៏ចាប់ផ្ដើមមួម៉ៅដែរបើមិនព្រមមកភ្លេចរឿងនេះចោលនឹងអាចធ្វើម៉េចនឹងធ្វើជាសង្សារនឹងគ្នាមែនគេថាអីក៏មិនបានថាប់គ្នាដល់ថ្នាក់នេះហើយគ្រាន់តែធ្វើជាសង្សារនឹងគ្នាទៅដែលជាមួយគ្នាអីក៏ធ្វើមិនបានអូគឺមានន័យថាបើសិនជាធ្វើសង្សារនឹងគ្នាតែទៅគ្នាទៅក៏អូខេអូ my god បងបាក់ចិត្តនឹងទលាយតែអូនក៏នៅតែទៅអត់ហ៊ានទទួលស្គាល់ពីអារម្មណ៍ខ្លួនឯងទេក៏ច្រានគេចេញហើយក៏រត់ចេញទៅក្រៅវងចេះយ៉ាងក៏មិនព្រមដោះដៃដែររត់ទៅតាមភ្លាមរត់ដេញចាប់គ្នាតាមច្រកលហកតូចធំចឹងណាចលាងគេក៏តាមតន់តដែរចាប់អូទៅផ្ទប់នឹងជាមករតនារួចទៀតហើយសាំងអ៊ូក៏នៅតែរកវិធីចង់រត់គេទៀតណាតែគេថាមិនព្រមគឺមិនព្រមហើយគេសុំពេលក៏បន្តិចសិននៅស្ងៀមហ៊ានតែរត់គេចគេសម្រាប់ចោលហើយសាំងអ៊ូក៏ព្រមនៅស្ងៀមណាហើយគេក៏និយាយមកបន្តទៀតថាបើមានបញ្ហាអីនៅចំពោះមកក៏ប្រឈមមុខជាមួយនឹងបញ្ហាហ្នឹងទៅមិនបាច់គេចវេះទេសាំងអ៊ូក៏នៅតែរឿងតតឹងទៀតណាគាត់និយាយអញ្ចឹងមិនថាម៉េចចាំនិយាយថាដំណោះស្រាយគឺធ្វើជាសង្សារនឹងគ្នាអញ្ចឹងមែនគេថាបើសិនជាមិនទាន់មានទំនុកចាក៏សាកល្បងពីអតីតសិនក៏បានដែរតាអូនក៏នៅតាមមាត់មកទៀតនឹងស្មានថាជា web streaming ដែលសាកល្បងហ្គេមសិនអញ្ចឹងមែនគេថាបើអញ្ចឹងមែនវាមិនខ្លាចតែសាកល្បងឲ្យជាប់ចិត្តចុងក្រោយក៏សម្រាប់ចិត្តដកលុយទៅទិញហ្គេមហ្នឹងមែនអត់សាំងអ៊ូក៏បដិសេធទេភ្លាមតែគ្មានផ្លូវទេគឺមានន័យថាមិន
មិនបើកចិត្តទទួលយកគេសោះចេះយ៉ាងក៏មិនចង់ទទួលទៀតដែរនិយាយអីក៏ពិបាកស្ដាប់ហ៎ឥឡូវចេះវិញសាកល្បងកុំកិច្ចវេះទៀតហើយស្ដាប់សម្លេងបេះដូងរបស់ខ្លួនឯងម្ដងជួនកាលភាពស្មុគស្មាញនៅក្នុងចិត្តវាឲ្យរលាយបាត់ទៅក៏ថាបានដែរដល់គេនិយាយបាបនឹងក៏រឿងភ្ញាក់ខ្លួនណាក៏សម្រាប់ចិត្តថានយោបាយសំណាងនេះទៅគិតមើលសិនសុំទៅពិចារណាបន្តិចទៀតគេនឹងមានជាការអស់សង្ឃឹមដែរណាចង់បានចម្លើយលើណែចុះខ្លាចជាសង្សារនឹងគ្នាលញ័រតែសាំងអ៊ូក៏នៅតែជាសាំងអ៊ូមិនព្រមផ្ដល់ចម្លើយទៅគេសោះពិបាកចិត្តខ្លាំងដែរគិតទៅកំឡុងជាពជាពេទ្យធ្វើអីក៏បំរុងថានឹងឆាតទៅផ្ដល់ចម្លើយតែម្ដងគឺបដិសេធដែរណាតែក៏លុបវិញព្រោះបេះដូងអត់ត្រូវការអញ្ចឹងទេចំណាចេយ៉ងក៏នៅខ្សោះរងចាំចម្លើយអូននឹងថាពេលណាការប្រឡងបានបញ្ចប់ណោះយូណាដែលអង្គុយនៅត្រង់នឹងក៏ឆ្ងល់ថៃចង់ឲ្យចប់លឿនម៉ែថ្ងៃប្រឡងអត់តមកដល់ផងគេមិនបានសម្ដៅដល់ការប្រឡងអញ្ចឹងទេចង់សម្ដៅលើការពិសោធន៍លើការអត់ធ្មត់របស់គេណាតើម្ដងធ្វើអីហើយក៏មិនសូវមានអារម្មណ៍ធ្វើអីទៀតដែរក៏ខលទៅរកអូនសក់រួចដើម្បីទៅញ៉ាំអីជាមួយគ្នាក៏ប៉ុន្តែពេលនោះអូនសក់រួចក៏បានចូលមកក្នុងល្មមថែមទាំងធ្វើមុខសើសើអត់ព្រមទទួលទូរស័ព្ទរបស់គេទេចេះយ៉ងក៏ហៅមកសួរចម្លើយភ្លាមថាកើតអីហេតុអីក៏ធ្វើមុខអញ្ចឹងអត់ទទួលទូរស័ព្ទហើយអត់តបឆាតរបស់គេទៀតអូនសក់រួចក៏នៅធ្វើមុខសើសើមិនព្រមនិយាយអីសោះអត់ហ៊ានមកមុខចំទៀតយូណាក៏ប្រាប់ថាមនុស្សស្រីដែលប៉ែដឹងចូលចិត្តបានមកចូលចិត្តចេះយ៉ងហ្នឹងគេលង្កាំងអ្នកណាទៅអត់ដឹងផងហើយក្រោយមកគេក៏នឹកឃើញភ្លាមកុំប្រាប់ណាតែចង់សម្ដៅដល់ជីហេអូនសក់រួចក៏សុំបងមកទទួលស្នេហារបស់នាងទេមែនអត់ចាត់ទុកថាយើងមានមិត្តភាពដ៏ល្អនឹងគ្នាកុំទទួលស្នេហាពីនាងអីណាចេះយ៉ាងថាមិនអាចទៅរួចទេយកអីមកគិតហ្នឹងអូនសាប់រួចក៏ប្រាប់ទៀតថាមុនហ្នឹងជីហេបានសួរគេថាបងចូលចិត្តអីចូលចិត្តមនុស្សស្រីបែបណាមានថែបបែបណាមានសង្សារនៅអញ្ចឹងណាបើមិនចាប់អារម្មណ៍លើបងអញ្ចឹងមានន័យថាម៉េចថាទៅប្រាប់ថានឹងទៅសារភាពមនុស្សដែលចូលចិត្តទៀតចេះយ៉ាងក៏ភ្លឺភ្នែកភ្លាមដឹងពីបំណងរបស់នាងណារបៀបថាតាមសើបដើម្បីស្គាល់សត្រូវឲ្យច្បាស់អីអញ្ចឹងថែមទាំងនឹងទៅសារភាពសាំងអ៊ូទៀតនៅស្ងៀមមិនបានទៀតទេត្រូវតែផលិតភ្លើងពីដើមខ្យល់ទៅបានហើយគេក៏បានណាត់ជីហេចេញទៅជួបគ្នាអង្គុយផឹកកាហ្វេដែលសាំងអ៊ូតែងតែផឹកហើយក៏ធ្វើមុខឈ្មោះថាមិនឆ្ងាញ់ទៅតែសោះសាំងអ៊ូចេះផឹកតកាតដែរជីហេក៏ប្រាប់ថាមួយរយៈនេះបងសាំងឈូលេងផឹកកាហ្វេម៉ាក់ហ្នឹងហើយគេមានជាការជ្រិញណាដឹងច្បាស់ដល់កឬគេក៏និយាយចូលប្រធានបទតែម្ដងនិយាយអញ្ចឹងនាងចូលចិត្តគេមែនអត់ព្រោះលឺថានាងទៅសួរដេញដោលពីអូនសក់រួញណានាងក៏អេះអូនថាគ្រាន់តែសួរចង់ដឹងប៉ុណ្ណោះអត់មានអីទេគេក៏នៅនិយាយធ្វើពើទៀតណាមិនសារភាពចូលចិត្តគេទេជីហេក៏ប្រកែកភ្លាមថាបានចូលចិត្តសិចបងឯណាចេះតែមានហ្មងចេះយ៉ាងក៏និយាយមកទៀតតែគេចូលចិត្តសាំងអ៊ូអូប្រាប់តាមត្រង់ហើយអត់មានអីត្រូវលាក់លៀមទៀតទេនាងលង្កាំងតែម្ដងណាតែក៏មិនសូវជាចម្លាច់ចិត្តប្រមាណព្រោះកន្លងមកឃើញគេនៅជាមួយសាំងអ៊ូរហូតតាមហួងហៃរហូតហើយចេះយ៉ាងក៏ឲ្យនាងព្រមចោះចាញ់ទៅទោះជាយ៉ាងណាសាំងអ៊ូក៏មិនព្រមទទួលស្នេហាពីនាងដែរជីហេក៏មិនព្រមនឹងងាយទៅណាអរគុណសិស្សច្បងដែលបានជួយណែនាំតែធ្វើបែបនេះដូចជាឈឺឆ្អើររឿងរបស់នាងពេកទៅដឹងឥឡូវនេះឋានៈរបស់ពួកយើងទាំងពីរក៏មិនខុសគ្នាដែរគ្មានហេតុផលអីដែលនាងព្រមចាញ់នោះទេចេះយ៉ាងក៏ងក់ក្បាលយល់ស្របណានាងនិយាយអញ្ចឹងក៏ត្រូវដែរម្យ៉ាងទៀតក៏យល់ពីនាងដែរអ្នកណាក៏ចង់បានសាំងអ៊ូទាំងឆ្លាតទាំងគួរឲ្យស្រឡាញ់និងគួរឲ្យខ្នាញ់ថែមទាំងគ្រប់តាមច្បាប់យ៉ាងតឹងតែងបើសិនជាប៉ែនឹងរៀនចប់បានការងារធ្វើប្រហែលជាបានរួចច្រើនមិនខានទេជីហេក៏ធ្វើខ្លួនមិនត្រូវដែរណានៅសុកបំបោះសម្ដីផ្អែមអញ្ចឹងហើយចេះយ៉ាងក៏បញ្ជាក់ប្រាប់ដូចគ្នាតែគេក៏មិនព្រមចោះចាញ់ដែរបើជីហេនៅតែចាញ់មុខតតាំងអញ្ចឹងទៀតមើលទៅពួកយើងប្រហែលជាត្រូវតស៊ូជាមួយគ្នាម្ដងហើយនាងហួសចិត្តខ្លាំងបងសឹងឈួតដឹងអត់ថាសិស្សបងគឺជាមនុស្សបាបហ្នឹងគឺថាថៃមិនដឹងពួកយើងមានសម្ព័ន្ធភាពដែលស៊ីជម្រៅជាមួយគ្នាសឹងអីម្យ៉ាងទៀតគុំចិត្តតែដាក់ហៅនេះនោះថាបងទាំងដែលមិនមែនជាសាច់ញាតិនឹងគ្នាសោះហើយក៏គុំយកឈ្មោះបន្លែទៅហៅគេអញ្ចឹងបើសិនជាហៅថាលោកឈូគេអនុញ្ញាតណាផ្ដាច់ការទៀតចំណែកសាំងអ៊ូក៏បានមកអង្គុយចាំចែយ៉ងនៅក្នុងក្លឹបណាថែមទាំងអង្គុយចុចម៉ៅប៉ប៉មិនដឹងធ្វើអីគិតការងារក៏មិនចេញយូណារំខានខ្លាំងមែនតែនចង់អានសភៅក៏អានមិនចូលចង់ឲ្យនាងចេញទៅតាមចែយ៉ងឲ្យអត់សាំងអ៊ូក៏បដិសេធដែរណាមិនបាច់ទេព្រោះមិនបានកាត់អីផងយូណាលេងទ្រាំទៀតហើយស្ទុះចូលទៅរកនិយាយគ្នាដឹងរឿងមិនបាច់ធ្វើមុខអញ្ចឹងទៀតទេឥឡូវសួរមកមានរឿងអីចង់សួរក៏សួរនាងមកចង់ដឹងរឿងអីខ្លះសាំងអ៊ូក៏បិទកុំព្យូទ័រទុកវិញហើយក៏សុំឲ្យយូណានិយាយប្រាប់ពីរឿងសង្សារចាស់របស់ចែយ៉ងកាលពីមុនណាថាមានទំនាក់ទំនងនឹងគ្នាយ៉ាងម៉េចជួយបញ្ជាក់រយៈពេលនៃការតាក់ទងគ្នាផងសុំបែបលំអិតណាយូណាក៏ធ្វើមុខធុញទ្រាន់ណានាងស្អប់ណាស់មិនចង់ខ្លាចជាទីប្រឹក្សាស្នេហារបស់អ្នកណាទេកូនស្រីក៏ដោះសារណាមិនជាការប្រឹក្សាអីផងក៏តែការសួរនាំពីទិន្នន័យការពីរដ្ឋការតិចតួចដើម្បីប៉ាន់ស្មានគោលដៅថ្ងៃអនាគតអញ្ចឹងណានាងក៏មិនយល់ថាចង់មានន័យថាម៉េចតែសរុបមកចង់ដឹងពីប្រវត្តិស្នេហារបស់ចៃយ៉ងអញ្ចឹងសាំងអ៊ូក៏ងក់ក្បាលណាយូណាក៏លើកដៃមករាប់ទាំងឈ្មោះនឹងរយៈពេលនៃការតាក់ទងគ្នាមានទាំងសិស្សប្អូនសិស្សច្បងអ្នកដែលចេញធ្វើការហើយក៏មានដែររាប់មកឡើងហោហែភាគច្រើនគឺជាសិស្សច្បងហើយក៏តាក់ទងគ្នាមិនសូវបានយូរទេសាំងអ៊ូក៏សួរពីហេតុផលដែលគេបែកពីសងសាចានាងថាឲ្យនិយាយទៀតស្គាល់ពីចរិតប៉ែនឹងច្បាស់ហេនតាគេជាមនុស្សដែលឆាប់ធុញហើយក៏ចិត្តក្តៅទៀតហើយក៏ជាមនុស្សដែលមិនប្រកបប្រជានឹងរឿងស្នេហាទេណសាំងអ៊ូក៏ច្រើនបដ ដោយតើខ្លាចថាពាក្យសម្ដីរបស់គេថ្ងៃនោះមិនមែនជាពាក្យពិតទេណាយូណាក៏ប្រាប់បន្ថែមទៀតសង្សារចាស់របស់គេពីមុនក៏និយាយដូចគ្នាអញ្ចឹងថាចៃយ៉ងគឺជាមនុស្សដែលក្រោធក្រៀតគ្មានភាពផ្អែមល្ហែមមិនសូវចេះយកចិត្តទេទៅធ្វើឲ្យពួកនាងតូចចិត្តហ្នឹងណាក៏ប៉ុន្តែសម្រាប់សាំងអ៊ូ
ចាយ៉ាងអត់ដែរអញ្ចឹងទេមែនអត់មានជាការលួចចំអន់ទៀតកូនស្រីក៏បកកាយថាមិនមែនអញ្ចឹងផងយូណាតែគ្រាន់តែនិយាយលេងហ្នឹងណាក៏ប៉ុន្តែមួយរយៈនេះចាយ៉ាងមានការផ្លាស់ប្ដូរខ្លាំងណាស់ដូចជាកំពុងតែសាកល្បងភាពអត់ធ្មត់អីម្យ៉ាងអញ្ចឹងណាពេលនេះប្រហែលជាស្លាប់ហើយដឹងសាំងអ៊ូមិនសូវពេញចិត្តឲ្យនាងនិយាយបែបហ្នឹងណាជាមិត្តភក្តិនឹងគ្នានិយាយអញ្ចឹងដូចជាជ្រុលពេកទៅដឹងហើយនាងក៏ថាសាំងអ៊ូមិនមែនជាសង្សាររបស់ចាយ៉ងផងហេតុអីក៏ខឹងជំនួណ៎លង្កាំងបកាយអត់ចេញតែម្ដងនាងក៏ថាហើយតើទោះបីជានាងមិនដឹងតែពេលនេះចាយ៉ងកំពុងតែមានចិត្តអានណាក៏ដោយតែមើលទៅគេដូចជាប្រកាសបជាខ្លាំងណាស់មនុស្សយើងមកធ្វើនៅអ្វីដែលមិនធ្លាប់ធ្វើពីមុនមកគឺមានន័យថាពិសេសខ្លាំងហើយនាងជួននិយាយបើកផ្លូវអញ្ចឹងណាកូនស្រីក៏រៀបភ្ញាក់រលឹកបន្តិចដែររហូតចាយ៉ងបានត្រឡប់មកវិញយូណាក៏ចេញទៅវិញដូចគ្នាគេក៏និយាយលេងណាតែសុំពេលទៅពិចារណាសិនមិនអញ្ចឹងហ៎ហេតុអីក៏មកលឿនម៉ែកូនស្រីក៏ថាមកធ្វើការជាមួយគ្នាតើមិនមែនមកផ្ដោតចម្លើយឯណាគេថាបើនិយាយត្រង់ទៅម៉េចចាំបាច់លេងខ្លួនធ្វើអីតែក៏ព្រមអង្គុយធ្វើការជាមួយគ្នាស្ងាត់ៗណាដោយពេលនោះសាំងអ៊ូក៏កលេចទៅឃើញសាក់នៅលើដៃរបស់គេក៏អង្គុយសម្លឹងមើលយ៉ាងចាប់អារម្មណ៍ខ្លាំងមែនតើគេក៏សួរថាម៉េចឃើញគេសាក់អញ្ចឹងមានអារម្មណ៍ថាដូចក្មេងស្ទាវមែនអត់សាំងអ៊ូក៏ថាមែនទេតែនិយាយអញ្ចឹងសាក់នឹងមានអន្តន័យអីឬអត់គេថាមានអីផងព្រោះតែស្រឡាញ់ក៏ទៅសាក់ហ្នឹងណាចង់ឲ្យគេគូររូបអីដែរអត់សាំងអ៊ូក៏គវីក្បាលបដិសេធភ្លាមតែចេះយ៉ងក៏មិនស្ដាប់ចាប់ទាញដៃមកវឹបហើយក៏ទាញហ្វឺតមកគូឲ្យណាសាំងអ៊ូក៏សួរថាគូរូបអីគេថាគឺជារូបដែលសាំងអ៊ូចូលចិត្តហ្នឹងហើយខណៈពេលដែលគេគូឲ្យហ្នឹងណាមានជាការសម្លឹងមើលមុខគ្នាទៅវិញទៅមកកូនស្រីក៏លួចមើលគេទៀតហើយក៏ញញឹមអីដល់ថ្នាក់នឹងហើយណានៅតែបដិសេធអារម្មណ៍ខ្លួនឯងទៀតហើយរូបដែលគេគូឲ្យគឺជារូប character ដែលបានបង្ហាញលើដំបូងនឹងឯងចេញមកក្រៅវិញហើយក៏នៅដើរមើលទៀតណាស្រឡាញ់រូបនឹងខ្លាំងគេថាពេញចិត្តមែនបានមើលអត់ដាក់ភ្នែកសោះណាកូនស្រីក៏នៅរៀបរឹកមើលទៅរូបនឹងផាច់ជាបាក់លេងចេញហ្នឹងមើលទៅគេក៏និយាយបែបលេងសាយណាគេតាំងចិត្តគូសឹងអីមិននឹងឲ្យលុបចេញបានដោយងាយទៅភ្លាមនោះសាំងអ៊ូក៏សម្រេចចិត្តសួររឿងមួយថាសិស្សច្បងក្នុងអំឡុងពេលសាកល្បងពីអាទិត្យហ្នឹងណាតែអាចធ្វើអីបានខ្លះសួរបែបហ្នឹងគឺមានន័យថាបាក់ចិត្តហើយចៃយ៉ងក៏ដើរចូលមកចាប់ដៃភ្លាមអំឡុងពេលហ្នឹងណាពួកយើងអាចចាប់ដៃគ្នាបានណារួចក៏ទាញចូលមកចិត្តបន្ទាប់មកក៏អោបព្រោះពួកយើងបានថាបរួចហើយគឺនៅសន្តិកាលចាប់ដៃនឹងការអោបនេះឯងអូsweet ហើយអូនឡើងទូចញ៉ែពេលបងអោបទៅលឹងបាត់អស់លីងសំគ្នាខ្លាំងម្ល៉េះទេថែមទាំងធ្វើមុខមានក្តីសុខខ្លាំងកំពុងតែចោះអារម្មណ៍បានស៊ីជម្រៅហើយណាចាយ៉ងក៏រំលាកចេញភ្លាមគ្នាលើកដៃកាំងហ្មងគេថាពេលសាកល្បងមានតែប៉ុណ្្នឹងទេមានអារម្មណ៍ថាចង់តែដាច់ហើយនៅអូនមានជាការដាច់ចេញយ៉ាងកំម៉ៅដាច់អារម្មណ៍អស់លីងមិនតបពេលដេកគិតបានមួយយប់សាំងអ៊ូក៏សម្រេចចិត្តថានឹងទៅដល់ចម្លើយគេគឺសម្រេចថាយកព្រមតាក់ទងជាមួយគេហើយដើរសំបរោនៅតាមផ្លូវរួចស្រេចក្លាហានធ្វើតាមចិត្តខ្លួនឯងម្ដងហើយក៏ប៉ុន្តែពេលមកដល់ក្លឹបស្រាប់តែឃើញគេកំពុងអង្គុយមើលជុំជាមួយនឹងមិត្តភក្តិនិងសិស្សប្អូនណាអត់ដឹងថានាំគ្នាមើលអីទេរួចក៏ដើរចូលទៅហៅចាយ៉ងថាមានរឿងចង់និយាយជាមួយតែដោយសារតែសង្ស័យពេកក៏អន់ទៅមើលនៅក្នុងអេក្រង់កុំព្យូទ័រដែរក៏ឃើញថាគេត្រូវបានក្រុមហ៊ុនល្បីឈ្មោះមួយជ្រើសរើសឲ្យទៅធ្វើជា designer ណាក៏សប្បាយចិត្តហឹកហាក់ជាមួយគេទៅណាអបអរសាទរអញ្ចឹងកំពុងតែមានក្តីសុខអូនសាក់រួនទៅសួរបើអញ្ចឹងសិស្សច្បងនឹងទៅប្រទេសបារាំងភ្លាមមែនអូនគឺមានន័យថាគេត្រូវទៅធ្វើការនៅក្រៅប្រទេសហ្នឹងណាពេលហ្នឹងគឺកាំងទៅពីអ្នកតែម្ដងកំពុងតែភីងហើយមានឧបសគ្គអញ្ចឹងកើតឬក៏ចេញមកក្រៅវិញជាមួយគ្នាតែក៏តោះមានណានិយាយអីទេបរិយាកាសតានតឹងមែនតែនឡងមកសម្បល់បានចៃយ៉ងសួរថាមុនហ្នឹងមានរឿងអីចង់និយាយជាមួយគេមែនកូនស្រីក៏កុហកទៅណាថាជារឿងទូទៅទេអត់មានអីទេហើយចៃយ៉ងក៏សាកសួរយោបល់ណាគេគួរតែមិនទៅប្រទេសបារាំងមិនដែរតែសាំងអ៊ូមិនយល់ស្របនិយាយចេញមកហ្នឹងគិតឲ្យមែនគេថាបើនិយាយចឹងមានអីខុសក្រែមប្រាប់ថាបើមិនមែនជាគេក៏មិនអាចធ្វើហ្គេមជាមួយគ្នាបានមិនអញ្ចឹងហ៎សាំងអ៊ូក៏ថាមិនអីទេសើចច្បងទៅធ្វើការរបស់ខ្លួនឯងទៅរឿងនេះអាចចាត់ការខ្លួនឯងបានហើយចៃយ៉ងឡងតូចចិត្តណានិយាយចឹងមានន័យថាម៉េចដូចចង់ប្រាប់បែបប្រយោជន៍អញ្ចឹងណាថាឲ្យគេដកខ្លួនចេញពីហ្គេមហ្នឹងកូនស្រីក៏និយាយប្រៀបធៀបកាហ្វេដែលអស់ក៏ត្រូវតែទិញមកបន្ថែមអញ្ចឹងហើយដូច្នេះហើយសាច់បងមិនបារម្ភទេគេអាចចាត់ការដោយខ្លួនឯងបានមានរឿងឲ្យងងក់គ្នាទៀតចៃយ៉ងក៏តូចចិត្តអត់ទៅនិយាយអីជាមួយដែរហើយសាក់អ៊ុនក៏មិនបកស្រាយអីដូចគ្នាដើរតែភ្លើរៀងខ្លួនណាក្រោយមកគេក៏មកជួបលេងជាមួយនឹងមិត្តភក្តិបន្តតែក៏គ្មានអារម្មណ៍សប្បាយទេអង្គុយធ្វើមុខសែនរហូតយូណាក៏សង្កេតឃើញរហូតដែរណាក៏ដឹងថាគេកំពុងតែគិតរឿងអីពេលបាននៅទីពីរនាក់នាងក៏បានសារភាពការពិតមុននឹងសាំងអ៊ូបានសួរពីសង្សារចាស់របស់គេនាងបាននិយាយប្រាប់អស់ហើយប្រាប់ទាំងឈ្មោះចំនួននិងរយៈពេលនៃការតាក់ទងគ្នាទៀតសំណាងហើយដល់10នាក់ចៃយ៉ងគាំងខ្លាំងមែនទែនអស់វិចារតែម្ដងហើយក៏ធ្វើជាមិនខ្វល់មនុស្សដែលចាត់ទុករឿងតែដូចជារបស់ចំនួនអញ្ចឹងគេមិនខ្វល់ទេតែមិនដឹងមិនអត់ព្រោះតែម្នាក់នឹងហើយដែលធ្វើឲ្យគេគិតអីមិនចេញសោះថែមទាំងចង់ប្រញាប់ទៅរកដើម្បីនិយាយគ្នាឲ្យដឹងរឿងចង់ដឹងថាមុននោះដែលប្រាប់ថាមានរឿងចង់និយាយជាមួយគេគឺជារឿងអ្វីអត់ប្រកបតើខូចចិត្តឬអត់បើសិនជាគេទៅមិនខ្វល់ទេតែដល់ថ្នាក់នឹងណាហើយទី
បំផុតគេក៏បានឆាតទៅរកសាំងអ៊ូសូមឲ្យចេញមកក្រៅនិយាយគ្នាមួយផ្លែតកូនស្រីក៏រៀងស្ទើរស្ទាក់ដែរណាក៏ប៉ុន្តែសម្រាប់ចិត្តថាចេញមករកគេហើយចាយ៉ងក៏បានហុចនំខេកឲ្យភ្លាមនឹងរីករាយថ្ងៃកំណើតគេជូនពរមុនគេមែនអត់ទោះបីជាយឺត10នាទីក៏ដោយគ្នាក៏ឆ្ងល់ណាស់ហេតុអីមកជាគេដឹងអញ្ចឹងថាថ្ងៃនេះគឺជាថ្ងៃកំណើតណាគេថាពេលបញ្ជូនផ្លែនទៅក្រុមហ៊ុនណាគេបានឃើញប្រវត្តិរូបក៏ចាំតាំងពីពេលហ្នឹងមកចាយ៉ងក៏ប្រាប់ទេតែគេសម្រេចចិត្តដែរថាអត់ទៅប្រទេសបារាំងទេគ្រាន់ថាបើសិនជាមិនមែនជាគេក៏មិនអាចមានអ្នកណាមកជំនួសបានមិនអញ្ចឹងហ៎ត្រូវតែជាគេម្នាក់គត់មិនអញ្ចឹងហើយគេក៏មានអារម្មណ៍បែបហ្នឹងដូចគ្នាដែរបើគ្មានសាំងអ៊ូទេគេក៏មិនអាចនៅបានដែរណាយគេច្បាស់លាស់ណាក៏ប៉ុន្តែកូនស្រីយើងក៏ដល់ពីអនាគតបងអត់ចង់ឲ្យគេបោះចោលអនាគតដើម្បីតែខ្លួនអញ្ចឹងទេដូច្នេះហើយក៏ឈឺដល់ការនេះផ្ដោតចម្លើយគេតែម្ដងទៅសំណើរបស់គេថ្ងៃមុនគឺសុំបដិសេធការដែលបងបដិសេធមិនទៅដើម្បីតែគេហ្នឹងណាស្មានតែគេសប្បាយចិត្តមែនសុំទៅផងព្រោះគេមិនមែនជាតួឯកនៅក្នុងរឿងរ៉ូមែនទិកនោះទេចែយ៉ងគាំងយកទៅមែនទេណាហើយឈឺចុកចាប់សាហាវគេខំលាក់បងតែអូនបដិសេធក្រោយមកគេក៏សុំសួរត្រង់ម្ដងឥឡូវហ្នឹងមានអារម្មណ៍យ៉ាងម៉េចអបកតកូនស្រីទៅពេលនេះមិនចាប់អារម្មណ៍រឿងស្នេហាអីនោះទេគ្រាន់តែចង់ឲ្យបងមានអនាគតល្អនេះគឺជាពាក្យពិតណារួយក៏សុំត្រឡប់ទៅវិញអូសែតបាត់កូនប្រុសហើយចាប់ពីពេលនោះមកអ្នកទាំងពីរក៏បានជួបគ្នាទៀតទេសាំងអ៊ូក៏ព្យាយាមប្រើជីវិតធម្មតាដូចដើមណាក៏ប៉ុន្តែមិនថាធ្វើអ្វីក៏ដោយក៏តែងតែនឹកដល់បងរហូតធ្លាប់តែមានគេនៅក្បែរតែរំខានតាមនិយាយបបាយមិនឈប់ឥឡូវនៅម្នាក់ឯងឯកានិយាយពីថាសេតអើយសេតរហូតថ្ងៃមួយចាស់យ៉ាងបានអូវលីមកបន្ទប់វិញណាក៏ចាស់ដល់បានជួបគ្នាគេក៏សួរសុខទុក្ខធម្មតាទៅណាថាម៉េចហើយរក designer ថ្មីបាននៅសាំងអ៊ូក៏ដោះសារណាថាចាំប្រឡងហើយសិនចាំតាមរកអ្នកថ្មីតែបិទខ្ញុំបានទៅរកស្អីទេថ្ងៃគឺតែពិនិត្យដល់បងហ្នឹងហើយគេក៏បានហុយ USB ដែលបានផ្ទុកឯកសារដែលនៅសល់មកឲ្យណាសំណាងហើយដែលបានមកឲ្យដល់ផ្ទាល់អញ្ចឹងព្រោះគេក៏ចូលទៅក្នុងបន្ទប់អត់និយាយអីទៀតទេធ្វើដូចជាមិនខ្វល់ពីគ្នាសោះណាក្រោយមកក៏បានចេញទៅក្រៅជាមួយនឹងជីហេដើម្បីសុំពិភាក្សាគ្នាទៀតហើយតែមុននឹងពិភាក្សារឿងសំខាន់ជីហេក៏សុំនិយាយមុនណាសាំងអ៊ូក៏យល់ព្រមនាងក៏បានសារភាពពីអារម្មណ៍ពិតណាថានាងចូលចិត្តសាំងអ៊ូខ្លាំងណាស់ដឹងដែរថាប្រាប់ពេលហ្នឹងវាលឿនពេកតែបើមិនមែនជាពេលនេះក៏គិតថានឹងគ្មានឱកាសបាននិយាយប្រាប់ទៀតទេនឹងបានត្រៀមចិត្តទទួលការបដិសេធពីបងហើយដែរសាំងអ៊ូក៏រៀងភ័យផងធ្វើខ្លួនមិនត្រូវផងណារួយក៏សុំទោសនឹងមិនដឹងថាខ្លួននិយាយអីមិនទៀតទេជាយ៉ាថាមិនបាច់ទេគ្រាន់តែឃើញមុខបងក៏ដឹងបាត់ហើយតាមពិតទៅនេះក៏មិនបានរំពឹងអីពីដំបងហើយដែរគ្រាន់តែចង់និយាយប្រាប់ណាមុននឹងសារភាពក៏រៀងភ័យដែរថាខ្លាចខូចចិត្តឬក៏ឈឺចាប់អីអញ្ចឹងតែពេលបាននិយាយប្រាប់ហើយមានអារម្មណ៍ថាធូរស្បើយខ្លាំងណាស់តែក៏ចម្លែកចិត្តខ្លាំងមែនទែននឹកស្មានថាសិស្សច្បងនឹងបដិសេធដោយការប្រើសម្ដីក្រត់គ្រៀតឬពាក្យសម្ដីដែលមិនសូវមានអារម្មណ៍ដូចកាលពីមុនណាមើលទៅបងផ្លាស់ប្ដូរហើយសាំងអ៊ូក៏ភ្ញាក់ផ្អើលដែរថាគេពិតជាផ្លាស់ប្ដូរមែនហ៎នាងក៏ងក់ក្បាលបញ្ជាក់ទៅតែជាការផ្លាស់ប្ដូរក្នុងផ្លូវល្អណាមើលទៅស្នេហាពិតជាអាចធ្វើឲ្យមនុស្សយើងផ្លាស់ប្ដូរបានមែនស្នេហារ៉ូមែនទិកដែលឃើញនៅក្នុងរឿងគេមិនបានកុហកទេហើយនាងក៏មិនអាចជូនពរអីបានដែរព្រោះចំណែណាឬក៏សូមត្រឡប់ទៅវិញទៅបានពិភាក្សាអីទេពេលសាំងអ៊ូត្រឡប់មកដល់ផ្ទះក៏បានឃើញមនុស្សប្លែកមកគួរទ្វារបន្ទប់របស់ចៃយ៉ងណាក៏សួរថាមានការអីអត់គាត់លើថាបន្ទប់នឹងបើកជួឆាប់នេះណាទើបនាំភ្ញៀវមកមើលតែតាក់ទងទៅរកម្ចាស់អត់បានសោះបើជួបម្ចាស់បន្ទប់ក៏ប្រាប់ឲ្យដឹងផងស្រពេលនោះយូណាក៏បានឆាំមកប្រាប់ទៀតថាចៃយ៉ងបានប្រមើលអ្វីៗនៅក្នុងក្លឹបទៅអស់ហើយក៏រត់ទៅធ្វើគ្នាអន្ទែនទៀតចាប់ដាំគិតសារជាថ្មីវិញហើយថាគួរតែធ្វើមិនបន្តទៀតគួរតែដោះលែងគេទៅទាំងបាប់នឹងឬអត់ហើយទីបំផុតសាំងអ៊ូក៏រត់ចុះទៅក្រោមធាក់កង់ទៅរកគេភ្លាមពេលនេះបានដឹងចិត្តខ្លួនឯងហើយថាមិនអាចដោះលែងគេទៅបានទេធាក់កង់បណ្ដាក៏នឹកដល់អនុស្សាវរីយ៍ចាស់បណ្ដាតាំងពីថ្ងៃដែលបានជួបគ្នាលើដំបងគឺតែមានវត្តមានរបស់គេនៅតាមរញ៉េរញ៉ៃហើយក៏នៅក្នុងកសាភ្នែករហូតណាដូច្នេះហើយនៅក្នុងបេះដូងគឺមានតែគេម្នាក់នឹងឯងមានណាទៀតហើយក៏ធាក់កង់មករកគេដល់សួនសាធារណៈណាហើយក៏អង្គុយនៅលើបងធ្វើមិនដឹងពេលងាកមកឃើញសាំងអ៊ូក៏ធ្វើមុខងីងើមិនបានជាមកដល់ទីនេះអញ្ចឹងកូនស្រីក៏សម្លុតភ្លាមហាត់អីក៏មិនទទួលទូរស័ព្ទគេថាទូរស័ព្ទបាត់សម្លេងហ្នឹងណាក៏ទាញយកមកមើលឃើញថាសាំងអ៊ូខំមកឡើងច្រើនដងណាកូនស្រីក៏ដាក់ញ៉ាត់មកទៀតបងនេះធ្វើខ្លួនដូចជាប្រភព error អញ្ចឹងអត្តចរិតក៏មិនល្អធ្វើអីក៏មិនទៀងពេលវេលាមិនប្រកាសប្រជាចូលចិត្តធ្វើខ្លួនចម្លែកគេឈរស្ដាប់លង្គាំងណារំរកគេដើម្បីជេរអញ្ចឹងមែនសាំងអ៊ូក៏ថាមិនដឹងខ្លួនដូចតែគ្នាមិនដឹងថាពេលនេះកាត់អីទេដឹងដែរថាត្រូវតែដោះលែងបងទៅហើយក៏ដឹងដែរថាពាក្យសម្ដីទាំងនេះវាគ្មានប្រយោជន៍ទេទោះបីជាដឹងអញ្ចឹងក៏ដោយក៏នៅតែចូលចិត្តបងចូលចិត្តបងខ្លាំងពិតជាចូលចិត្តបងមែនណាសំណារបស់បងសូមផ្ដល់ចម្លើយម្ដងទៀតបានអត់ណាសារភាពហើយចាខ្ញុំសប្បាយចិត្តចង់ហោះក៏ប៉ុន្តែនៅលេងខ្លួនគេថាមិនបានទេគេនឹងដាក់សំណាឲ្យថ្មីសាំងអ៊ូមកធ្វើជាសង្សារនឹងគេបានទេមិនមែនជាសង្សារសាកល្បងតែជាសង្សារនឹងគ្នាមែនតើណាអូ
ចៃយោហើយកូនស្រីក៏អត់និយាយអីទេនេះណែនេះហើយជាការផ្ដាល់ចម្លើយដើមមិនបាច់និយាយអ្វីទាំងអស់បង្ហាញជាទង្វើអញ្ចឹងហ្មងច្បាស់ជាងបកាច់ត្រឹមត្រូវទៀតហើយបងមានជាការស្រឡាញ់កាំងឡើងមកសបកដែរណាហើយបានស្វាអូនជុំមកអោបធ្វើឲ្យគេលុះព្រលឹងអស់លេងសប្បាយចិត្តខ្លាំងតែប៉ុណ្្នឹង happy បាទបានខ្លាចជាសង្សារនឹងគ្នាជាផ្លូវការរួចក៏នាំគ្នាទៅក្លឹបរបស់គេបន្តទៅមើលការងារដែលគេបានរៀបចំទុកឲ្យណាតាមពិតទៅគេបានជួយរក designer ថ្មីៗឲ្យហើយក៏រៀបចំតារាងការងារថ្មី plan ថ្មីរបស់គេដើម្បីឲ្យងាយស្រួលក្នុងការធ្វើការអញ្ចឹងណាគេខែពីអូនខ្លាំងណាសាំងអ៊ូទៅរៀបចំ plan នឹងតាំងពីកាលណាគេថារៀបចំតាំងពីសាំងអ៊ូនិយាយប្រាប់ថារក designer ថ្មីនឹងហើយស្មានតែគេព្រមចាក់ចេញទៅងាយៗមែនអូយតែគ្នាឡើងរំភើបរួចក៏នឹកឃើញថាគេត្រូវទៅប្រទេសបារាំងមិនអញ្ចឹងហ៎គេថានៅចរចាមិនតង់ទៀតបើសិនជាចរចាមិនត្រូវគ្នាគេក៏នឹងធ្វើហ្គេមជាមួយបន្តទៀតណាតែសាំងអ៊ូក៏សោកស្ដាយណានេះជាឱកាសដ៏ល្អខ្លាំងមែនទែនកុំព្រោះតែអារម្មណ៍ធ្វើឲ្យបាត់បង់ឱកាសល្អមួយនេះគេក៏កញ្ញោមួយខ្លះនឹងថាស្មានតែហ្គេមនឹងជារបស់សាំងអ៊ូតែម្នាក់មែនទាំង concept ទាំងការ design គេជាអ្នកធ្វើទាំងអស់នឹងរឹបអូសស្នាដៃតែម្នាក់ឯងអញ្ចឹងមែនតែសាំងអ៊ូក៏នៅសោកស្ដាយនោះជាក្រុមហ៊ុនដែលល្បីខ្លាំងមែនទែនគេថាល្បីទៅនៅមានកន្លែងផ្សេងៗទៀតដែលល្អដែរតាដឹងស្រាប់ហើយតាសង្សារម្នាក់នេះប្រកាយខ្លាំងប៉ុណ្ណាបានលឺនិយាយទៅសង្សារអញ្ចឹងក៏អៀនលើកដំបងឬក៏ខំរៀបដឹកធ្វើកំកកំបើវិញណាថាបើសិនជាធ្វើជាសង្សារនឹងគ្នាគេត្រូវតែគោរពលក្ខខណ្ឌ3យ៉ាងទី1មិនទៅបាននិយាយផងបងក៏អត់ចូលមកថាប់ជប់តែប៉ុណ្ណឹងចប់បាត់គេថាបើសិនជាមិនចង់ឲ្យអ្នកដទៃឃើញណាទៅចាក់កលឹះទ្វារទៅកូនស្រីក៏កញ្ញោគេវិញពិតជាមិនដឹងអីមែនបានចាក់សារទ្វារតាំងពីយូរណាស់ដែរចេញទៅម៉ែគេត្រៀមខ្លួនរួចស្រេចមិនប្រាប់ក៏ដឹងដែរគេក៏សរសើរថាសាំងអ៊ូពិតជាឆ្លាតមែនហើយកូនណែអូនមានជាកើវៃលុកវិញអូយគៀតសាហាវក្រែមកនេះទៅពីក៏បានមកនៅជាមួយគ្នាណាមកជួយការងារគ្នាទៅវិញទៅមកអីចឹងចៃយ៉ងក៏រអ៊ូរទាំប្រាប់ហៅថាឲ្យទៅបារាំងជាមួយគ្នាហេតុអីក៏មនុស្សលំបាកលំបិនក្នុងប្រទេសកូរ៉េអញ្ចឹងនៅទីនោះអាកាសល្អជាងសឹងអីតែកូនស្រីក៏ថាចង់ចាប់ផ្ដើមនៅទីនេះសិនណាហើយចាំពង្រឹងសមត្ថភាពខ្លួនឯងដល់ថ្នាក់អន្តរជាតិពេលក្រោយនិយាយចង់ឲ្យជែកលើសមត្ថភាពគ្នាមែនគេក៏អានចេះមកថាថ្មមួយបញ្ជាក់ថាគេពិតជាជឿជាក់ណាហើយក៏លួចមើលឯកសារក្នុងកុំព្យូទ័រទៀតកូនស្រីក៏ធ្វើលួចមិនឲ្យមើលទៅថាអាចចាត់ការខ្លួនឯងបានចៃយ៉ងមិនព្រមសុំមកកែ PowerPoint ឲ្យព្រោះធ្វើ PowerPoint ដូចកូនក្មេងអញ្ចឹងរួចសាំងអ៊ូសុំជប់ទឹកសិនខណៈនោះចៃយ៉ងក៏សាកឆែករមើលរូបភាពនៅក្នុងកុំព្យូទ័រតែមានអីខ្លះអាចប្រាប់បានអញ្ចឹងទៅចុះឡើងក៏បានឃើញ file មួយដែលបានសរសេរឈ្មោះរបស់គេមើលមិនដល់នៅសង្ស័យយូរទេចុចចូលមើលភ្លាមហើយក៏ឃើញថាក្នុងនោះគឺជា file រូបភាពចុចទៅមើលទៀតគឺជារូបភាពដែលកូនស្រីយើងបាន screenshot ទុកនឹងឯងសុទ្ធតែរូបរបស់គេទាំងអស់បងមើលឲ្យមានជាការអៀនផងនឹកស្មានមិនដល់ផងនឹងថាសាំងអ៊ូម្នាក់នេះពិតជារោគចិត្តមែនហើយអូនក៏ចេញពីបន្ទប់វិញភ្លាមតែមិននឹកឃើញថាមាន file សម្ងាត់ណាមានជាការដណ្ដើមគ្នាទៅមើលបងក៏ទម្លាក់កុំព្យូទ័រនឹងចោលហើយក៏ឡើងទ្រពទៅលើហើយមិនបន្តទៀតបងមានជាការអោនជួយទៅចិត្តសន្សឹមណាធ្វើដូចចង់ថាប់គ្នាហើយក៏ប្រហួសមកព្រមថ្ងាក់គ្នាវិញណាចង់ធ្វើស៊ីផ្លររំក៏ប៉ុន្តែអូននៅបិទភ្នែករងចាំបន្តរងចាំដំណាក់កាលបន្ទាប់បងក៏មិនជំទាស់អូនត្រូវការអីបងធ្វើនឹងឲ្យអោនជួយទៅថាប់យ៉ាងផ្អែមល្ហែមម្ដងទៀតអូយ sweet ខ្លាំងមែនទែនហើយស័ក្តិសមគ្នាខ្លាំង perfect គ្រប់យ៉ាងតោះត្រង់ថារឿងនឹងខ្លីពេកហាមែន season 2រងចាំឡើង3 4ឆ្នាំហើយណាស្ងាត់ដំណឹងសូនឆឹងរឿង semantic error ក៏បានចាប់ដែរបាទរីបូ happy ending